មុននឹងចូលទៅដល់វីដេអូសង្ឃឹមថាគ្នាយើងកុំតន់អស់រំលងពេលដែលមាននិយាយមួយនេះអីដោយសារតែពេលនេះមានបានបង្កើតក្រុម VIP មួយទៀតដែលបង់ជាលក្ខណៈខែគ្នាយើងគឺលក្ខណៈថាមួយខែបង់$1ប៉ុន្តែបើសិនជាខែដំបូងដែលគ្នាយើងចូល admin គឺតម្រូវឲ្យគ្នាយើងបង់$2ស្ដាប់ admin បញ្យល់សិន$ចំពោះតែគ្នាយើងណាដែលធ្លាប់ចូលក្រុម VIP ពីមុនមកក្រុម VIP admin បង់ជាលក្ខណៈមើលរហូតហ្នឹងហើយបើសិនជាគ្នាយើងណាដែលធ្លាប់ចូលក្រុម VIP បង់មើលរហូតហ្នឹងហើយ admin តម្រូវឲ្យបង់តែ$1ទៀតទេអាចចូលក្រុម VIP បង់ជាខែហើយមួយខែ$1ដែលនៅក្នុងក្រុម VIP ហ្នឹងមានរឿងជាច្រើននៅហ្នឹងដែល admin មិនដាក់ចំណងជើងរឿងនៅលើវីដេអូហ្នឹងឯងគ្នាយើងក៏អាចហានបានហើយក៏នៅមានរឿងជាច្រើនបន្តទៀតអីចឹងណាហើយ admin ក៏សូមបញ្ជាក់ផងដែរថានៅក្នុង VIP គ្រប់ហ្នឹង admin បានចេញវីដេអូជារៀងរាល់ថ្ងៃហើយ admin ក៏សូមបញ្យល់មួយទៀតពាក់ព័ន្ធជាមួយនឹងក្រុម VIP បង់មើលរហូតហ្នឹងគឺបើសិនជាគ្នាយើងថាមិនចង់ចូលក្រុម VIP បង់ជាខែក៏បានដែរដោយសារតែបង់រហូតហ្នឹង admin នៅតែចេញវីដេអូអញ្ចឹងគ្រាន់តែថាចេញវីដេអូនៅក្នុងក្រុម VIP នឹងអត់បានទៀងទាត់ទេមួយវិញទៀត admin ក៏ចង់ធ្វើអញ្ចឹងដែរដើមឡើយថាចង់បង្កើតក្រុម VIP បង់រហូតហ្នឹងគឺលក្ខណៈថាអត់បង្កើតជាខែទេប៉ុន្តែដោយសារតែនិយាយចំទៅគឺខ្វះលុយមកគ្នាយើងហើយចំពោះក្រុម VIP បង់មើលរហូតហ្នឹង admin បាត់ឈប់ទទួលសមាជិកទទួលសមាជិកតែក្រុម VIP បង់ជាខែទេចំពោះក្រុម VIP បង់ជាខែ admin ចេញមួយថ្ងៃមួយវីដេអូឬមួយក៏ពីរវីដេអូទៅតាមដែល admin អាចធ្វើទៅបានគ្រាន់តែថាចន្លោះមួយខែហ្នឹង admin ធ្វើមកចេញឲ្យបានខ្ទង់40ទៅ45វីដេអូអញ្ចឹងណាចុងក្រោយបើសិនជាគ្នាយើងរួមណាមានចំណាប់អារម្មណ៍អីហ្នឹងក៏អាចទំនាក់ទំនងមកកាន់ admin នៅ link Telegram នៅក្នុង comment ដែល admin បាន pin នៅលើគេហ្នឹងហើយក៏កុំឲ្យខាតពេលយើងយូរចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីទៀតចំពោះចំណងជើងភាសាអង់គ្លេស admin ដាក់លើវីដេអូហ្នឹងរីឯចំណងជើងខ្មែរ admin សុំដាក់ថាអំណាចស្ដេចនៃកងទ័ពមិនចេះស្លាប់រឿងហ្នឹងក៏អាចនិយាយបានថាគឺជាប្រភេទ necromancer អញ្ចឹងទៅវាស្តៀងជាមួយនឹងរឿងយ៉ាងប៉ុន្តែវាយ៉ាងប្លែក admin ក៏ធានាថាល្អមើលមិនអន់ទេបើចង់ដឹងទៅសាច់រឿងយ៉ាងណាតោះទៅទស្សនានៃភាគទី1យ៉ាងទាំងអស់គ្នាដោយផ្ដើមដំបូងនៃសាច់រឿងគឺជាការដាស់ឡើងនូវសមត្ថភាពនៅក្នុងសាលាមួយយើងក៏បានឃើញជាមួយនឹងធម្មពលពណ៌មាសចាំងយ៉ាងសម្បើមស្រីស្អាតម្នាក់ដែលមានឈ្មោះថាស៊ូសៀវឈីងក៏បានឈរនៅទីនឹងដើម្បីនឹងដាស់ឡើងនូវសមត្ថភាពដែលបែបនេះក៏បានធ្វើឲ្យសិស្សដទៃក៏បានកោតសរសើរថាដូចជាការរំពឹងទុកពិតមែននាងនឹងអាចដាស់ឡើងនៅទេពកោសល្យដ៏អស្ចារ្យឆ្ងល់មែនតើនាងបានកោះអាវុធវេទមន្តប្រភេទណាមនុស្សម្នាក់ដែលមានឈ្មោះថាវងវៃដែលគឺជាប្រធាននៃមហាវិទ្យាល័យឈីងយ៉ាងក៏បាននិយាយថាក្មេងស្រីនេះមិនធ្វើឲ្យចាស់ទុំអស់សង្ឃឹមឡើយក្នុងចំណោមមនុស្ស100នាក់យ៉ាងហោចណាស់ក៏មានម្នាក់ដែរគាត់គិតថាសំណាងគាត់នៅពេលនេះបានផ្លាស់ប្ដូរវិញស្របពេលនឹងពន្លឺពណ៌មាសក៏បានប្រែទៅជាអាវុធវេទមន្តមួយដែលមានទេពធីតានៃពន្លឺមកអមជាមួយប្រធានវងវៃគាត់បានលាន់មាត់ថាតែនេះមិនមានន័យថាគឺជារឿងព្រេងនិទានជាមួយនឹងគុណលក្ខណៈដ៏ពិសិដ្ឋបំផុតមិនទុកយូរទេគាត់ក៏បានប្រកាសឡើងនេះគឺជាការភ្ជាប់ឡើងនៃទេពកោសល្យចំណាត់ថ្នាក់វីរៈភាពដែលជាដើមពន្លឺពិសិដ្ឋដែលបែបនេះហើយក៏បានធ្វើសិស្សក៏បានកោតសរសើរទៅកាន់នាងមិនដាច់ពីមាត់ឡើយក៏លេចទៅមើលម្នាក់ទៀតក៏ជាតួឯកប្រុសរបស់យើងគាត់ក៏បាននិយាយតិចផងដែរថាទេពកោសល្យចំណាត់ថ្នាក់វីរៈភាពក្មេងស្រីនេះពិតជាធ្វើបានល្អណាស់មិនត្រឹមតែប៉ុណ្្នឹងនោះទេក៏បានរំលឹកទៅដល់300ឆ្នាំមុនលំហអវកាសមួយបានលេចឡើងនៅក្នុងពិភពលោកដោយគ្មានការព្រមានទុកមុនភាពវឹកវរក៏បានចាប់ផ្ដើមឡើងប៉ុន្តែវាក៏បានភ្ជាប់ទៅនឹងកន្លែងដែលមិនស្គាល់ហៅថាអាណាចក្រសម្ងាត់សត្វចម្លែកយ៉ាងច្រើនក៏បានលើកចេញពីអាណាចក្រសម្ងាត់នឹងមកដើម្បីនឹងដេញសម្លាប់មនុស្សធ្វើឲ្យមនុស្សសឹងតែមិនអាចឈរជើងបានប៉ុន្តែខណៈពេលនោះស្រាប់តែមនុស្សអាចលេចឡើងនៅទេពកោសល្យតាមអាណាចក្រសម្ងាត់ក៏អាចបង្កើនកម្រិតជាមួយនឹងជំនាញក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងសត្វចម្លែកទាំងអស់នោះដោយកម្រិតនៃទេពកោសល្យនោះត្រូវបានចាត់ថ្នាក់ជាកម្រិតទាបមធ្យមខ្ពស់កម្រនិងវីរៈភាពប៉ុន្តែបើតាមអ្វីដែលគេបាននិយាយនៅលើកម្រិតវីរៈភាពនៅមានកម្រិតមួយទៀតដែលគេហៅថាកម្រិតអាថ៌កំបាំងដែលមនុស្សទាំងអស់សឹងតែមិនធ្លាប់បានស្គាល់ហើយនឹងឃើញចំណែកខ្ញុំវិញបន្ទាប់ពីបានធ្វើដំណើរមកកាន់ផែនដីនេះហាក់បីដូចជាវាជាហ្គេមអញ្ចឹងថែមទាំងបានសិក្សានូវទ្រឹស្ដីយ៉ាងលំបាកដើម្បីទទួលបានតំណែងដំបូងនៃការដាស់ឡើងមួយនេះបន្ទាប់ពីកិត្តចាប់ស៊ូសៀវឈីងក៏បានចុះមកវិញប្រធានវៃសៀវក៏បានអបអរសាទរទៅកាន់នាងដោយសារតែនាងគឺជាមនុស្សដំបូងដែលអាចដាស់ឡើងទេពកោសល្យកម្រិតវីរៈភាពដំបូងគេនៅក្នុងសាលាមហាវិទ្យាល័យឈីងយ៉ាងនៅក្នុងឆ្នាំនេះនាងក៏បានអរគុណទៅលើនាយកហើយនាងនឹងខិតខំប្រឹងប្រែងបន្តទៀតដល់ចុះវិញទៀតសោតក៏បានស្កាក់ជាមួយនឹងវៃសៀវក៏បានគិតផងដែរថាច្រើនឆ្នាំមកនេះលោកតែងតែឈ្នះខ្ញុំដូច្នេះលើកនេះខ្ញុំនឹងបង្ហាញថានរណាគេគឺជាអ្នកមានទេពកោសល្យពិតប្រាកដនាយកវងវៃក៏បានប្រកាសឈ្មោះវៃសៀវគឺជាអ្នកបន្ទាប់គាត់បានដើរឡើងទៅសម្លេងសិស្សក៏នៅតែនិយាយថាលេខ1ប្រចាំសាលាចង់ដឹងណាស់ថាគេអាចដាស់ឡើងនៅទេពកោសល្យប្រភេទណាទៅការធ្វើបានល្អនៅក្នុងការប្រឡងទ្រឹស្ដីមិនមានន័យថាគឺជាទេពកោសល្យល្អនោះទេបើទោះបីជាសិស្សទាំងអស់នឹងនិយាយហាក់បីដូចជាប្រឆាត់ប្រឆាំងថាគាត់យ៉ាងណាក៏ដោយប៉ុន្តែនាយកវិញគាត់រំពឹងទុកថាវៃសៀវនឹងអាចដាស់ឡើងនៅទេពកោសល្យកម្រិតវីរៈភាពបានម្នាក់ទៀតនោះនៅពេលនោះសាលាពួកយើងក៏នឹងរីកចម្រើនបន្ទាប់ពីគាត់បានដើរឡើងទៅលើសាយវាងយើងក៏បានឃើញជាមួយនឹងធម្មពលពណ៌ស្វាយក៏បានលេចឡើងបន្ទាប់មកក៏បានប្រែទៅជាក្រហមយ៉ាងឆ្អិនឆ្អៅបានបាញ់ឡើងទៅខាងលើយ៉ាងសម្បើមធម្មពលនេះក៏ពិតជាអស្ចា
សាមែនទែនសិស្សទាំងអស់ក៏ដូចជាគ្រូទាំងអស់នៅទីនឹងក៏ពិតជាមានការងឿងឆ្ងល់មែនទែនហើយអ្វីបានជានៅសោកប្រែទៅជាងងឹតថែមទាំងកាន់តែត្រជាក់ទៀតផងផ្សែងខ្មៅក្បាលខ្មោចមួយក៏បានលេចឡើងបូករួមជាមួយនឹងក្រុងឆ្អឹងយ៉ាងច្រើននាយកវងគាត់មិនដែលឃើញបាតុភូតចម្លែកបែបនេះឡើយកាន់តែឆ្ងល់ទៀតតើវៃសៀវនឹងធ្វើអ្វីសម្រាប់គាត់នៅពេលនេះវៃសៀវនេះវិញគាត់បានយកដៃដើម្បីនឹងដាស់ឡើងអាវុធឲ្យវាចេញមកហើយមកពោយ៉ាងសម្បើមក៏បានផ្ទុះចេញអ្វីដែលចេញមកនឹងគឺជាប៉ែលមួយលាក់នៅលើដៃរបស់គាត់ក៏បានលន់មាត់ថាជាអ្វីណានាយកវងគាត់បានប្រឌិតមើលទិន្នន័យរបស់វៃសៀវបានដឹងថាគេបានដាស់ឡើងនៅទេពកោសល្យកម្រិតអាកំបាំងជាមួយនឹងចំណេញដាស់ឡើងនៅកងទ័ពមិនចេះស្លាប់ឬមួយក៏ជាកងទ័ពអមតៈចម្លែកអីត្រង់ថាវេទមន្តនឹងគឺជាប៉ែលមួយបានលើអញ្ចឹងក៏បានធ្វើឲ្យសិស្សដទៃទៀតក៏ពិតជាមានការសើចច្រមុះយ៉ាងខ្លាំងស៊ូសៀវឈៀងក៏បានមាននោមភ្លាមថានាងនៅតែឈ្នះដដែលវៃសៀវគាត់ក៏នៅតែមានការងឿងឆ្ងល់តែមានអ្វីខុសមែនទេអំបញ្ញមិញនេះសឹងតែក៏ក្រៅទៅហើយប៉ុន្តែចុងក្រោយបែរជាប៉ែលមួយទៅវិញពីនេះទៅមើលព័ត៌មានផ្ទាល់ខ្លួនគាត់មានទេពកោសល្យកម្រិត 3S ដែលគឺជាកម្រិតអាចកំបាំងហើយអ្វីៗទៀតយើងដឹងឯងចាប់ផ្ដើមសប្បាយចិត្តឡើងវិញដោយសារតែគាត់បានកើតថាបើសិនជាកម្រិតគាត់ខ្ពស់ប៉ុណ្ណឹងហើយការដាស់ឡើងបានប៉ែលនេះពិតជាមិនមែនជារឿងសាមញ្ញទេប្រព័ន្ធក៏បានលោតប្រាប់ទៅកាន់គាត់បន្ថែមទៀតថាបើសិនជាគាត់យកប៉ែលនេះជីកប់ទៅលើបិសាចដែលគាត់បានសម្លាប់ក៏បានធ្វើបិសាចនឹងខ្លាញ់ទៅជាទេសកលអមតៈរបស់គាត់ដឹងអញ្ចឹងមើលទៅសប្បាយចិត្តមែនតើនាយកវងក៏បានប្រាប់ទៅកាន់គាត់កុំឲ្យឈរនៅទីនេះញញឹមយូរពេកអីឆាប់បង្ហាញនូវចំណេះរបស់ឯងដើម្បីនឹងធ្វើការវិនិច្ឆ័យអញ្ចឹងគាត់ក៏មិនចាំយូរទេក៏ចាប់ផ្ដើមកោះហៅនៅកងទ័ពមិនចេះស្លាប់ចេញមកមួយដើមឡើយយើងមើលទៅហាក់បីដូចចលយមែនតែនប៉ុន្តែបន្ទាប់ពីចេញមកក៏បានឃើញថាវាគឺជាក្រុងឆ្អឹងមួយនាយកវងគាត់បានដឹងថានេះគឺជាកម្រិតទាបបំផុតនៃបិសាចមិនចេះស្លាប់ឬមួយក៏ជាអមតៈហ្នឹងឯងគាត់កាន់តែមិនយល់ឲ្យកម្រិតអាចកំបាំងទៅមកប៉ុន្តែបាយជាកោះហៅបាននៅបិសាចខ្សោយបែបនេះយកដៃប៉ះក្បាលវាបន្តិចសោះក៏បានឃើញថាវាក៏បានបែកបាក់ទៅបានឃើញអញ្ចឹងអ្នកសើចចំអកនៅទៅសើចចំអកហៀទឹកភ្នែកហៀអីពេញនឹងតែម្ដងវៃសៀវយ៉ាងនេះវិញមិនបានឈឺក្បាលជាមួយទេគាត់បានញញឹមនឹងបានតទៅវិញទៅថែនរណាគេថាខ្ញុំអាចកោះហៅនៅបិសាចក្រុងឆ្អឹងកម្រិតទាបនេះបានតែមួយតតដៃបន្តិចក៏មានធម្មពលមួយដាស់ឡើងនៅបិសាចក្រុងឆ្អឹងយ៉ាងច្រើនវៃសៀវគាត់បាននិយាយផងដែរថាទោះបីជាវាមានកម្រិតទាបយ៉ាងណាក៏ដោយប៉ុន្តែជាមួយនឹងចំនួនច្រើនបែបនេះក៏មិនមែនជាបញ្ហាអ្វីសម្រាប់គាត់ដោះស្រាយជាមួយនឹងសារចម្លែកកម្រិតខ្ពស់ទេទាំងអស់គ្នានៅទីនឹងបានឃើញអញ្ចឹងក៏ពិតជាមានការព្យាបាលមែនតែនឹងបានលន់មកថាហើយអ្វីច្រើនម្លេះសូម្បីតែស៊ូសៀវឈីងក៏អញ្ចឹងផងដែរនាយកវងវៃគាត់ចាប់ផ្ដើមសប្បាយចិត្តឡើងវិញនឹងបានសរសើរផងដែរថានេះពិតជាឥទ្ធិពលនៃមនុស្សដែលមានទេពកោសល្យកម្រិតអាចកំបាំងពិតមែនទោះបីជាមានអ្វីខុសជាមួយនឹងឧបករណ៍វេទមន្តដែលបានកោះហៅមកយ៉ាងណាក៏ដោយប៉ុន្តែជាមួយនឹងអ្វីដែលច្រើនបែបនេះអនាគតក៏ពិតជាភ្លឺស្វាងគាត់ក៏បានឲ្យវៃសៀវដកយកនៅកងទ័ពអមតៈទៅវិញសិនទៅចំណែកពិធីដាស់ឡើងទេពកោសល្យក៏នៅតែចាប់ផ្ដើមវៃសៀវគាត់បានធ្វើទៅតាមអ្វីដែលលោកគ្រូបាននិយាយគាត់ក៏បានគិតផងដែរថាមនុស្សគ្រប់គ្នាសុទ្ធតែបានយកច្រឡំថាគាត់អាចកោះហៅនៅបិសាចក្រុងឆ្អឹងនេះតែប៉ុណ្ណោះក៏មិននឹកស្មានដល់ថាក៏មានអ្នកភ្លើងក្នុងរឿងព្រេងនិទានទៀតផងវាក៏នឹងក្លាយទៅជាសត្វដែលត្រូវបានខ្ញុំកោះហៅមិនយូរមិនឆាប់ទេមិនយូរប្រហែលពិធីដែលបានដាស់ឡើងទេពកោសល្យត្រូវបានបញ្ចប់នាយកសាលាគាត់បានអបអរសាទរទៅកាន់សិស្សទាំងអស់គ្នាចំណែកថ្ងៃស្អែកនៅម៉ោង 9 ព្រឹកពួកយើងនឹងចេញដំណើរទៅកាន់អាណាចក្រសម្ងាត់ដែលជាច្បាប់ចម្លងថ្មីថ្មោងដើម្បីធ្វើប្រសើរឡើងតាមពិតត្រង់នោះគឺមានចង់ហៅថាដនជន់ក៏បានកុកងឹតក៏បានប៉ុន្តែមានសំហៅថាអាណាចក្រសម្ងាត់វិញដោយសារតែអាចចង់ហៅដូចឈ្មោះជាមួយនឹងខ្សែរឿងផ្សេងទៀតលក្ខណៈថាខ្សែរឿងមួយហ្នឹងយើងនិយាយចេះហើយខ្សែរឿងមួយទៀតយើងនិយាយចុះទៅដើម្បីកុំឲ្យថាខ្សែរឿងពីរផ្សេងគ្នាអញ្ចឹងនិយាយដូចគ្នាអាចនឹងធ្វើគ្នាយើងយកច្រឡំអញ្ចឹងទៅបើយើងប្រៀបធៀបពាក្យទាំង3ហ្នឹងគឺវាស្រដៀងជាមួយនឹងគ្នាទេនាយកសាលាគាត់បាននិយាយបន្ថែមទៀតថាសិស្សណាដែលទទួលបានលទ្ធផលល្អនឹងទទួលបានអាហារូបករណ៍ខ្ពស់ចំណែកការប្រឡងស្អែកនេះក៏បានផ្ដល់ពិន្ទុឲ្យពួកគេដែរដូច្នេះកុំឲ្យមកយឺតយ៉ាវឲ្យសោះស្អែកនេះបន្ទាប់ពីស្នាប់ចប់យើងក៏បានឃើញជាមួយនឹងសិស្សទាំងឡាយបំបាយផ្លូវគ្នាដើម្បីទៅវិញដល់ឡៃអីតែវៃសៀវយើងគាត់បានឈួរថាថ្ងៃស្អែកនេះគាត់ត្រូវតែអាប់កម្រិតឯងរីខាងស៊ូសៀវឈិងនេះវិញក៏មានអបម្នាក់ដើរតាមនាងឲ្យបានប្រាប់ទៅកាន់នាងថាឥឡូវនេះចាំបានដាស់ឡើងនៅទេពកោសល្យកម្រិតខ្ពស់ជាមួយនឹងដាវខ្យល់ចំពោះការប្រមាញ់ដើម្បីនឹងបទពិសោធន៍នៅថ្ងៃស្អែកនេះតើយើងរួមដៃជាមួយនឹងគ្នាដែរអត់ចែនឹងខ្មើមិនអន់ទេក៏បានប្រាប់ទៅកាន់គេវិញថាខ្ញុំមិនចាប់អារម្មណ៍ទេហើយលោកចេញតែបាត់ទៅនាងក៏បានទៅហៅវៃសៀវថ្ងៃនេះគ្មាននរណាគេឈ្នះគ្មាននរណាគេចាញ់ឡើយចាំថ្ងៃស្អែកពួកយើងប្រកួតគ្នាបន្តទៀតគាត់ក៏បានតបថាគ្មានបញ្ហាអ្វីនោះទេហើយនាងក៏ប្រហែលជាមិនអាចយកឈ្នះខ្ញុំបានដដែលលឿនចឹងសៀវឈៀងចង់មួម៉ៅដែរសួរថាតើលោកចង់មានន័យយ៉ាងម៉េចស្របពេលនឹងអាផាក់សក់លឿននឹងក៏បានចូលមកទៀតហើយបញ្ចេញដាវចង្អុលដាក់ទៅកាន់វៃសៀវហើយនឹងបានសួរថាតើអំបញ្ញមិញអញនិយាយអ្វីមិនគួរសមជាមួយនឹងសៀវឈៀងជឿមិនជឿថាខ្ញុំនៅពេលនេះនឹងកាច់បំបាក់ជើងឯងដោយសារតែអាប៉ែលោកដៃចូលសៀវឈៀងក៏បានប្រាប់ទៅកាន់អាប៉ែនឹងថាកុំឲ្យចេះលោកដៃចូលឯងថ្ងៃស្អែកខ្ញុំនឹងប្រកួតជាមួយនឹងគាត់ដោយយុត្តិធម៌អាប៉ែនឹងក៏បានរងាប់អារម្មណ៍ឡើងវិញហើយដោយសារតែសៀវឈៀងថ្ងៃនេះខ្ញុំលើកឡើងឲ្យមួយថ្ងៃចុះចាំថ្ងៃស្អែកចាត់ការជាមួយនឹងឯងក៏មិនតាន់ហួសពេលដែរហើយត្រៀមខ្លួនដេកលើក្រែរយៈពេល1ខែទៅគាត់ក៏បានតបវិញបានអញ្ចឹងមែនខ្ញុំរងចាំសាច់រឿងយើងក៏បានកាត់ទៅដល់ព្រឹកឡើងនៅពេលវេលានឹងម៉ោងដែលលោកគ្រូបានកំណត់ឲ្យយើងក៏បានឃើញជាមួយនឹងសិស្សយ៉ាងច្រើនបានមកទីនេះប្រមូលផ្ដុំគ្នាមនុស្សពីរម្នាក់ក៏បាននិយាយគ្នាខ្ញុំបានឮថានៅទីនេះមានអាណាចក្រសម្ងាត់
ងាត់ចំនួន3តំបន់ប៉ុន្តែពួកយើងអាចទៅដល់ត្រឹមតែកម្រិតទាបបំផុតនៃវាស្មៅក៏មិនដឹងនោះទេថាពេលណាទៅបានចូលទៅកាន់កំពូលទាំងពីរទៀតក៏លេចទៅមើលសៀវឈិងនាងបានសួរទៅកាន់វៃសៀវហេតុអ្វីបានជាលោកមិនមកជាមួយនឹងក្រុមវៃសៀវគាត់បានតទៅវិញទៅថាគាត់ចូលប្រមាញ់តែម្នាក់ឯងទេបើអញ្ចឹងមិនសៀវឈិងនាងក៏ចូលប្រមាញ់ម្នាក់ឯងដូចគ្នាមិនចាំយូរទេនាយកវងវៃគាត់បានប្រកាសឡើងថាការសាកល្បងនេះមានរយៈពេលចំនួន8ម៉ោងបេសកកម្មត្រូវឲ្យបញ្ចប់នៅពេលដែលអ្នកទាំងអស់គ្នាឡើងទៅដល់ level 3និងទទួលបាន5ពិន្ទុបន្ថែមទៀតសម្រាប់ការប្រឡងបញ្ចប់បន្ថែមពីលើនឹងទៀតសម្រាប់បិសាចកម្រិតខ្ពស់ទទួលបាន5ពិន្ទុនិងសម្រាប់3បិសាចទទួលបាន10ពិន្ទុបន្ថែមនិងចុងក្រោយសាច់រឿងគឺថា boss ហេតុមានសំហៅពាងថាកែទៅជាស្ដេចបិសាចវិញទៅទទួលបាន20ពិន្ទុមិនអីនោះទេហើយនៅពេលនៃការសាកល្បងចាប់ផ្ដើមឡើងឃើញថាអាណាចក្រសម្ងាត់ក៏បានបើកឡើងសិស្សទាំងអស់ក៏បានរត់ចូលប្រងព្រាតតែម្ដងវៃសៀវគាត់បានមកដល់ទីតាំងមួយហើយបានដឹងថាមនុស្សដែលបានចូលមកទាំងអស់ក៏បានបញ្ជូនទៅកាន់ទីតាំងផ្សេងៗគ្នាស្របពេលនឹងក៏បានចាប់អារម្មណ៍ទៅលើអ្វីម្យ៉ាងនៅគុំស្មៅហើយក៏បានចេញមកហើយវាក៏ជាកណ្ដុរវាស្មៅជាសត្វចម្លែកមានកម្រិតទាបបំផុតវៃសៀវគាត់បានលន់មាត់មើលទៅគួរឲ្យស្រឡាញ់ណាស់ប៉ុន្តែស្រះទៅវាបញ្ចេញសម្រែកយ៉ាងខ្លាំងធ្វើឲ្យគាត់សឹងទៅហឹងទៅជាថែមទាំងបានស្ទុះទៅទាំង3នឹងវាប្រហារគាត់ទៀតគាត់ក៏បានចាប់វាជាប់ដាក់មួយជើងឡើងប៉ាំងទៅបែបនេះហើយកណ្ដុរវាស្មៅទាំងអស់ក៏បានចេញមកពីគុំស្មៅដើមឡើយគាត់ថាមិនចង់ធ្វើអ្វីទៅលើវាទេដោយសារទៅវាគួរឲ្យស្រឡាញ់ប៉ុន្តែចរិតវាកាចឹងក៏មិនទុកដែរក៏ហៅនៅតបឆ្អឹងវេទមន្តគាត់ចេញមកបើការវាប្រហារបាញ់ទៅលើកណ្ដុរទាំងអស់នោះសម្រាប់ឲ្យក្បាលគាត់អាចទទួលបានពិន្ទុបត់ពិសោធន៍ចំនួន10អញ្ចឹងក៏លោផងដែរពិន្ទុបត់ពិសោធន៍បែបនេះក៏ពិតជាតិចខ្លាំងណាស់ក្នុងការឈានដល់ level 3បញ្ចេញនៅតបឆ្អឹងវេទមន្តគាត់ចេញមកយ៉ាងច្រើនបើអញ្ចឹងមិនគាត់មានតែជំរះបិសាចនៅក្នុងតំបន់នេះតែប៉ុណ្ណោះខ្សែរឿងយើងនេះវិញក៏បានកាត់ទៅដល់ទីតាំងមួយទៀតយើងក៏បានឃើញជាមួយនឹងមនុស្សម្នាក់បានសួរទៅកាន់នាយកវងតើលោកគិតថាអាចយកឆ្នាំដិតសភាទី2របស់ខ្ញុំបានមែននាយកវងគាត់បានតបថាប្រកាសណាស់អញ្ចឹងគាត់បានសួរបន្តទៀតតើមានទំនុកចិត្តអ្វីទៅប៉ុន្តែសាលាយើងក៏មានកម្រិតវីរៈភាពមនុស្សម្នាក់នៅទីនឹងក៏បាននិយាយទៅកាន់នាយកម៉ាំងវិញថាតើលោកមិនដឹងទេអីនៅទីនេះគេមានកម្រិតវីរៈភាពថែមទាំងមានកម្រិតអានកំបាំងថែមទៀតលឺអញ្ចឹងគាត់ឡើងឆ្លក់ទឹកតែហើយនឹងបានសួរថាតើជាការពិតមែនទេនាយកវងគាត់បានសើចបន្តិចហើយនឹងបានតបថាគឺជាការពិតខ្ញុំទន្ទឹងរង់ចាំពួកគេសម្រាប់សត្វចម្លែកអសរជនកាន់តែច្រើនខុសអ្វីពីការកើរបស់នាយកវងយើងក៏បានឃើញថាវៃសៀវនៅពេលនេះគាត់កំពុងតែសម្រាប់កណ្ដុរវាស្មើទាំងអស់នៅមានកម្រិតទាបបំផុតអស់រយៈពេលយ៉ាងយូរឃើញថាគាត់នៅពេលនេះក៏ដេកចាំទទួលផលបញ្ជាឲ្យទៅតបក្រុងឆ្អឹងគាត់ទៅចាត់ការទេបន្ទូបបពិសោធន៍ក៏បានបោកឡើងមិនចេះចប់ថែមទាំងបានគិតទៀតផងថានេះគឺជាអត្ថប្រយោជន៍នៃទេពកោសលកម្រិតអានកំបាំងមែនប៉ុន្តែយ៉ាងណាមិញគាត់បានគិតឃើញទៅលើប៉ែលហើយគាត់មិនទាន់សាកល្បងឥទ្ធិពលនៃប៉ែលនេះនៅឡើយទេចង់ដឹងថាបន្ទាប់ពីគាត់បានជីកកបទៅលើសាកសពអាសាកណ្ដុរនេះហើយនឹងមានអ្វីកើតឡើងបន្ទាប់ពីកបរួចហើយស្រាទៅពេលនឹងបានលេចចេញនៅរបស់3យ៉ាងចេញមករបស់ទី1ដែលគាត់សាកល្បងគឺជាធូបមួយគាត់ក៏បានដុតវាគ្រាន់តែហិតផ្សាយសោះទទួលបានបន្ទុកបទពិសោធន៍បូកថែម2រហូតថែមទាំងបានធ្វើឲ្យគាត់នៅពេលនេះក៏បានឡើងទៅដល់ level 2ចំណែកនៅក្នុងហតិននេះគឺជាប្រេងសាកសពបន្ទាប់ពីគាត់បានចាក់វានៅលើដៃវាអាចកែលម្អកូនលក្ខណៈគាត់បានអញ្ចឹងបន្ទុកយូរទៅលេបយកត្រឹមរយៈពេល10នាទីប៉ុណ្ណោះវាអាចកែលម្អកូនលក្ខណៈគាត់ឲ្យខ្លាំងជាងមុនបន្តិចស្រាប់តែពេលនឹង system ក៏បានលោតប្រាប់ទៅកាន់គាត់ថាចំនួន necromancer របស់គាត់នៅពេលនេះត្រូវបានកាត់បន្ថយឆ្ងល់មែនតែមានអ្វីកើតឡើងមែនទេសម្លឹងទៅមើលខាងមុខក៏បានឃើញជាមួយនឹងជ្រុកព្រៃមួយកំពុងតែទៅបំបុកកំទេចជាមួយនឹងកងទ័ពឆ្អឹងរបស់គាត់ប្រព័ន្ធក៏បានប្រាប់ថាបិសាចនឹងមាន level 3វៃសៀវក៏ឡើងឆ្ងល់ដែរហេតុអ្វីបានជាវាអាចសម្លាប់ទៅលើចំនួនបិសាចឆ្អឹងរបស់គាត់បានយ៉ាងងាយមិនទឹកយូរទេបិសាចជ្រុកព្រៃក៏បានដេញចូលទៅលើគាត់វៃសៀវហើយតែអញ្ចឹងក៏បានរត់ថែមទាំងបានប្រើប្រាស់កងទ័ពឆ្អឹងទៅទប់ទល់វាក៏បានចូលទៅលើកងទ័ពឆ្អឹងឡើងខ្ទេចក៏បានធ្វើឲ្យគាត់ឡើងប៉ាងដូចគ្នាដែរអញ្ចឹងពេលនេះកន្លែងរត់ហើយបានខឹងបញ្ចេញនៅទ័ពឆ្អឹងនេះគឺជាទ័ពអមតៈមកយ៉ាងច្រើនគាត់ដឹងថាទោះបីជាបិសាចជ្រុកនឹង level លើគាត់មានប៉ុន្តែក៏មិនជាបញ្ហាអ្វីដែរដោយសារតែទ័ពគាត់មានច្រើនបិសាចជ្រុកក៏បានហក់ទៅបំបុកចូលទៅលើកងទ័ពឆ្អឹងមួយហើយត្រូវបានកងទ័ពឆ្អឹងដទៃទៀតបាញ់ធម្មពលសម្ដៅទៅកាន់វាក្នុងពេលតែមួយបណ្ដាវាបាត់បង់ជីវិតមួយរំពេចបូកបន្ទុកបទពិសោធន៍ចំនួន5ថែមទាំងទទួលបាននៅគ្រឿងសាកស្បែកជ្រូកមួយសម្រាប់មើលទៅសប្បាយចិត្តមែនតែមិនទុកយូរទេក៏បានពាក់វានៅលើដងខ្លួនមិនត្រឹមតែអាចការពាររាងកាយគាត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចបង្កើនកម្លាំងរាងកាយទៀតផងក៏មិនភ្លេចទេបញ្ចេញប៉ែលបញ្ចេញប្រតិបត្តិការដោយដើមបន្ទាប់ពីកបរួចហើយឃើញថាក៏បានលេចចេញបាល់ពន្លឺ2បានធ្វើអ្វីសៀវហាក់បីដូចជាមិនសូវពេញចិត្តប្រហែលទេដោយសារតែការមុននោះបិសាច level ទាបបំផុតសោះបាយជាបានចេញបាល់ពន្លឺ3ប៉ុន្តែពេលនេះចេញតែ2ស្រាប់តែពេលនឹងវាបានលេចចេញនៅសភៅ2ចេញពីបាល់ពន្លឺហ្នឹងសភៅទី1ឯកក៏ហៅនៅបិសាចជ្រូកនឹងចេញមកបានសភៅទី2គឺជាជំនាញនៃការវិបហាផ្លូវចិត្តគ្រាន់តែអញ្ចឹងក៏បានធ្វើអ្វីសៀវក៏ពិតជាសប្បាយចិត្តមែនតែនជាមួយនឹងការកោះហៅបិសាចជ្រូកនេះប្រើប្រាស់ពីចំណុចនៃធម៌ពលផ្លូវចិត្តបើគិតនៅពេលបច្ចុប្បន្ននៃធម៌ពលផ្លូវចិត្តគាត់អាចនឹងកោះហៅបិសាចជ្រូកនេះបាន14ក៏បានប្រើប្រាស់ជាមួយនឹងសភៅមួយនឹងបានយ៉ាងជោគជ័យមិនទុកយូរទេចាប់ផ្ដើមកោះហៅក៏បានលើកចេញនៅក្រុងឆ្អឹងបិសាចជ្រូកចេញមកពិនិត្យមើលទៅក៏បានដឹងថាវាមាន level 3ដដែលថែមទាំងគាត់អាចកោះហៅបាន14នៃតបឆ្អឹងជ្រូកស្របពេលនឹងក៏មានធម៌ពលយ៉ាងសម្បើមបានភេរចេញ
ចេញមកវ៉ៃសៀវគាត់បានដឹងថាធម្មពលដាវនេះពិតជាខ្លាំងតើនរណាគេនៅទីនោះទៅក៏លេចទៅមើលទីតាំងដែលបានសាយភេទធម្មពលអំបញ្ញមិញយើងក៏បានឃើញជាមួយនឹងអបិសក់លឿងក៏បានគម្រាមទៅកែនៅពីរអ្នកនេះឲ្យចាកចេញពីទីនេះជាបន្ទាន់នេះជាជម្រើសល្អសម្រាប់ឯងទាំងពីរអម្នាក់នេះក៏បានតទៅកាន់អបិនឹងវិញហើយអបិនឹងក៏មានឈ្មោះថាឈិនជីហាវបិសាចនេះពួកយើងគឺជាអ្នករកឃើញមុនតើឯងចង់ប្លន់មែនទេជីហាវគេបានតទៅវិញប៉ុន្តែខ្ញុំគិតថាខ្ញុំខ្លាំងជាងឯងកំឡុងពេលនឹងវ៉ៃសៀវគាត់បានមកដល់ទីនឹងហើយក៏បានគិតថាជីហាវនេះពឹងផ្អែកទៅលើទ្រព្យសម្បត្តិរបស់គ្រួសារបានទិញឧបករណ៍មាសគ្រីបតុនយ៉ាងច្រើនមិនឆ្ងល់ទេហើយអ្វីបានជាគេអាចបើកការវាប្រហារខ្លាំងបែបនេះជីហាវគេបានកាប់ទៅមួយចំហាយដាវទៀតបណ្ដាលឲ្យអ្នកទាំងពីរនេះឡើងប៉ើងបិសាចដើកនេះក៏បានរត់ដាក់មេប្រូចទៅមិនទុកយូរទេជីហាវគេបានបញ្ចេញថាមពលយ៉ាងអស្ចារ្យចេញពីដាវបំរុងចាត់ការទៅឲ្យស្រាប់តែពេលនឹងតបឆ្អឹងរបស់រវ៉ៃសៀវក៏បានបាញ់វេទមន្តចាត់ការបណ្ដាលឲ្យបិសាចដើកនឹងបាត់បង់ជីវិតចំណែករឿងរ៉ាវបន្តទៀតយើងមិនទាន់ដឹងនោះទេថាមានអ្វីកើតឡើងនោះអមីងក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី1ដល់ភាគទី4ហើយគ្នាយើងយល់យ៉ាងណាដែរចំពោះរឿងមួយហ្នឹងល្អមើលឬអត់បើសិនជាល្អមើលកុំភ្លេចខមមិនប្រាប់ឲ្យមានអ្នកមួយផងណាហើយចឹងបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី4ភាគទី5នៅរឿងអំណាចស្ដេចនៃកងទ័ពមិនចេះស្លាប់សាររឿងត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលជីហៅរៀបនឹងកាប់សម្បីសម្លាប់ទៅលើបិសាចដើកក៏ត្រូវបានកងទ័ពក្រុងឆ្អឹងវេទមន្តរបស់វ៉ៃសៀវសម្លាប់បានមុនដើមឡើយជីហៅគេឆ្ងល់ថាតើស្ដេចនរណាទៅប្រព័ន្ធគេបានអបអរសាទរទៅកាន់វ៉ៃសៀវដែលបានសម្លាប់បិសាចអិសរាជជនថែមទាំងពេលនេះបានឡើងទៅដល់ level 6ទៀតជីហៅសម្លឹងមើលទៅឃើញវ៉ៃសៀវពិតជាមានកំហឹងមែនតែហ៊ានប្លន់សាច់ខ្ញុំផងវ៉ៃសៀវក៏បានតវិញជារឿងចៃដន្យទេគេក៏បានតវិញមិនចៃដន្យទេឯងមានបំណងអញ្ចឹងខ្ញុំមានទៅដោះស្រាយគំនុំថ្មីចាស់ជាមួយនឹងឯងនៅពេលនេះតែប៉ុណ្ណោះបញ្ចេញធម្មពលយ៉ាងសម្បើមកាប់ចំហាយដាវទៅកាន់វ៉ៃសៀវគាត់បានយកកងទ័ពឆ្អឹងរបស់គាត់មកទប់ទល់ពី3ជាន់ប៉ុន្តែចំហាយដាវនឹងខ្លាំងគួរសមដែរក៏បានបំបែកបីនឹងត្រូវវ៉ៃសៀវទៅហើយពីអ្នកនេះបានឃើញអញ្ចឹងឆ្ងល់មែនតែហើយអ្វីបានជាក្រុងឆ្អឹងវេទមន្តនេះផុយស្រួយយ៉ាងនេះម្នាក់ទៀតក៏បាននិយាយថាវ៉ៃសៀវហ៊ានប្រមាថទៅលើឈានជីហាវខ្លាចថាគាត់នឹងមានគ្រោះថ្នាក់ទេចំណែកឯទៅវ៉ៃសៀវនៅពេលនេះក៏ដោយសារតែជីហាវអញគឺជាអ្នកចាប់ផ្ដើមមុនក៏មិនតោតែខ្ញុំមិនបានប្រាប់លើកនេះក៏បានកោហៅក្រុងឆ្អឹងជ្រូកព្រៃយ៉ាងច្រើនឲ្យសម្រុកចូលទៅជីហាវក៏នៅតែមើលងាយថាសតជាសម្រាមទោះចូលទៅកម្មមួយដើរប៉ុន្តែដឹងថាលើកនេះរឹងមាំកាប់មិនបាក់ទេអញ្ចឹងក៏ចាប់ផ្ដើមភ័យក្រុងឆ្អឹងជ្រូកព្រៃក៏បានបំបុកគេពេញមួយទំហឹងបណ្ដាលឲ្យគេឡើងប៉ាំងចង់80ម៉ែត្រងើបឡើងវិញឃើញថាវងក្រុងឆ្អឹងជ្រូកព្រៃទាំងអស់នេះកំពុងតែសម្រុកមកទៀតឯងទោះបីជាចង់កិច្ចក៏កិច្ចមិនទាន់ដែរត្រូវបានវាជន់ឡើងខ្ទប់ទៅនឹងដីតែម្ដងចំណែកឯតាពីរអ្នកនេះបានឃើញអញ្ចឹងក៏បានភ្លឺភ្នែកដែរតែក៏សល់កម្រិតអាចកំបាំងមើលទៅពិតជាគួរឲ្យខ្លាចណាស់វ៉ៃសៀវយើងក៏បានពឹងពីរអ្នកនឹងជួយនន់ឈានជីហៅចេញពីអាណាចក្រសម្ងាត់នឹងផងបើសិនជាគេស្លាប់ពួកយើងនឹងមានបញ្ហាពីរអ្នកនឹងក៏បានយល់ព្រមហើយក៏បានគ្រាឈានជីហៅដើរចេញទៅដោយសារតែនៅម្នាក់ឯងអញ្ចឹងហើយនឹងក៏ចាប់ផ្ដើមប្រតិបត្តិការទៀតឯងខណៈពេលដែលបំរុងនឹងធ្វើស្រាប់តែពេលនឹងមានស្លាយមួយហោះប៊ីនឹងជន់គាត់សំណាងល្អគាត់អាចកិច្ចទៅមកខាងពីនេះទៅមើលក៏បានដឹងថាវាគឺជាស្លាយកម្រិតចវាយនាយឬក៏ boss ពីភាគមុនដតមានបាននិយាយថា admin នឹងហៅ boss នឹងថាកម្រិតស្ដាច់ប៉ុន្តែគិតមើលចុះគិតមើលឡើងទៅយើងហៅតាមសាច់រឿងគេទៅហៅជាខ្មែរស្រួលស្ដាប់ថាកម្រិតចវាយនាយអញ្ចឹងទៅវ៉ៃសៀវបានឃើញអញ្ចឹងក៏ដូចជារឿងផ្ទះប៉ាល់ផងដែរបិសាចឆ្លាមក៏បានបាញ់នៅចំពោះយ៉ាងច្រើនមកកាន់គាត់វ៉ៃសៀវក៏បានព្យាយាមកិច្ចថានឹងបានបាញ់ធម្មពលតបតទៅវិញទៀតផងពពុះទាំងអស់នឹងបន្ទាប់ពីវាបានបាញ់ហើយធ្លាក់ទៅដល់លើស្មៅក៏បានឃើញថាស្មៅក៏បានឆេះទៅជាផេះវ៉ៃសៀវគាត់បាននិយាយតិចថាមើលទៅបើសិនជាបាញ់មិញត្រូវខ្លួនគាត់ប្រហែលជាគាត់ប្រែទៅជាក្រុងឆ្អឹងមករំពេចឯងបិសាចឆ្លាមក៏បានបាញ់ពពុះបន្ថែមទៀតវ៉ៃសៀវយ៉ាងនៅវិញក៏ដូចគ្នាបញ្ចេញនៅកងទ័ពអមតៈរបស់គាត់ចេញមកយ៉ាងច្រើនកងទ័ពមួយក្រុមនេះគឺជាប្រភេទវេទមន្តបាញ់វេទមន្តតបតជាមួយនឹងពពុះនោះប៉ុន្តែគ្រាន់តែបំណែកនៃពពុះនឹងធ្លាក់លើឆ្អឹងកងទ័ពទាំងអស់នឹងក៏បានឃើញថាវាក៏បានដូចជារឿងធ្លុះដោយបែបនេះវ៉ៃសៀវគាត់បានដឹងថាកងទ័ពវេទមន្តទាំងអស់នេះខ្សោយពេកបញ្ចេញនៅក្រុងឆ្អឹងជោគប្រៃចេញមកចូលទៅលើស្លែមនោះធ្វើវាមុំមកបញ្ចេញនៅផ្សែងខ្មៅមកយ៉ាងច្រើនតែម្ដងបំបីខ្លួនប្រែទៅជាតូចសង្ឃឹមថាអាចចាត់ការទៅលើវ៉ៃសៀវបានស្រួលប៉ុន្តែចំពោះវ៉ៃសៀវវិញបើវាអញ្ចឹងកាន់តែល្អព្រោះឲ្យថាគាត់នឹងប្រើប្រាស់បិសាចក្រុងឆ្អឹងវេទមន្តនេះឲ្យទៅទប់ទល់ដូចគ្នាមួយសន្ទុះក្រោយមកគាត់ការចាត់ការទៅលើស្លែមនេះបានហើយដោយសារតែស្លែមមួយនឹង level 5បន្ទាប់ពីគាត់បានសម្លាប់ហើយក៏បានធ្វើឲ្យគាត់ឡើងទៅដល់ level 7រីឯរបស់ដែលបានចេញមកពីស្លែមទាំងអស់នេះក៏មានច្រើនដូចគ្នាប៉ុន្តែវាសុទ្ធតែកម្រិតទាបទោះបីជាវាមិនអាចប្រើប្រាស់សម្រាប់គាត់យ៉ាងណាក៏ដោយប៉ុន្តែក៏អាចយកវាទៅលក់យកលុយដែរបញ្ចេញស្បង់កណាត់មួយចេញមកញ៉ាត់យកតែម្ដងអញ្ចឹងការសាកល្បងមួយនេះក៏ត្រូវឲ្យបញ្ចប់ផងដែរគាត់ក៏ត្រូវបាន teleport ចេញមកខាងក្រៅសូម្បីតែសិស្សដទៃទៀតក៏បានចេញមកដូចគ្នាពួកគេក៏បានលោថា8ម៉ោងហើយរវៃលឿនម្លេះចំណែកអ្នកខ្លះទៀតគិតថានេះគឺជាសំណាងល្អរបស់ពួកគេទៅវិញទេដោយសារតែ8មិញពួកគេបានជួបជាមួយនឹងបិសាចខ្លាំងអញ្ចឹងទៅបើសិនជាមិនគុំទៅ teleport ចេញមកតាន់ពេលទេខ្ចប់នឹងបានចាយនេះក៏បានឃើញស៊ូសៀវឈៀងសម្រាប់ឆ្កែចចោកម្រិត5តែម្នាក់ឯងនាងក៏បានសរសើរថាពិតជាអស្ចារ្យមែនទែនវ៉ៃសៀវក៏បានលួចសរសើរក្នុងចិត្តផងដែរខណៈនឹងមនុស្សម្នាក់ក៏បានដើរមករកវ៉ៃសៀវក៏បានសួរទៅកាន់អបិនឹងតែមានបញ្
បញ្ហាអ្វីមែនទេគេក៏បានឲ្យវាយសៀវទេមើលទៅថាខ្ញុំនៅពេលនេះនៅកម្រិតណាគាត់បានតបថាកម្រិត5ដល់អញ្ចឹងគេក៏បាននិយាយទៅវិញមើលទៅឲ្យរំពឹងទឹកលើខ្ញុំខ្ពស់ពេកយីបើសិនជាខ្ញុំអាចឈានដល់ level 5មែននោះនាយកសាលានឹងទទួលខ្ញុំដោយផ្ទាល់ទេជាក់ស្ដែងខ្ញុំបានឡើងទៅដល់ level 4នៅពេលនេះតើនិយាយមើលអស្ចារ្យដែរអត់វាយសៀវក៏បានឲ្យមេដាយមួយហើយខ្ញុំពិតជាចំណែនណាស់គេក៏បានតបវិញថាគុំចំណែនឲ្យចាប់តាំងពីពេលនេះតទៅខ្ញុំនឹងការពីឯងខណៈពេលនឹងសៀវឈៀងក៏បានមកដល់ទីហ្នឹងដោយបានស្រែកហៅឈ្មោះវាយសៀវអាម៉ាប់ក៏បានពាំងមកហើយបាននិយាយថាមើលទៅសម្រាប់ប្រចាំសាលាពួកយើងមករំខានទៀតហើយគុំបារម្ភអីខ្ញុំអាចជួយដោះស្រាយឯងបាននិយាយចឹងទៅក្រោយដែលសៀវឈៀងចាត់ស្មាលើកបោះបន្តិចសោះឃើញថាគេប៉ាងចង់80ម៉ែត្រសៀវឈៀងហើយតែអញ្ចឹងចង់មើលម៉ៅផងដែរនិយាយថានឹងហ៊ានប៉ះទៅលើបងប្អូនប្រុសខ្ញុំផងអញ្ចឹងថ្ងៃនេះពួកយើងសាកគ្នាបន្តិចទៅសៀវឈៀងក៏មិនខ្លាចដែរដោយសារតែខ្ញុំមករកលោកដើម្បីនឹងចង់ប្រកួតល្មមវាយសៀវបញ្ចេញប៉ាវចំណាយសៀវឈៀងបញ្ចេញដើរពន្លឺពិសិដ្ឋយើងមិនប៉ាចេញទៅក៏បានធ្វើឲ្យសៀវឈៀងឡើងប៉ើងនាងក៏បានសងទៅវិញមួយចំហាយដើរប៉ុន្តែត្រូវបានវាយសៀវតបតយ៉ាងងាយឌឺដងទៀតផងខ្សោយពេកយីបានលើអញ្ចឹងនាងហាក់បីដូចជារាងមូម៉ៅប៉ុន្តែក៏បានប្រើប្រាស់កែវភ្នែកពិសេសនាងហើយដូចជាកែវភ្នែកមួយនៅក្នុងរឿង Naruto អត់មានភ្លេចបាត់ទេក៏បានគិតថាគាត់គឺជាប្រភេទនៃការកកហៅប៉ុន្តែអាចតបតជាមួយនឹងធម្មពលនៃការវាយប្រហារនាងចំនួន 80% ព្យាបាលមែនតែបានដឹងថាគេនៅ level 7នាងវិញខំប្រាំងណាស់ដែរសម្រាប់បិសាចផងឲ្យផងតែទៅចិត្តឈានដល់ level 6ប៉ុណ្ណោះលវទៅកើតផ្លឹកនឹងត្រានតែពេលនឹងវាយសៀវក៏បានយកប៉ាវភ្ជង់ហើយប្រាប់តកានាងថានៅពេលនេះនាងបានចាញ់ឯងសៀវឈៀងក៏បានតបទៅដូចគ្នាថ្ងៃនេះខ្ញុំចាញ់លោកម្ដងទៀតហើយបានដើរចេញហើយទោះបីជាលោកបានឈានដល់ level 7យ៉ាងណាក៏ដោយខ្ញុំនៅតែមិនទាន់សុខចិត្តចាញ់លោកនៅឡើយនោះទេរងចាំរហូតតទៅការប្រៀបធៀបលទ្ធផលនៅក្នុងការប្រឡងបញ្ចប់តែបែបហ្នឹងក៏បានធ្វើវាយសៀវដកដង្ហើមធំបន្តិចនិយាយលោថាក្មេងស្រីនេះមើលទៅស្អាតដែរប៉ុន្តែហើយអ្វីបានជានាងគិតទៅរឿងអញ្ចឹងស្របពេលហ្នឹងក៏បានចាប់អារម្មណ៍ទៅលើមនុស្សម្នាក់មើលទៅហាក់បីដូចជារាងចម្លែកម្នាក់ពាក់មួកហាក់បីដូចជារាងអាចកំបាំងក៏បាននិយាយដូចគ្នាថាមើលទៅគោលដៅនេះពិតជាគួរចាប់អារម្មណ៍អាម៉ាប់នេះវិញបន្តពីបានងើបឡើងវិញហើយនឹងបោះដីបោះអីសួរទៅកាន់វាយសៀវបើសិនជាឯងនៅកម្រិតខ្ពស់ជាងឯងមិនឆាប់និយាយពីមុនមកទេទុកឲ្យគេវេខ្ញុំហើយទៅបញ្ចេញកម្លាំងវាយសៀវក៏បានតវិញឯងមានសួរណាអាម៉ាប់មានតែអញ្ចឹងមានតែក្បាលប៉ុណ្ណោះហើយក៏ដោយសារតែវាយសៀវមានរឿងដែលត្រូវដោះស្រាយអញ្ចឹងគាត់ត្រូវចាក់ចេញជាមុនសិនទៅដល់ទីតាំងមួយហើយក៏ជាទីផ្សារជួញដូរដើរចូលទៅក៏មានដែរបារម្ភម្នាក់ចាប់គាត់នៅពីក្រោយធ្វើវាយសៀវភ្ញាក់ចង្ងប់ងើបក្បាលមកគេបាននិយាយថាខ្ញុំចង់ទិញឧបករណ៍ពីឯងស្រាប់តែសារីយើងក៏បានកាត់មកដល់សៀវឈៀងជាមួយនៅពុកនាងកំពុងតែបើកឡានចាក់ចេញប៉ារបស់នាងក៏មានឈ្មោះថាស៊ូតុងបានសួរទៅកាន់កូនស្រីតែមានអ្វីដែលធ្វើឲ្យកូនមិនសប្បាយចិត្តមែនទេនាងក៏បានសួរវិញប៉ាទៅគិតថាខ្ញុំអត់ប្រយោជន៍ដែរអត់ប៉ារបស់នាងក៏បានតបវិញមានអ្វីមែនទេកូនស្រីល្អបំផុតក្នុងចំណោមសិស្សមួយក្រុមនាងបានតបប៉ុន្តែខ្ញុំនៅតែចាញ់វាយសៀវនៅថ្ងៃនេះតើមកពីហេតុអ្វីទៅប៉ារបស់នាងបានចាំងមែនប៉ានឹងជួយបញ្ចេញកំហឹងយ៉ាងម៉េចដែរនាងក៏បានតបយ៉ាងលឿនថាមិនចាំបាច់ទេខ្ញុំចង់យកឈ្នះគាត់ដោយកម្លាំងផ្ទាល់ខ្លួនដោយបែបនេះប៉ារបស់នាងក៏បានសើចហើយនឹងបានតបថាអញ្ចឹងប៉ាពឹងផ្អែកទៅលើកូនស្រីស្រាប់តែពេលនឹងនាងបាននឹកឃើញថាវាយសៀវបានធ្វើឲ្យឈានជីហៅរងរបួសនៅក្នុងអាណាចក្រសម្ងាត់គ្រួសារឈានប្រកាសជានឹងចាត់ការទៅលើគាត់ពឹងឲ្យប៉ារបស់នាងជួយការពារវាយសៀវផងគាត់ក៏បានសើចទៀតហើយបានយល់ព្រមថែមទាំងបានគិតថាមើលតើខ្ញុំត្រូវបញ្ជូនមនុស្សម្នាក់ដើម្បីនឹងទៅផ្លោះមើលអាឡឺតនោះហើយសាច់រឿងក៏បានកើតមកដល់ខាងនេះវិញមនុស្សម្នាក់ហ្នឹងក៏នៅតែបញ្ចុះទៅកាន់វាយសៀវអញ្ចឹងទៅដោយថាតម្លៃដែលគេទិញលក់នឹងពិតជាសមរម្យខ្លាំងណាស់អញ្ចឹងវាយសៀវក៏បានយកឲ្យបង្វិចធំនឹងបើកដើម្បីឲ្យគេមកឧបករណ៍ម្នាក់ហ្នឹងក៏បានចាប់អារម្មណ៍ទៅលើដាវដែលបន្សល់ទឹកពីបិសាចស្លាមកម្រិតទី5វាយសៀវក៏បានរៀបរាប់បន្ថែមទៀតថានៅក្នុងបង្វិចនេះមានឧបករណ៍វេទមន្តចំនួន25មិនសម្រាប់ចិត្តយូរទេគេចង់ទិញទាំងអស់ដោយផ្ដល់តម្លៃឲ្យ 15000 យួនវាយសៀវគាត់មិនល្ងងចាញ់បោកទេរបស់ទាំងអស់នេះហោចណាស់ក៏លក់បាន 20000 យួនដែរស្រាប់តែម្នាក់នឹងយល់ព្រមយ៉ាងលឿនតែម្ដងដែលបែបនេះក៏បានធ្វើឲ្យវាយសៀវមានអារម្មណ៍ថាឆ្ងល់ក្នុងចិត្តផងដែរតែគាត់ដាក់តម្លៃប៉ុណ្ណឹងសមរម្យមែនទេខ្លាចថាបើមិនចាញ់បោកគេទេក៏ចាញ់បោកខ្លួនឯងដែរគេថាទាំងបានសួរទៅកាន់ឈីងយ៉ាងទៀតផងតើឯងគឺជានិស្សិតមកពីមហាវិទ្យាល័យឈីងយ៉ាងទី1មែនទេនិយាយចឹងអត់មានក៏អត់សូវយល់ថងនឹងដែរអាចថាមហាវិទ្យាល័យឈីងយ៉ាងបែងចែកជាទី1ទី2អីចឹងទៅវាយសៀវក៏បានតបវិញថាប្រកាសណាស់តែមានបញ្ហាអ្វីមែនទេគេក៏បានតបថាឯងប្រហែលជាត្រូវចូលទៅក្នុងអាណាចក្រសម្ងាត់ជាបន្តទៀតខាងផ្ទុកនេះមានទំហំខាងក្នុងចំនួន10ម៉ែត្រដោយអាចផ្ទុកនៅរបស់របរបានយ៉ាងច្រើនគ្រប់ប្រភេទបានលើអញ្ចឹងវាយសៀវមើលទៅគាត់ហាក់បីដូចជាមានការចាប់អារម្មណ៍ក៏បានសួរតម្លៃគេបានតបថាមិនថ្លៃទេតម្លៃទីផ្សារបច្ចុប្បន្ន 50000 យួនដោយសារតែយល់ឃើញថាឯងគឺជាសិស្សអញ្ចឹងឲ្យលក់ឲ្យទៅ 30000 យួនក៏បានដែរទុកថាជាការរាប់អានទៅចោះប៉ុន្តែវាយសៀវគាត់បាននិយាយថា 15000 យួនបានទេដោយបែបនឹងឃើញថាគេយល់ព្រមយ៉ាងលឿនទៀតបញ្ជាក់ទៀតផងថាបើសិនជាទិញលក់ឲ្យមិនអាចដូរវិញបានទេបន្ទាប់ពីបាញ់លុយគេឲ្យមើលទៅវាយសៀវគាត់ចាប់ផ្ដើមឆ្ងល់ម្ដងទៀតទេតែគាត់ត្រូវបានគេបោកហើយមែនខ្សែរឿងក៏បានកាន់ទៅដល់នៅអគារចាស់មួយយើងក៏បានឃើញជាមួយនឹងបរិសុទ្ធចំណាស់ម្នាក់មកចូលបន្ទប់ស្នាក់នៅរយៈពេល1ខែបន្ទាប់ពីបង់លុយបង់ហើយស្រីស្អាតដែលជាម្ចាស់អគារនឹងក៏បានហុចសោឲ្យបរិសុទ្ធចំណាស់នឹងក៏បានលោផងដែរគ្រាន់តែជាក្មេងប្រុសម្នាក់ដែលទៅតែភ្ញាក់ឡើងនៅសមត្ថភាពប៉ុន្តែហេតុអ្វីបានជាលោកម្ចាស់មើលទៅហាក់បីដូចជាមានការបារម្ភបញ្ជូនឲ្យខ្ញុំមកខ្លំមើលថែមទៀតបន្ទាប់ពីនេះទៅ
យើងក៏បានឃើញថាវៃសៀវក៏បានមកដល់ទីហ្នឹងដែលប្រហែលជាគាត់ជួលផ្ទះនៅហ្នឹងដែរអញ្ចឹងទៅស្រីស្អាតដែលជាម្ចាស់ផ្ទះក៏បានហៅគាត់ឲ្យឈប់សិនសួរថាវៃសៀវតើត្រឡប់មកវិញហើយមែនគាត់ក៏បានតបវិញថាមានអ្វីមែនទេបងស្រីវូនាងក៏បានតបវិញចំបានលើថាឯងបានដោះឡើងនូវសមត្ថភាពហើយនឹងជំនាញកោះហៅនៃកងទ័ពបញ្ជាស្លាមថែមទាំងបានចុះចំណាត់ថ្នាក់លេខ1នៅក្នុងការសាកល្បងថែមទៀតដល់អញ្ចឹងនាងក៏បានខ្ទប់វៃសៀវទៅនឹងជញ្ជាំងហើយនឹងបាននិយាយថាខ្ញុំមានអំណោយដ៏អស្ចារ្យមួយឲ្យឯងនៅថ្ងៃនេះវៃសៀវយើងហៅតែអញ្ចឹងចង់ភ័យសួរថាអំណោយអ្វីទៅនាងក៏បានឲ្យវៃសៀវបិទភ្នែកសិនវៃសៀវក៏បានបិទភ្នែកទាំងភ័យនឹងបានគិតផងដែលប្តីរបស់បងស្រីវូបានស្លាប់យូរមកហើយតែគាត់អាចការមែនទេទៅបានជាខុសអ្វីពីការគិតនាងក៏បានផ្ដល់នូវអ្វីមួយយ៉ាងឲ្យទៅកាន់វៃសៀវដែលវាគឺជាម្រាមដៃឆ្អឹងអាចកំបាំងប្រព័ន្ធក៏បានលោតប្រាប់ទៅកាន់គាត់ផងដែរថាដៃឆ្អឹងនេះអាចបំផ្លាញម្ចាស់ជាម្ដងសន្នទៅជាទម្រង់មិនចេះស្លាប់ធ្វើឲ្យរាងកាយកើនឡើងទ្វេដងប៉ុន្តែអាចនឹងបាត់បង់បន្ទុកបាត់ពិសោធន៍មួយចំនួនបងស្រីវូក៏បានប្រាប់បន្ថែមទៀតថានេះគឺជាវត្ថុអនុស្សាវរីយ៍ដែលប្តីរបស់នាងបានបន្សល់ទុកឲ្យដែលគាត់កាលពីមុនក៏ជាអ្នកកោះហៅផងដែរខ្ញុំសង្ស័យថាការស្លាប់របស់គាត់មានពាក់ព័ន្ធជាមួយនឹងរឿងមួយនេះហើយការទទួលយកនៅរបស់មួយនេះក៏នាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យមុននឹងទទួលយកវៃសៀវក៏បានសួរថាតើបងស្រីវូផ្ដល់របស់នាងខ្ញុំសឹងគេពាក់ព័ន្ធជាមួយនឹងការស្លាប់ប្តីរបស់បងស្រីមែននាងបានតបថាប្រកាសណាស់ខ្ញុំចង់ឲ្យសងសឹកឲ្យប្តីខ្ញុំបើសិនជាបានក៏បានទៅបើសិនចិត្តបានក៏អីទេវៃសៀវគាត់បានគិតបន្តិចអំពីរឿងនេះបើសិនជាទទួលយកគាត់នឹងអាចកើនឡើងនៅថាមពលខ្លាំងប៉ុន្តែក៏អាចជួបប្រទះជាមួយនឹងគ្រោះថ្នាក់ដែលគាត់មិនទាន់បានដឹងដូចគ្នាប៉ុន្តែក៏បំភ្លេចវាចោលទៅព្រោះអីថាផ្លូវដែលឆ្ពោះទៅរកតំណែងជាជើងខ្លាំងវាតែងតែមានឧបសគ្គជាមួយនឹងគ្រោះថ្នាក់ជារឿងធម្មតានោះទេបងស្រីវូក៏ល្អជាមួយនឹងខ្ញុំបន្តិចទេដូច្នេះហើយខ្ញុំលើកនេះត្រូវទៅជួយនាងទទួលយកហើយនឹងសន្យាជាមួយនឹងបងស្រីវូផងដែរដែលខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យពីសមត្ថភាពបានលើអញ្ចឹងនាងពិតជារំភើបចិត្តហើយទៅឲ្យវៃសៀវតែម្ដងកូនមួយនេះនាងនឹងចងចាំទុកគាត់ក៏បានតបថាមិនអីនោះទេហើយអញ្ចឹងគាត់ក៏បានលាបងស្រីវូដើម្បីនឹងចាក់ចេញហើយមានក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្្នឹងសិនហើយក៏ជាភាគទី4ភាគទី5របស់យើងនឹងបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី6ភាគទី7នៅរឿងអំណាចនៃស្ដេចកងទ័ពអមតៈប៉ុន្តែមុននឹងចូលទៅដល់វីដេអូបើសិនជាគ្នាយើងណាធ្លាប់មើលរឿងអ្នកកំចាត់បិសាចក្នុងកុកងឹតនិងរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចអីហ្នឹងនៅក្នុង YouTube មានប្រហែលជាអាចផុសលើនឹងបានទេហើយបើសិនជាគ្នាយើងណាចង់មើលភាគតអាចចូលទៅមើលក្រុម VIP បតមានបានដែលមានបានបែងចែកជា2ក្រុម VIP ទី1ផុសរឿងអ្នកប្រយុទ្ធឈុតចម្បាំងបិសាចជាមួយនឹងរឿងម្ចាស់ប៉មអង្ក្រាបបិសាចក្នុងពិភព Zombie ជាមួយនឹងក្រុម VIP 2ដែលមានបានបង្ហាញនៅលើ screen ហ្នឹងឯងគឺផុសរឿងអ្នកកំចាត់បិសាចក្នុងកុកងឹតចំពោះតម្លៃចូលទស្សនាមួយក្រុមត្រឹមតែ$1កន្លះប៉ុណ្ណោះហើយគ្នាយើងក៏អាចមើលបានរហូតអត់ត្រូវការបង់ថែមអីទេចំពោះ link សម្រាប់តាក់ទងមក admin នឹងដាក់នៅក្នុង comment ប៉ុន្តែដោយសារតែ comment admin ភីនអត់កើតទេចឹងគ្នាយើងអាចអូសមើលទៅក្រោមតិចទៅបើសិនជាមានគ្នាយើង comment ច្រើនប្រហែលជាបានឃើញ link Telegram តាក់ទងមក admin ហើយប្រាប់ពីគោលបំណងដែលគ្នាយើងចង់ចូលក្រុមហ្នឹងទៅ admin នឹងរៀបចំជូនហើយចំពោះក្រុមទាំងពីរហ្នឹងក៏ដូចជាមានវីដេអូស្រាប់នៅហ្នឹងដូចជា7-10វីដេអូហើយក៏20វីដេអូអីចឹងទៅហើយក៏មិនមានន័យថាមានតែប៉ុណ្ណឹងទេ admin នៅចេញថែមក្នុងក្រុមហ្នឹងជាបន្តទៀតដោយគ្រាន់តែគ្នាយើងបង់លុយតែម្ដងប៉ុណ្ណោះអាចមើលបានរហូតអញ្ចឹងadmin សំផ្សាយពាណិជ្ជកម្មខ្លួនឯងតែប៉ុណ្ណឹងទេចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នានៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងបន្ទាប់ពីវៃសៀវក៏ទទួលបាននូវម្រាមដៃដែលអាចកំបាំងពីបងស្រីវូហើយគាត់ក៏បានមកដល់ក្នុងបន្ទប់គោះតុកទាំងសប្បាយចិត្តហើយថាម្រាមដៃនេះពិតជាមិនសាមញ្ញនោះទេឥឡូវនេះសាកល្បងតែម្ដងទៅគាត់បានយកម្រាមដៃឆ្អឹងនិងចាក់ទៅលើស្មារបស់គាត់នៅពីខាងឆ្វេងស្រាប់តែយើងបានឃើញថារាងកាយរបស់គាត់ក៏បានប្រែទៅជាក្រុងឆ្អឹងប្រព័ន្ធក៏បានប្រាប់គាត់បន្ថែមទៀតថាបើសិនជាគាត់ប្រើប្រាស់រយៈពេល1នាទីត្រូវកាត់បន្ទុកបទពិសោធន៍ចំនួន100បានលើអញ្ចឹងវៃសៀវសប្បាយចិត្តមែនតើហើយបើកើតមើលទៅបន្ទុកបទពិសោធន៍ប៉ុណ្ណឹងមិនច្រើនប្រហែលទេភ្លេចមើលខ្លួនឯងប៉ុន្តែចាស់អារម្មណ៍ទៅមើលខ្លួនឯងដែលគឺជាក្រុងឆ្អឹងហ្នឹងចាប់ផ្ដើមភ័យយំផងអីផងឲ្យខ្ញុំត្រឡប់ទៅរាងកាយដើមវិញទៅអញ្ចឹងនៅពេលនេះរាងកាយរបស់គាត់ក៏បានប្រែទៅជាតម្រង់មនុស្សវិញអញ្ចឹងគាត់ក៏បានដឹងខ្ញុំអាចគ្រប់គ្រងនឹងការផ្លាស់ប្ដូរនេះបានពិតជាអស្ចារ្យមែនតែចាប់តាំងពីពេលនេះតទៅខ្ញុំមិនខ្លាចស្លាប់ទៀតទេប៉ុន្តែដោយសារតែគាត់បានប្រើប្រាស់បន្ទុកបទពិសោធន៍យ៉ាងច្រើនហាក់បីដូចជានៅពេលក្រោយៗទៀតគាត់ត្រូវតែប្រើប្រាស់វានៅពេលដែលមានអាសន្នខណៈនោះក៏មានមនុស្សគោះទ្វារនៅមុខបន្ទប់គោះម្ដងជា2-3ដងហើយវៃសៀវឆ្ងល់ថាតើនរណាទៅហើយអ្វីបានជាមិននិយាយបើកទ្វារមកយើងឃើញជាមួយនឹងផ្សែងខ្មៅហើយសួរថាតើលោកជាវៃសៀវមែនទេវៃសៀវហើយតែអញ្ចឹងក៏បានភ័យហើយនឹងបានដាក់ទៅមួយដៃមនុស្សចំណាស់ដែលយើងបានឃើញលើកមុនក៏បានចាប់ដៃជាប់ហើយនឹងបានថាកុំឲ្យភ័យអីខ្ញុំគឺជាអ្នកចិត្តខាងថ្មីរបស់ឯងប៉ុណ្ណោះដូចអញ្ចឹងវៃសៀវក៏បានសុំទោសទៅលើគាត់បរិសុទ្ធចំណាស់ក៏បានសរសើរទៅលើភាពរហ័សរហួនរបស់វៃសៀវផងដែរហើយឯងពិតជាសមនឹងទទួលបាននូវការយកចិត្តទុកដាក់ពីអ្នកនាងមិនអីទេនៅពេលនេះខ្ញុំចេញទៅមុននេះវៃសៀវហើយតែអញ្ចឹងក៏បានឆ្ងល់អំពីទង្វើរបស់គាត់ដែរសាច់រឿងក៏បានកាត់ទៅដល់ខាងសាលានេះវិញថ្ងៃនេះក៏ជាថ្ងៃប្រកាសនៅចំណាត់ថ្នាក់ដែលបានចូលទៅក្នុងអាណាចក្រសម្ងាត់លើក
មុននឹងស៊ូសៀវឈិងក៏បានសួរទៅកាន់វ៉ៃសៀវតើលោកឡើងទៅដល់កម្រិតទី7ដោយរបៀបណាទៅវ៉ៃសៀវគាត់បានតទៅវិញខ្ញុំបានសម្លាប់បិសាចកម្រិតចវាយនាយអិសរៈជនក៏ដូចជាបិសាចតូចជាច្រើនទៀតបានលើថាបិសាចកម្រិតចវាយនាយស៊ូសៀវឈិងក៏បានថាវាមិនអាចទៅរួចទេលោកពិតជាកុហកអីរំពេចនោះនាយកវងក៏បានឡើងមកប្រកាសទៅកាន់សាសានុសិស្សទាំងអស់ថ្ងៃនេះដែរគឺជាថ្ងៃប្រកាសលទ្ធផលនៃការប្រឡងអ្នកដែលចោះចំណាត់ថ្នាក់លេខ1គឺជាវ៉ៃសៀវគាត់ប្រមាញ់បានបិសាចស្លាមកម្រិត5ជ្រូកព្រៃស្នែង1កម្រិត3បិសាចដើរកម្រិត4ខ្លួនគាត់ផ្ទាល់ក៏បានកើនឡើងរហូតទៅដល់ level 7បានលើនៅការប្រកាសបែបនេះហើយស៊ូសៀវឈិងនាងក៏បានជឿអំពីអ្វីដែលវ៉ៃសៀវបានយ៉ាងបាញ់មិញហ្នឹងចំណែកអ្នកដែលធ្លាប់សារចំអកទៅកាន់គាត់លើកមុនក៏មិនជឿដូចគ្នាថាវ៉ៃសៀវគឺជាអ្នកធ្វើហើយតែគាត់មិននឹងអាចវាដដាច់ស៊ូសៀវឈិងជាមួយនឹងឈិនជីហៅបានទៅប៉ុន្តែម្នាក់នេះគេបានលើថាឈិនជីហៅត្រូវបានវ៉ៃសៀវវាយរហូតទៅដល់2ការនាយកវងគាត់ក៏បានប្រកាសបន្តថាចំណាត់ថ្នាក់លេខ2បានទៅលើស៊ូសៀវឈិងនិងបានប្រមាញ់ទៅលើបិសាចចកកម្រិត5ហើយបានឡើងទៅដល់ level 5ដូចគ្នាចំណាត់ថ្នាក់ទី3លីឈៀងហើយនិងចំណាត់ថ្នាក់ទី4ឈៀងជីហៅស៊ូសៀវឈិងនឹងបាននិយាយទៅកាន់វ៉ៃសៀវថាខ្ញុំទទួលស្គាល់ថាលោកពិតជាខ្លាំងមែនតែប៉ុន្តែការប្រកួតរវាងពួកយើងទាំងពីរមិនទាន់ចប់នោះទេវ៉ៃសៀវក៏រងចាំជានិច្ចនាយកវិញគាត់បានប្រកាសបន្តទៀតថានៅសល់រយៈពេល24ថ្ងៃទៀតមុនពេលនៃការប្រឡងបញ្ចប់ឲ្យសិស្សទាំងអស់ត្រូវតែពង្រឹងសមត្ថភាពឲ្យបានខ្លាំងដើម្បីទទួលបានសមិទ្ធផលបន្ថែមទៀតបញ្ចប់ពីកម្មវិធីនឹងទៅវ៉ៃសៀវក៏បានចាក់ចេញដើម្បីនឹងទៅវាយរកអាណាចក្រសម្ងាត់ដើម្បីនឹងចូលទៅដំឡើង level មើលចុះមើលឡើងក៏បានឃើញជាមួយនឹងមួយដែលសមស្របដើម្បីនឹងគាត់ចូលទៅហើយក៏បានចូលទៅដែលនេះគឺជាអាណាចក្រសម្ងាត់ដែលជាសម្បុកចុះចោប៉ុន្តែចូលទៅបើជាមិនទៅសភាពស្រស់ស្អាតជាមួយនឹងសត្វព្រៃគាត់ក៏បានគិតថាទៅនេះពិតជាសម្បុកសត្វចុះចោមែនទេយ៉ាងណាមិញគាត់ក៏មិនអាចខ្វះការប្រុងប្រយ័ត្នដែរបញ្ចេញនៅទ័ពឆ្អឹងរបស់គាត់ត្រៀមដើម្បីនឹងទប់ទល់គ្រប់ពេលសម្លឹងទៅមើលម្ខាងទៀតយើងក៏បានឃើញជាមួយចុះចោយ៉ាងច្រើនវាក៏បានបើកការវាប្រហារដ៏លួចឆ្មក់ទៅលើគាត់សឹងតែត្រូវបានទៅហើយប៉ុន្តែសំណាងល្អដែលគាត់ប្រតិកម្មលឿនប្រើប្រាស់យុទ្ធសាស្ត្រវាយវាឡើងប៉ើងទៅវិញបិសាចចុះចោអំបញ្ញមិញនេះគឺមាន level 1ទេហើយទទួលបានពិន្ទុបទពិសោធន៍25វ៉ៃសៀវក៏បានដឹងថាបិសាចចុះចោជាធម្មតារស់នៅជាក្រុមអញ្ចឹងប្រហែលជានៅមានច្រើនទៀតដោយយើងបានឃើញអញ្ចឹងបិសាចចុះចោក៏បានសម្រុកចូលទៅវ៉ៃសៀវក៏បានបញ្ជាក្រុងឆ្អឹងវេទមន្តគាត់បាញ់យុទ្ធសាស្ត្របណ្ដាលវាខ្ទាតផងផាំងលទ្ធផលបិសាចចុះចោត្រូវបានគាត់សម្លាប់មួយក្រុមនៃចោទាំងអស់ហើយក៏រំលឹកក្បាច់កូនចាស់ចេញប៉ែលមកមួយជីកប់បានធ្វើឲ្យគាត់ទទួលបានអាយថមយ៉ាងច្រើនប្រមូលទាំងអស់ទៅក្នុងថង់ផ្ទុកប៉ុន្តែគាត់បានចាប់អារម្មណ៍ទៅលើសភៅនៃការយល់ដឹងដែលវាមានសមត្ថភាពក្នុងការបង្កើនជំនាញរបស់គាត់មិនទុកយូរទេក៏បានប្រើប្រាស់ហើយបូករួមជាមួយនឹងបន្ទុកបទពិសោធន៍ដែលគាត់ទទួលបានថ្មីនេះក៏អាចធ្វើឲ្យគាត់ធ្វើនៅប្រសើរឡើងនៅបិសាចក្រុងឆ្អឹងជ្រូកស្នែងមួយបន្ទាប់ពីមានការវិវត្តយើងមើលទៅកាន់បិសាចក្រុងឆ្អឹងជ្រូកស្នែងមួយហាក់បីដូចជាមានសាច់មានឈាមអ្វីផ្សេងក៏បានប្រសើរឡើងផងដែរវ៉ៃសៀវបានដាក់ឈ្មោះឲ្យអាឈានការរួមបញ្ចូលជាមួយនឹងគុណលក្ខណៈ4វិមាត្រជិត2000ហើយកម្រិតជំនាញបានកើនឡើងដល់កម្រិត E បន្តមកទៀតគឺជាធូបគាត់ក៏បានដុតធូបវាមានប្រយោជន៍សម្រាប់ក្រុងឆ្អឹងវេទមន្តគាត់ដោយបានធ្វើឲ្យវាកើនឡើងទៅដល់កម្រិតមេគាត់ក៏បានដាក់ឈ្មោះឲ្យវាថាអានជឺមិននឹងមិនជាអាណាចក្រសម្ងាត់ដែលគឺជាសម្បុកចចោតែគឺជាកន្លែងអកមិនទុកយូរទេវ៉ៃសៀវក៏បានតាមរកអកក៏បានឃើញជាមួយនឹងអកក្បាលស្នែងគោអីហ្នឹងភ្លាមក៏មានធម៌ពលបើកការវាប្រហារទៅលើពួកវាដែលមកពីស្នាដៃរបស់វ៉ៃសៀវយើងនឹងឯងហើយបញ្ជាឲ្យកូនចៅក្រុងឆ្អឹងរបស់គាត់ទៅបន្ថែមទៀតបិសាចអកវាពិតជាខឹងហើយនឹងត្រៀមទប់ទល់វ៉ៃសៀវគាត់បានបញ្ចេញធម៌ពលគាត់ទៅបង្កបិសាចអកហ្នឹងហើយចំណែកឯអាឈានក៏បានរត់បំបុកបន្ថែមប្រហែលជា80ម៉ោងក្រោយមកឃើញថាវ៉ៃសៀវទទួលបានសមិទ្ធផលមិនតិចនោះទេដែលបានធ្វើឲ្យគាត់បានឡើងទៅដល់ level 10មិនត្រឹមតែប៉ុណ្ណឹងនោះទេគាត់ក៏ទទួលបាននូវជំនាញមួយទៀតដែលអាចផ្ទេរនៅការជឿចាប់ទៅកាន់កងទ័ពអមតៈរបស់គាត់បានទៀតស្រាប់តែពេលហ្នឹងយើងបានឃើញជាមួយនឹងព្រួយមួយក៏បានបាញ់សម្ដៅទៅកាន់គាត់និងបានចំពេញតែម្ដងស្របពេលដែលគាត់ទទួលបានជំនាញថ្មីហើយយើងក៏បានឃើញថាបិសាចក្រុងឆ្អឹងរបស់គាត់ពីរក៏បានបំផ្លាញចំណែកឯវ៉ៃសៀវនេះវិញទោះបីជាព្រួយបាញ់ចំចំណុចបេះដូងប៉ុន្តែគាត់នៅតែអាចបើកភ្នែកនៅមានជីវិតងើបមកវិញហើយនឹងភ័យមិនស្ទើរនោះទេហើយទោះបីជាមានការវាយប្រហារខ្លាំងយ៉ាងណាក៏ដោយមើលទៅខ្ញុំនៅតែមិនកើតអីគាត់បានបញ្ជាឲ្យអាឈានរត់បំបុកពេញមួយទំហឹងទៅកាន់គុំស្មៅដែលជាទីតាំងបាញ់ចេញនៃព្រួយក៏បានឃើញថាប៉ាងឡើងនៅបិសាចអកកាន់ព្រួយមួយពីនេះទៅមើលក៏បានដឹងថាវាគឺជាបិសាចកម្រិតចវាយនាយដែលមាន level 16ចឹងឆ្ងល់មែនតើហើយអ្វីបានជាមាន Minotaur ដែលមានភាពឆ្លាតវៃបែបនេះវាក៏បានបាញ់ព្រួយមកសូម្បីតែគាត់ចង់កិច្ចក៏កិច្ចមិនផុតប៉ុន្តែសំណាងល្អដោយសារតែរាងកាយគាត់អមតៈក៏អាចទប់ទល់ជាមួយនឹងក្របព្រួយនេះបានហើយនឹងបានថានៅពេលនេះល្បិចរបស់ឯងគឺបានចប់ហើយបន្តដល់វេនខ្ញុំ Minotaur ក៏ចង់រត់ប៉ុន្តែវ៉ៃសៀវក៏បានជាសាទគាត់ដេញតាមវាក៏បានហោះចូលទៅក្នុងរោងភ្នំមួយវ៉ៃសៀវក៏បានចូលទៅតាមហើយក៏បានឲ្យសាទគាត់ឈប់រោងភ្នំនេះមើលទៅហាក់បីដូចជាមានអ្វីចម្លែកថែមទាំងមានអាបក្រហមទៀតផងមិនតែប៉ុណ្ណោះក៏មានអសាសបក៏ដូចជាក្រុងឆ្អឹងមនុស្សអញ្ចឹងក៏បានដឹងថាគាត់ចាញ់ល្បិចវាទៀតថ្មនៅខាងលើក៏
ក៏បានបាត់រួមភ្នំកែផ្នែកដកក្រហមឆ្អិនឆ្អៅយ៉ាងច្រើនក៏បានបើកឡើងប៉ុន្តែវ៉ៃសៀវមិនបានព្រៅថែមនឹងបានទះដៃសរសើរទៅកាន់វាថែមទៀតដែលថាបិសាចទាំងអស់នេះពិតជាមានប្រាជ្ញាមិនថាយ៉ាងណាគាត់បានបញ្ចេញនូវកងទ័ពអមតៈរបស់គាត់ទាំងអស់ទប់ទល់ជាមួយនឹងមីនូទ័រទាំងអស់នោះនៅក្នុងការប្រយុទ្ធនឹងដែរមីនូទ័រក៏បានគប់ពូថៅសម្លាប់ទៅលើក្រុងឆ្អឹងក្រោមអង្គរបស់វ៉ៃសៀវអស់យ៉ាងច្រើនប៉ុន្តែមិនមែនជាបញ្ហាអ្វីនោះទេគាត់អាចកោះហៅវាឡើងវិញឥតឈប់ឈរនិងបានប្រមូលផ្ដុំនៅថាមពលទាំងអស់បាញ់សម្លាប់ទៅលើមីនូទ័រមួយក្រុមនេះមានទាំងលេវែល9លេវែល10អីនឹងងាប់អស់ហើយបន្ទាប់មកក៏បានធ្វើឲ្យគាត់កើនឡើងរហូតដល់លេវែល12ហើយក៏មិនទាន់បញ្ចប់ត្រឹមនឹងនោះទេរំពេចនោះដែរយើងក៏បានឃើញជាមួយនឹងមីនូទ័រក្រហមយ៉ាងធំមួយនិយាយថាមនុស្សឯងពិតជាមានភាពក្លាហានមែនទែនវ៉ៃសៀវនេះវិញក៏បានដឹងថាវាគឺជាបិសាចកម្រិតវីរៈជនហើយបន្ទុកបទពិសោធន៍បន្ទាប់ពីសម្លាប់វាក៏ទទួលបានមិនតិចទេមើលទៅមិនចាំយូរនោះទេមីនូទ័រជាមួយនឹងគ្នាគេដទៃទៀតក៏បានស្រុកចូលមកមីនូទ័រក្រហមនឹងក៏បានសម្រើមកកាន់វ៉ៃសៀវក៏បានដឹងថាដល់ពេលបន្ទាប់មកក៏បានបញ្ចេញអានជឺដូចជាក្រុងឆ្អឹងវេទមន្តគាត់ទៅតែវិវត្តថ្មីឲ្យទៅទប់ទល់ជាមួយនឹងពូថៅដែលសានធំរបស់វាហើយថែមទាំងបានឲ្យមីនូទ័រនឹងសាកភ្លុកមួយយុទ្ធសាស្ត្រចំមាត់លេបចូលក្នុងពោះក្អឹកសោយទៅមួយជង្គង់បណ្ដាលឲ្យឡើងប៉ាងទៅផ្ទុះងាប់នៅកន្លែងផ្សេងនឹងបន្ទាប់ពីសម្លាប់ទៅលើបិសាចមីនូទ័រកម្រិតវីរៈជនហើយក៏បានធ្វើឲ្យគាត់ឡើងទៅដល់លេវែល13វ៉ៃសៀវគាត់បានសរសើរទៅកាន់អានជឺផងដែរថាពិតជាសាហាវខុសខើមែនតែនគាត់ក៏អត់ភ្លេចអំពីក្បាច់ចាស់ទេបញ្ចេញប៉ែលមកជីកប់នៅបិសាចមីនូទ័រទាំងអស់នេះក៏បានលេចចេញនៅឯថឹមយ៉ាងច្រើនប្រមូលយកទាំងសបាយចិត្តហើយមើលទៅដឹងថាបានលុយច្រើនទៀតទេមិនតាន់ចប់នោះទេក៏មានព្រួញពីរដើមបានហោះសម្ដៅមកកាន់គាត់ពីក្រោយវ៉ៃសៀវគាត់បានញញឹមហើយថាក៏រងចាំយូរវិញខណៈនេះភាគទី6 7របស់យើងក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេអធិស្ឋានរកកំហុសខុសឆ្គងដែលម្ដងមានហៅថាអកម្ដងហៅថាមីនូទ័រដោយសារតែរឿងមួយហ្នឹងមានមើលហើយយូរពេកហើយដល់ពេលបានមើលម្ដងទៀតមកសម្រាយទៅដូចជារៀងភ្លេចអញ្ចឹងក៏បានហៅខុសអញ្ចឹងទៅហើយសង្ឃឹមថាគ្នាយើងក៏ជាស្រ័យត្រង់នឹងដែរហើយចឹងបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី8 9នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈដោយក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងយើងក៏បានឃើញជាមួយនឹងព្រួញពីរដើមក៏បានបាញ់សម្ដៅទៅកាន់វ៉ៃសៀវគាត់បានញញឹមហើយបានថាក៏រងចាំវាយូរហើយវ៉ៃសៀវគាត់បានកិច្ចទៅមកខាងដែលធ្វើឲ្យមីនូទ័រនឹងក៏បានលន់មកថាហេតុអ្វីលឿនម្លេះវ៉ៃសៀវគាត់បានចង្អុលទៅកាន់វាថាបិសាចចាស់តើអញគិតថាក្រុងឆ្អឹងរបស់ខ្ញុំប្រើប្រាស់អស់ហើយមែនហើយគ្មានកម្លាំងដើម្បីនឹងទប់ទល់ជាមួយនឹងឯងបន្តទៀតមែនខ្ញុំសុំទោសផងអាកូនបន្ទាប់មកក៏បានបញ្ចេញនៅក្រុងឆ្អឹងរបស់គាត់ជាច្រើនចេញមកទៀតមីនូទ័រចាប់ផ្ដើមភ័យហើយឆ្ងល់មែនតើហេតុអ្វីបានជាមនុស្សនេះអាចកោះហៅបានច្រើនយ៉ាងនេះក៏មិនទុកយូរទេវ៉ៃសៀវក៏បានបញ្ជាឲ្យក្រុងឆ្អឹងវេទមន្តគាត់ចូលទៅមីនូទ័រនឹងក៏បានហោះទៅទប់ទល់បំបាយក្រុងឆ្អឹងទាំងអស់នោះបន្ទាប់មកចុះមកវិញយាព្រួញបាញ់ទៅទៀតអាក្រព្រួញនឹងក៏បានធ្លាក់ចុះដីមើលទៅហុយធម្មតាទេប៉ុន្តែវ៉ៃសៀវក៏បានដឹងថាវាគឺជាជំនាញនៃការវាយប្រហារជាក្រុមសន្ធឹកនៃធម្មពលក៏បានផុសចេញពីដីហើយនឹងសម្លាប់ទៅលើក្រុងឆ្អឹងវេទមន្តរបស់វ៉ៃសៀវអស់យ៉ាងច្រើនដូចអញ្ចឹងគាត់បានបញ្ចេញអាឈានជាមួយនឹងអានជឺចេញមកឲ្យសម្រុកចូលទៅអញ្ចឹងអានជឺក៏បានបំបុកពេញមួយទំហឹងទៅកាន់មីនូទ័រនោះចំណែកអានជឺនេះវិញក៏ប្រើប្រាស់ស្ទាយចាស់ដែលឲ្យមីនូទ័រនឹងលេបយកនៅធម្មពលមួយដុំនៃចូលពោះហើយធម្មពលមួយនឹងក៏បានផ្ទុះឡើងសម្លាប់ទៅលើមីនូទ័រនេះយ៉ាងវេទនាធ្លាក់ចុះមកក្រោមហុយដីចុះប៉ុន្តែយើងមើលទៅកាន់រាងកាយមីនូទ័រនឹងទៅគឺនៅទាំងមូលនោះទេយ៉ាងណាមិញវ៉ៃសៀវក៏បានដឹងថាវាមិនទាន់ស្លាប់ទាំងស្រុងឡើយបើទោះបីជាវ៉ៃសៀវយ៉ាងនៅពេលនេះចង់កប់វាដើម្បីទទួលបានអាចធ្វើយ៉ាងណាក៏ដោយប៉ុន្តែវាហាក់បីដូចជាមានរឿងចម្លែកបន្តិចដែលមានសារចម្លែកដ៏មានប្រាជ្ញានៅក្នុងច្បាប់ចម្លងអញ្ចឹងខ្ញុំគួរណាស់ទៅនាំយកវាចេញពីទីនេះហើយឲ្យទៅមន្ត្រីដើម្បីនឹងស៊ើបអង្កេតសាច់រឿងយើងក៏បានកាត់ចេញទៅដល់ខាងក្រៅច្បាប់ចម្លងនេះវិញយើងក៏បានឃើញជាមួយនឹងក្រុមប៉ូលីសស៊ើបអង្កេតយ៉ាងច្រើនក៏បានឆ្ងល់ថាហេតុអ្វីបានជាមកទល់ពេលនេះហើយមិនទាន់មាននរណាគេម្នាក់បានចេញមកអញ្ចឹងតើអាចនឹងមានអ្វីមិនប្រក្រតីបានកើតឡើងទេមែនភ្លាមរង្វង់ teleport ក៏បានបើកឡើងវ៉ៃសៀវគាត់បានចេញមកជាមួយនឹងសាកសពមនុស្សយ៉ាងច្រើនដែលឲ្យក្រុងឆ្អឹងវេទមន្តគាត់គឺជាអ្នកលីចេញមកប៉ូលីសស៊ើបអង្កេតទាំងអស់នោះក៏បានឆ្ងល់ថាហេតុអ្វីបានជាមានសាកសពច្រើនយ៉ាងនេះវ៉ៃសៀវក៏បានទៅរាយការណ៍ថានៅក្នុងកុកកង្និតបិសាចអុកនេះគឺមាននៅមីនូទ័រដែលមានភាពឆ្លាតវៃម្នាក់វាបានបញ្ឆោតដោយសារទាំងអស់ចាញ់ល្បិចវាហើយនឹងសម្លាប់ម្ដងមួយបានលឿនចឹងគេពិតជាមានការផ្សាប់អើមែនតើហើយគេនឹងរាយការណ៍រឿងនេះទៅកាន់ថ្នាក់លើដើម្បីបញ្ជូនជើងខ្លាំងឲ្យទៅចាត់ការមីនូទ័រនោះជាបន្ទាន់វ៉ៃសៀវក៏បានបោះរាងកាយមីនូទ័រនៅចេញមកនិយាយថានេះហើយគឺជាអ្នកដែលបានបង្កបញ្ហាប៉ូលីសអង្កេតម្នាក់ក៏បានលាន់មកថានេះគឺជាបិសាចកម្រិតចវាយនាយ level 16តើឯងពិតជាបានចាស់វាមែនទេគាត់ក៏បានតបវិញបានមិនដូច្នោះទេតែលោកគិតថាជានរណានៅពេលនេះក៏អស់ភារកិច្ចវ៉ៃសៀវនៅទីនេះគាត់ក៏បានសួររកកន្លែងដើម្បីនឹងផ្លាស់ប្ដូររង្វាន់អញ្ចឹងគេបានចង្អុលទៅកាន់ការិយាល័យនៅខាងមុខវ៉ៃសៀវក៏បានអរគុណហើយបន្ទាប់មកគាត់ក៏បានដើរចូលទៅទីនោះបានជួបជាមួយនឹងចៅស្អាតម្នាក់ដែលគឺជាអ្នកពិនិត្យមើលក៏ដូចជាទិញគាត់ក៏បានយករបស់របរដែលគាត់ទទួលបានយ៉ាងច្រើនមកដាក់នៅលើពី
ពីលើតុចាយនឹងហើយបានសួរថាបានប៉ុន្មានទៅប៉ុណ្ណឹងចាយនឹងពិតជាមានការចាប់បានមែនតែដែលវាមានចំនួនច្រើនហើយទាំងអស់នេះសុទ្ធតែជារបស់របរដែលមានគុណភាពល្អឥតខ្ចោះឬមួយក៏លើសពីល្អឥតខ្ចោះទៅទៀតយ៉ាងហោចណាស់ក៏បាន52,000កាតាសៀដែរវ៉ៃសៀវមិនមែនជាបញ្ហានោះទេផ្ទៃប្រាក់មកនឹងបន្ទាប់ពីគាត់ទទួលបាន52,000យួនចឹងហើយមកទៅកាន់គាត់សប្បាយចិត្តមែនតែនដើរចេញមកយ៉ាងអំភើយដោយសារតែពេលនេះគាត់មានលុយអញ្ចឹងគាត់នៅតែទិញរបស់របរមួយចំនួនមកវិញទៅដល់ទីផ្សារជួញដូរអញ្ចឹងគាត់ក៏សង្ឃឹមផងដែរថានឹងមិនជួបអាបរោះបោកប្រាស់នោះទៀតអញ្ចឹងមិនទាន់ផុតពីមាត់ផងក៏ស្រាប់តែគេបានលេចចេញពីមុខហើយបានសួរថាបងប្រុសកំពុងទៅរកខ្ញុំមែនវ៉ៃសៀវជាក់ប្រែតហើយបានសួរថាហេតុអ្វីបានទៅនៅទីនេះម្ដងទៀតទៅឆ្ងាយទៅខ្ញុំមិនចង់ជួបមុខលោកទេឈ្មោះម្នាក់នឹងក៏បានប្រាស់ឲ្យវ៉ៃសៀវកំតាន់ដេញខ្ញុំចេញឲ្យខ្ញុំមានរបស់ល្អមួយទៀតវ៉ៃសៀវមិនចង់មើលនោះទេបានដើរចាក់ចេញហើយថាខ្ញុំមិនទិញទេអញ្ចឹងឈ្មោះម្នាក់នឹងក៏បានលើកយកនូវសភៅមួយក៏ដូចជាទឹកថ្នាំមួយនិយាយថារបស់ល្អនេះបើសិនជាឲ្យមិនមើលតែប្រយ័ត្នស្ដាយវ៉ៃសៀវយ៉ាងបានលើអញ្ចឹងសម្លឹងមើលបន្តិចចាប់អារម្មណ៍ផ្លេតនិងបានដឹងថានេះគឺជាសភៅដែលអាចឲ្យគាត់កោះហៅនៅបិសាចកម្រិតវរៈជនចំណែកទឹកថ្នាំនេះអាចបន្សល់ទៅលើសត្វមិនទាន់ស្លាប់លោកពូតើអាពីរនឹងតម្លៃប្រមាណដល់អញ្ចឹងឈ្មោះម្នាក់នឹងមើលទៅហាក់បីដូចជារៀងរឹកដែរប៉ុន្តែបាញ់មិញហើយហាក់បីដូចជាថាមិនទិញនោះទេវ៉ៃសៀវក៏បានតថាធ្វើអាជីវកម្មម្ដងទៀតទៅហើយខ្ញុំក៏នៅមានរបស់ល្អមួយចំនួនទៀតដែរបញ្ចេញយ៉ាងច្រើនមានទាំងដាវខែលប៉ែលអីនឹងចេញមកអស់ហើយឈ្មោះនឹងក៏បានថាមើលទៅរបស់ទាំងនេះដូចជាមិនសូវល្អសោះវ៉ៃសៀវក៏បានប្រាប់ទៅកាន់ឈ្មោះនឹងកំចង់បោកគេអាបថៅនេះមើលទៅយ៉ាងហោចណាស់ក៏មានតម្លៃ100,000យួនដែរឈ្មោះនឹងក៏នៅតែថាខ្ញុំមិនរំពឹងទុកនោះទេថាការផ្លាស់ប្ដូរនេះបានយ៉ាងឆាប់បែបនេះភៅនេះមានតម្លៃ250,000យួនរីឯអាដបទឹកថ្នាំនេះមានតម្លៃ150,000យួនខ្ញុំពិតជាមិនដាច់ចិត្តសោះប៉ុន្តែវ៉ៃសៀវយើងនៅពេលហ្នឹងក៏បានទៅកញ្ឆក់យកចូលថង់ភ្លុកឈ្មោះនឹងស្រាវទៅបានតកៀកវ៉ៃសៀវហើយបានថាកុំបង្ហាញវាទៅកាន់នរណាម្នាក់បានឃើញនៅពេលក្រោយទឹកមកអ្នកជំនួយនឹងមើលទៅមិនសូវស្រួលទេវ៉ៃសៀវក៏បានថាមើលទៅលោកពិតជាមានចំណេញក្នុងការលក់មែនចឹងគាត់ក៏បានចាក់ចេញគេក៏បានប្រាប់ទៅកាន់វ៉ៃសៀវបើសិនជាមានអ្វីទៀតអាចមកផ្លាស់ប្ដូរជាមួយនឹងគេបាននៅពេលក្រោយដើរនៅតាមផ្លូវនឹងដែរវ៉ៃសៀវក៏នៅតែលោផងដែរទោះបីជាបរិសម្នាក់នេះមើលទៅលក់ដូរហាក់បីដូចជាមិនសូវចិត្តទុកចិត្តបានយ៉ាងណាក៏ដោយប៉ុន្តែរបស់ដែលគេបានលក់ឲ្យពិតជាល្អហើយអញ្ចឹងគាត់នឹងរកកន្លែងសាកល្បងវាកំឡុងពេលហ្នឹងយើងក៏បានឃើញជាមួយនឹងមនុស្សម្នាក់បានតាមគាត់នៅពីក្រោយហើយថាមើលទៅគាត់នៅម្នាក់ឯងគឺជាការល្អក៏មិនតោខ្ញុំឲ្យសោះតែធ្វើបាបឯងដោយសារតែឯងប៉ះពាល់មនុស្សដែលមិនគួរប៉ះពាល់បែបហ្នឹងក៏បានសម្រុកមកពីក្រោយចាត់ការទៅលើក្រុងឆ្អឹងវេទមន្តរបស់វ៉ៃសៀវពីក្រោយបន្តទៀតក៏បានអាលកវ៉ៃសៀវតែម្ដងថែមទាំងបានដើរចាក់ចេញយ៉ាងលយហើយថាកិច្ចការនេះពិតជាងាយស្រួលពិតមែនឲ្យគេធ្វើពិតជាខ្ជិលខ្ជាយពេលវេលារំពេចនឹងដែរវ៉ៃសៀវក៏បានចាប់ស្មាគេពីក្រោយគេក៏បានញ័រខ្លួនញ័រប្រាណនិយាយទាំងញ័រថាតើវាមិននឹងអាចទៅរួចទៅវ៉ៃសៀវទឹកមុខយ៉ាងកំណាចបន្តមកក៏បានចាក់សម្លាប់ប៉ែហ្នឹងគេក៏នៅតែនិយាយថាមិននឹងអាចទៅរួចទៅហើយអ្វីបានជាគេនៅរស់ទៀតនិយាយពេកនឹងរហូតតទៅគេដាច់ទៅមែនទែនប្រព័ន្ធក៏បានអបអរសាទរទៅកាន់លោកម្ចាស់ដែលសម្លាប់ទៅលើមនុស្សដែលមាន level 39ទទួលបានពិន្ទុបទពិសោធន៍ចំនួន30,000ដោយយ៉ាងដឹងចឹងថាវ៉ៃសៀវក៏មិនភ្លេចអំពីក្បាច់កូនចាស់អសាក់សោះប៉ែនតប្រៃស្ងាត់មួយកប់ហើយទទួលបានអាយថឹម4តែក្នុងចំណោមរបស់ទាំង4នឹងមានរបស់មួយដែលចម្លែកជាងគេដោយសារតែវាគឺជាលុយខ្មោចអញ្ចឹងគាត់បានឆ្ងល់ថាប្រើប្រាស់វាសម្រាប់ធ្វើអ្វីទៅក៏មិនចាំយូរទេប្រព័ន្ធក៏បានប្រាប់បន្ថែមទៀតថាសម្រាប់ទិញទំនិញនៅផ្សារទំនើបក្រោមដីស្រាប់តែពេលនឹងបានលេចចេញនៅអ្វីៗយ៉ាងច្រើនដែលតម្រូវឲ្យគាត់យកលុយខ្មោចនឹងទៅទិញប៉ុន្តែរបស់របរទាំងអស់នឹងពិតជាថ្លៃមែនទែនខ្ទង់រយលានឡាគួរសោកស្ដាយផងដែរវ៉ៃសៀវយ៉ាងកំឡុងពេលនេះមានតែ$10តែប៉ុណ្ណោះបំភ្លេចចោលសិនទៅសំដងទិញដងតិចយូរទៅក៏ខប់ទេបន្តទៀតក៏ចាប់ផ្ដើមក៏ហៅក្រុងឆ្អឹងដែលគឺជាសាកសប៉ែមិញឡើងហើយវាគឺជាប្រភេទក្រុងឆ្អឹងការពារដែលនៅសល់ត្រឹមតែ level 13ប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីវ៉ៃសៀវបានចាក់អាទឹកថ្នាំវេទមន្តដែលទិញមកលើកមុនទៅលើក្រុងឆ្អឹងនឹងបានធ្វើឲ្យវាពង្រីកមាឌឲ្យធំជាងមុននិងកម្លាំងក៏ដូចជាខ្លាំងជាងមុនផងដែរហើយគាត់បានដាក់ឈ្មោះវាថាសៀវឈៀងទឹកថ្នាំវេទមន្តនៅសល់គឺបានប្រើប្រាស់ទៅលើអានជឺបានធ្វើឲ្យអានជឺកើនមាឌដូចគ្នាហើយនឹងថាមពលផ្លូវចិត្តវាក៏បានកើនឡើងរហូតទៅដល់3,100ថាមពលវិញ្ញាណទទួលបានសមិទ្ធផលច្រើនដល់ម្លឹងគាត់ពិតជាសប្បាយចិត្តមែនទែនហើយឥឡូវនឹងដូចជាងុយដេកទៅដេកសិនហើយកំឡុងពេលនឹងបរោះចំណាស់ដែលជាអ្នកចិត្តខាងវ៉ៃសៀវក៏បានលបមើលគាត់ពីក្រោយហើយមិននឹកបានដល់នោះទេថាគាត់អាចសម្លាប់មនុស្សមកពីគ្រួសារឈានបានពិតជាធ្វើឲ្យខ្ញុំនេះមានការផ្ទះបាល់មែនទែនលុះទៅដល់ព្រឹកឡើងគាត់ក៏បានយករឿងនេះរាយការណ៍ទៅកាន់លោកម្ចាស់ស៊ូដែលគឺជាឪពុករបស់ស៊ូសៀវឈីងនៅរឿងរ៉ាវដែលបានកើតឡើងកាលពីយប់មិញលោកម្ចាស់ស៊ូតោមក៏បានឆ្ងល់ថាហេតុអ្វីបានជាលិតនោះកប់ទៅលើសាកសពគេព្រឹត្តិការណ៍គាត់ក៏មិនដឹងដែរប៉ុន្តែខ្ញុំបានដឹងថាវ៉ៃសៀវមិនចាំបាច់ទទួលបានការការពារពីគាត់ទៀតទេហើយមើលទៅនឹងលិតនោះក៏ច្រើនពេកយេលោកម្ចាស់ស៊ូគាត់ក៏បានគិតផងដែរស៊ូសៀវឈីងបានចាញ់ក្រោមដៃរបស់វ៉ៃសៀវអស់រយៈពេល3ឆ្នាំជាប់គ្នាហើយគាត់តែងតែចង់យកឈ្នះវ៉ៃសៀវអញ្ចឹងបើសិនជាវ៉ៃសៀវត្រូវបានគេសម្លាប់នឹងលិតនោះពិតជាមិនសុខចិត្តនោះទេដោយសារតែនាងមិនទាន់ឈ្នះវ៉ៃសៀវអញ្ចឹងគាត់ក៏នៅតែសុំ
ឲ្យព្រឹទ្ធាចារ្យទៅការពារវ៉ៃសៀលបន្តទៀតរងចាំរហូតតទៅគេបានចូលទៅក្នុងមហាវិទ្យាល័យច្បាស់ណាស់ថាគ្រួសារឈានក៏នឹងឡើយហ៊ានធ្វើអ្វីគេទៀតទេព្រឹទ្ធាចារ្យគាត់បានតទៅវិញទៅថាមិនអីនោះទេគាត់គ្មានបញ្ហាឡើយសាច់រឿងបន្តទៀតយើងក៏បានឃើញជាមួយនឹងវ៉ៃសៀលគាត់ក៏បានចូលមកក្នុងគុកងងឹតបិសាចអុកនឹងម្ដងទៀតហេតុមានដឹងទេថាអុកនឹងដូចជាមីនទ័រឬក៏អត់ប៉ុន្តែដោយសារតែសាច់រឿងគេដាក់ថាបិសាចអុកគុកងងឹតបិសាចអុកប៉ុន្តែបិសាចនៅក្នុងនោះគេហៅថាមីនទ័រស្រាប់តែពេលហ្នឹងគាត់បានប្រទះជាមួយនឹងការជួបជុំរបស់មីនទ័រមួយក្រុមវ៉ៃសៀលគាត់បានសម្លឹងទៅមើលមីនទ័រចាស់នេះដែលគឺជាបូជាចារ្យមីនទ័រមាន level 20បូជាចារ្យមីនទ័រហាក់បីដូចជាធំក្លិនមនុស្សដូច្នេះក៏បានបញ្ជាឲ្យកូនចៅចូលទៅមីនទ័រយ៉ាងច្រើនក៏បានសម្ដៅមកកាន់គាត់ក៏បានបញ្ចេញនូវសៀវឈៀងជាមួយនឹងក្រុងឆ្អឹងតូចៗដទៃទៀតទៅការពារក៏ដូចជាអានជឺបញ្ចេញនូវក្រុងឆ្អឹងយ៉ាងច្រើនបាញ់វេទមន្តសម្ដៅទៅកាន់មីនទ័រទាំងអស់នោះក៏អាចសម្លាប់ទៅលើពួកវាបានយ៉ាងងាយតែម្ដងដល់អញ្ចឹងបូជាចារ្យមីនទ័រនេះក៏ចាប់ផ្ដើមបូជាទៅកាន់ផែនដីសូមផ្ដល់អំណាចកំពូលឲ្យខ្ញុំស្រ័យសោកស្រាប់តែអាឈានក៏បានមកបំបុកពេញមួយទំហឹងទៅកាន់បូជាចារ្យមីនទ័រឡើងប៉ើងចុងក្រោយក៏បានហក់សង្កត់បូជាចារ្យមីនទ័រពិតជាមានការផិតភ័យស្រ័យថាកំមកប៉ុន្តែមានអីទៀតជាប់នៅពេញលើនឹងបាត់ទៅហើយបន្ទាប់ពីសម្លាប់ហើយប្រព័ន្ធក៏បានប្រាប់ទៅកាន់គាត់ផងដែរសម្លាប់បូជាចារ្យមីនទ័រទទួលបានបន្ទុកបទពិសោធន៍ចំនួន 20000 ក៏បានធ្វើឲ្យវ៉ៃសៀលឡើងទៅដល់ level 14ប៉ុន្តែលើកនេះមើលទៅហាក់បីដូចជារាងចម្លែកបន្តិចគាត់មិនទាន់បានកប់ទៅលើសាកសពរបស់បូជាចារ្យមីនទ័រផងក៏បានលេចចេញនៅសភៅមួយដែលជាសភៅសមាធិកម្រិតខ្ពស់ដូច្នេះក៏បានសម្រេចចិត្តរៀមវាយ៉ាងភ្លាមអញ្ចឹងក៏ចង់សាកល្បងអង្គុយតាំងសមាធិនៅទីនេះអ្វីមួយយ៉ាងនៅពេញលើក៏បានបោកឡើងឥតឈប់ឈរហើយទីបំផុតក៏បានធ្វើឲ្យគាត់ផ្លោះរហូតដល់ពី level ឡើងទៅដល់ level 16អញ្ចឹងក៏បានគិតថានេះពិតជាអស្ចារ្យមែនតែនហើយបើសិនជាគាត់ចេះវាអញ្ចឹងឯងនៅពេលក្រោយទៀតមិនចាំបាច់ប្រមាញ់សារទៀតទេដេកនៅផ្ទះរងចាំការប្រកួតម្ដងក៏អាចឡើង level បានដែរគាត់ក៏បានចេញទៅវិញហើយចំណាយសាររឿងយើងនៅពេលនេះក៏បានកាត់ទៅដល់ថ្ងៃដែលការប្រកួតប្រឡងបញ្ចប់អីហ្នឹងវ៉ៃសៀលយើងក៏បានបញ្ចប់ពីការតាំងសមាធិផងដែរហើយនៅពេលនេះគាត់នឹងបង្ហាញកម្លាំងពិតគាត់ទៅកាន់អ្នកទាំងអស់គ្នាបានឃើញហើយមានសបញ្ចប់ភាគនេះត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី8 9បើមានកំហុសខុសឆ្គងអ្វីជាស្រ័យផងណាហើយចឹងបាយបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី10ភាគទី11នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅការសាកល្បងបញ្ចប់ពីវិទ្យាល័យដើម្បីនឹងចូលរៀននៅមហាវិទ្យាល័យម្នាក់នេះគេបានលាន់មាត់ថាអីយ៉ាមូលដ្ឋាននៃការសាកល្បងជាក់ស្ដែងពិតជាលយមែនតែនចាយនេះក៏បានឆ្ងល់ថាតើសារចម្លើយប្រភេទណាដែលត្រូវរៀបចំសម្រាប់ការប្រកួតនៅឆ្នាំនេះនាយកវងគាត់បានមកដល់ហើយបានប្រកាសអំពីការប្រកួតបញ្ចប់ឆ្នាំនេះសារចម្លើយតម្រូវឲ្យវាតម្លៃក្នុងឆ្នាំនេះមានដូចជា Goblin Minotaur ស្លែមនិងសារចម្លើយ3ប្រភេទទៀត level ទាបបំផុត level 10ចំណែក level ខ្ពស់បំផុត20ក៏ដូចជាចាប់ផ្ដើមពីសាធម្មតារហូតដល់ខ្ពស់បំផុតកម្រិតចវាយនាយឲ្យសិស្សទាំងអស់ជ្រើសរើសអំពីប្រភេទហើយនិង level នៃសាទដើម្បីធ្វើការតេស្តសាកល្បងឲ្យអ្នកដំបូងគេដែលឡើងមកសាកល្បងគេមានឈ្មោះថាលាវមីងគេចង់ប្រកួតជាមួយនឹង Minotaur ធម្មតា level 15ស្រាប់តែបានជ្រើសរើសភ្លាមក៏មាន Minotaur ជាមួយនឹងកូនចៅបានចេញមកហើយ Minotaur មេគេ level 15នឹងឯងមិនទុកយូរទេគេបានកោះហៅគ្រឿងស័ក្តិពិសេសរបស់គេចេញមកបូករួមជាមួយនឹងដាវក្រហមមួយសិស្សទាំងអស់គ្នាបានឃើញអំពីគ្រឿងស័ក្តិក៏ដូចជាអាវុធនេះហើយពិតជាមានការចាស់បាល់មែនតែនដឹងថាគេបានចាស់លុយរហូតដល់250000ដើម្បីនឹងទិញយកដល់ហើយយើងមើលទៅកាន់វ៉ៃសៀលទៅហាក់បីដូចជាមានកំហឹងទៅលើអ្នកជំនួយនោះលើកមុនមែនតែនដោយសារតែអាឈុតចម្បាំងនឹងជាមួយនឹងដាវនឹងដើមឡើយវ៉ៃសៀលលក់ឲ្យអ្នកជំនួយក្នុងតម្លៃ230,000ប៉ុន្តែគេយកទៅលក់វិញក្នុងតម្លៃ250000ចំណេញលើកោក20000ហើយអា20000នឹងវាច្រើននៃហើយវ៉ៃសៀលគិតថាប៉ែនឹងប្រកែបោកក៏เลยទៅមើលការប្រកួតនេះវិញយើងក៏បានឃើញជាមួយនឹងលាវមីងអាចសម្លាប់ទៅលើមីនទ័រទាំងអស់នៅរយៈពេលត្រឹមតែ1ផ្លេតប៉ុណ្ណោះដោយបែបនេះក៏បានធ្វើឲ្យគេជាប់នៅក្នុងការសាកល្បងហើយទទួលបានបន្ទុកបញ្ចប់ឆ្នាំ161អ្នកបន្តទៀតគឺស៊ូសៀវឈីងនាងក៏បានបញ្ចេញនៅដាវពន្លឺពិសិដ្ឋនាងចេញមកនឹងចង់ប្រកួតប្រជែងជាមួយនឹងបិសាចកម្រិតចវាយនាយដែលមាន level 20ចំនួន5ក្បាលសិស្សដទៃទៀតបានលើអញ្ចឹងមិនបានថានាងទេប៉ុន្តែបាយជាសរសើរទៅកាន់នាងថែមទៀតវ៉ៃសៀវយ៉ាងនៅវិញក៏បានដឹងដូចគ្នាថានាងពិតជាចង់យកឈ្នះគាត់ Goblin ដែលមាន level 20ចំនួន5ក្បាលក៏បានចេញមកសម្រុកចូលទៅទាំងអស់គ្នាសៀវឈីងក៏បានបញ្ចេញស្លាតែអសរនៃពន្លឺហក់កាប់ពេញមួយទំហឹងទៅកាន់អា Goblin ទាំងអស់នោះបណ្ដាលឲ្យវាបាត់បង់ជីវិតទាំងអស់តែម្ដងពួកគេនេះបានឃើញចឹងចំហមាត់បើកភ្នែកធំនាយកវងក៏បានប្រកាសថាស៊ូសៀវឈីងក៏បានឆ្លងផុតនៅការសាកល្បងទទួលបានបន្ទុកបំណាច់ឆ្នាំ300បន្ទុកក៏មានសូរសន្ធឹកនៃការអបអរសាទរអំពីសិស្សទាំងឡាយចាយនឹងផ្ទាល់ក៏បានមកនិយាយជាមួយនឹងវ៉ៃសៀវខ្ញុំគិតថាលើកនេះលោកមិនអាចយកឈ្នះខ្ញុំបានទៀតទេវ៉ៃសៀវក៏បានតបវិញនឹងពិតជាពោពេញទៅដោយថាមពលមែ
មែនយើងមើលទៅកាន់ខាងនេះវិញយើងក៏បានឃើញជាមួយនាយកម្នាក់ទៀតបានសរសើរទៅកាន់នាយកវងមើលទៅសិស្សនៅក្នុងវិទ្យាល័យដំបូងរបស់លោកនៅឆ្នាំនេះពិតជាអស្ចារ្យប៉ុន្តែខ្ញុំចង់ដឹងអំពីសិស្សដែលមានចំណាត់ថ្នាក់អាចកំបាំងនាយកវងតបវិញខ្ញុំរំពឹងលើគាត់ឯនាយកម្នាក់នេះក៏បានសួរទៀតតើលោកគិតថាគាត់នឹងតបតជាមួយនឹងបិសាចចំនួនប៉ុន្មានទៅនាយកវងតបទៅវិញបើតាមខ្ញុំគិតគាត់អាចតបតជាមួយនឹងបិសាចកម្រិតចវាយនាចំនួន10ក្បាលមិនមែនជាបញ្ហាអ្វីនោះទេប៉ុន្តែមើលទៅម្នាក់នេះគាត់ហាក់បីដូចជាមិនជឿនោះទេតែលោកកំពុងតែអួតមែនកន្លងមកខ្ញុំឃើញថាដែរកំណត់របស់សិស្សអាចតបតបានចំនួនតែ5តែប៉ុណ្ណោះអាចថាខ្ពស់ហើយក៏អាចចារនៅក្នុងប្រវត្តិសាស្ត្របាននាយកវងអញ្ចឹងឲ្យពួកគេចាំមើលទៅគាត់បានប្រកាសអំពីឈ្មោះបន្តទៀតដែលគឺជាវ៉ៃសៀវយើងហ្នឹងមុននឹងឡើងទៅវ៉ៃសៀវក៏បានសួរទៅកាន់ស៊ូសៀវឆេងតើខ្ញុំអាចសោះអ្វីមួយពីនាងបានដែរអត់នាងក៏បានសួរតើជាអ្វីទៅគាត់បានតទៅវិញវាពិតជារឿងសាមញ្ញណាស់សម្រាប់គ្រួសារស៊ូដរាបណានាងយល់ព្រមខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យពីសមត្ថភាពក្នុងការធ្វើតេស្តនិងបង្ហាញកម្លាំងពលរបស់ខ្ញុំឲ្យនាងបានឃើញអាពីអ្នកនេះបានឃើញថាវ៉ៃសៀវអញ្ចឹងហើយគេបានគិតយកច្រឡំថាវ៉ៃសៀវកំពុងតែសុំជំនួយអំពីស៊ូសៀវឆេងស៊ូសៀវឆេងនេះវិញក៏បានតបទៅកាន់វ៉ៃសៀវវិញបើសិនជាលោកអាចឈ្នះខ្ញុំបានខ្ញុំនឹងយល់ព្រមតាមសំណើរបស់លោកគាត់ក៏បានតបវិញមិនអីទេខ្ញុំនឹងបង្ហាញហើយបន្ទាប់មកក៏បានលោតឡើងទៅលើសាយវៀនគាត់ចង់ទប់ទល់ជាមួយនឹងបិសាចស្លឹមកម្រិតចវាយនាយ level 20ចំនួន100ក្បាលបានលឺអញ្ចឹងនាយវងក៏បានបើកភ្នែកធំមាត់ឡើងចំហនិយាយថា100ក្បាលមែនទេសូម្បីតែសិស្សនឹងក្រោមក៏បានថាពួកគេលឺច្រឡំមែនហើយតើគាត់នឹងឈួតហើយមែននាយវងបានឲ្យវ៉ៃសៀវគិតម្ដងជា2ដងទៀតទៅប៉ុន្តែវ៉ៃសៀវគាត់ក៏នៅតែសម្រេចចិត្តថាអញ្ចឹងនាយកម្នាក់នេះគាត់បានថាមើលតើឡត់នេះពិតជាកតមពេកយេនាយវងគាត់បានយកដៃខ្ទប់មុខចំណែកម្នាក់នេះក៏បានឲ្យនាយវងធ្វើទៅតាមសំណើរបស់គេទៅពួកយើងក៏មិនអាចបំផ្លាញពីទំនុកចិត្តរបស់សិស្សបាននោះទេគ្មានចម្រើសទៀតទេនាយវងគាត់បានយល់ព្រមហើយនឹងបានឲ្យវ៉ៃសៀវប្រយ័ត្នខ្លួនផងបិសាចស្លាញកម្រិតចវាយនេះ100ក្បាលក៏បានលេចឡើងហើយវានិយាយមានតែពាក្យពេចពោះអីគ្នាវាទៅនឹងវ៉ៃសៀវយើងក៏មិនទុកយូរដូចគ្នាក៏បានបញ្ចេញនៅកងទ័ពអមតៈរបស់គាត់ចេញមកយ៉ាងច្រើនបានឃើញអញ្ចឹងហើយក៏បានធ្វើសិស្សទាំងអស់នឹងភ្លឺភ្នែកយេហើយគាត់មិនត្រឹមតែអាចកោះហៅនៅកងទ័ពមកយ៉ាងច្រើននោះទេប៉ុន្តែក៏មានបិសាចកម្រិតចវាយនេះបូករួមជាមួយនឹងកម្រិតអសរជនទៀតវ៉ៃសៀវនេះហេតុអ្វីបានជាអស្ចារ្យម្ល៉េះស្លាមទាំងអស់នឹងក៏បានបាញ់ជាតិអាស៊ីតយ៉ាងច្រើនសម្ដៅទៅកាន់វ៉ៃសៀវកងទ័ពការពាររបស់គាត់ក៏បានការពារចំណែកឯកងទ័ពវេទមន្តក៏បានបាញ់វេទមន្តបើកការវាប្រហារទៅវិញធ្វើវាបាត់បង់ជីវិតមួយចំនួនធំបន្ទាប់មកក៏បានបញ្ជាឲ្យមេជាអាឈានអានជឿជាមួយនឹងសៀវឈៀងក៏បានចូលទៅឲ្យបន្តសម្លាប់ទៅលើបិសាចស្លាយពីមួយទៅមួយអត់ស្រាកស្រាមនោះទេសួរសៀវឈៀងដែលបានឃើញអញ្ចឹងនៅពេលនេះក៏បានភ្ញាក់ខ្លួនហើយមើលទៅអ្វីដែលគាត់បាននិយាយបាញ់មិញពិតជាមិនមែនកុហកឡើយខណៈនោះដែរយើងក៏បានឃើញជាមួយនឹងវ៉ៃសៀវប្រើប្រាស់ជំនាញនៃការបំផ្ទុះក៏បានបំផ្ទុះនៅលើសាយវានឹងឡើងហុយដីជប់ក៏ដូចជាចាំងជះនៅថាមពលយ៉ាងសស្វែកទីបំផុតការសាកល្បងមួយនេះក៏បានបញ្ចប់ដោយសារតែវ៉ៃសៀវបានសម្លាប់ទៅលើបិសាចកម្រិតចវាយនេះ100នេះអស់លេញនាយកវងគាត់បានចំហមាត់យ៉ាងធំចំណែកឯនាយកម្នាក់ទៀតជាមួយនឹងម្នាក់នេះពិតជាមានការភ្ញាក់បើដូចគ្នាហើយក៏សឹងតែមិនគួរជឿតើឃើញច្បាស់ចឹងបានដឹងថាទឹកដៃមិនធម្មតានាយកវងក៏បានប្រកាសអំពីបន្ទុកបញ្ចោលរបស់វ៉ៃសៀវទទួលបាន900បន្ទុកជាជាហៅនៅចិត្តនឹងក៏បានឡន់មកថាមិននឹងអាចទៅរួចទៅហើយអ្វីបានចគេបាយជាខ្លាំងយ៉ាងនេះស៊ូសៀវឆេងនេះវិញក៏បានអបអរសាទរទៅកាន់វ៉ៃសៀវដែលទទួលបានបន្ទុកពេញហៀបន្ទុកពេញ500ប៉ុន្តែវ៉ៃសៀវទទួលបាន900នៅពេលនេះលោកក៏អាចជ្រើសរើសមហាវិទ្យាល័យសំខាន់មួយដើម្បីនឹងរៀនបន្តវ៉ៃសៀវក៏បានតទៅវិញយ៉ាងលឿនហាក់បីដូចជាភ័យថាប៉ុន្តែក្នុងករណីនេះខ្ញុំត្រូវទៅចេញពីទីនេះខ្លាចថាគ្រួសារឈាននឹងធ្វើអ្វីប៉ះពាល់ទៅដល់គ្រួសារខ្ញុំតែអញ្ចឹងលោកចង់មានន័យថាវ៉ៃសៀវក៏បានតវិញចង់នាំពួកគេមកទីនេះតើនាងអាចបញ្ជូននរណាគេម្នាក់ដើម្បីការពារគ្រួសារខ្ញុំបានដែរអត់ខ្ញុំពិតជាមិនភ្លេចគុណនេះទេស៊ូសៀវឈីងនឹងបានសាយបន្តិចហើយនឹងបានតបថាមិនមានបញ្ហាទេដោយក្តីរំភើបវ៉ៃសៀវក៏បានហៅទៅអោបស៊ូសៀវឈីងហើយខ្ញុំពិតជាអរគុណនាងខ្លាំងណាស់សៀវឈីងមកឡើងក្រហមសាយរឿងយើងក៏បានកាត់ទៅដល់យប់ឡើងយើងក៏បានឃើញវ៉ៃសៀវកំពុងតែអង្គុយចុចកុំព្យូទ័រធ្វើអ្វីមួយយ៉ាងភ្លាមក៏មានអ្នកគោះទ្វារអញ្ចឹងគាត់ក៏បានទៅបើកនិងសប្រៃផងដែរដោយសារតែប៉ាម៉ាក់ប្អូនស្រីបានមកដល់ទីនេះប្អូនស្រីវ៉ៃសៀវដែលមានឈ្មោះថាវ៉ៃសៀវអ៊ីក៏បានបន្តទៅកាន់បងប្រុសដែលបានមកបើកទ្វារយឺតហើយមើលទៅបងមិនមែននៅតែម្នាក់ឯងទេវ៉ៃសៀវក៏អត់បានតជាមួយនឹងសម្ដីប្អូនស្រីឆ្លើយទេហើយក៏មិននឹកស្មានដល់នៅទេថាអ្នកទាំងអស់គ្នាបានមកលឿនដល់ម្លឹងប៉ារបស់គាត់ក៏បានតបបន្តពីទទួលបានទូរស័ព្ទរបស់ឯងប៉ាក៏បានបញ្ញាចេញមករំពេចនេះវ៉ៃសៀវអ៊ីក៏បានទៅអង្គុយមកកុំព្យូទ័ររបស់វ៉ៃសៀវដែលជាបងប្រុសហើយបានមើលថានេះជាអ្វីទៅហើយបានស្រែកថាបងលេខ1វ៉ៃសៀវក៏បានទៅងាយក្បាលសៀវអ៊ីហើយបានថានេះជារឿងធម្មតានោះទេសៀវអ៊ីក៏បានធ្វើមកខ្ជូតហើយបាននិយាយទៅកាន់បងប្រុសនៅពេលអនាគតខ្ញុំនឹងប្រឡងឲ្យបានបន្ទុកឲ្យលើសជាបងឯងម៉ាក់គាត់ក៏បានសួរតើបន្ទាប់ពីកូនទទួលបានបន្ទុកខ្ពស់អញ្ចឹងហើយតើចង់ទៅមហាវិទ្យាល័យមួយណាវ៉ៃសៀវក៏បានតបខ្ញុំចង់ទៅសៀងហៃចូលរួមសាកលវិទ្យាល័យវិទ្យាជីវៈមួយហើយនឹងរាយការណ៍រឿងនេះទៅកាន់សាលា3ថ្ងៃក្រោយចំពោះសុវត្ថិភាពវិញប៉ាម៉ាក់ក៏ដូចជាប្អូនស្រីនៅទីនេះហើយគ្រួសារ
ស៊ូនឹងការពារអ្នកទាំងអស់គ្នាប៉ាគាត់ក៏បានតបម្នៃទេហើយកូនត្រូវតែប្រុងប្រយ័ត្នដូចគ្នាសាច់រឿងបន្តទៀតក៏បានកាត់ទៅដល់3ថ្ងៃក្រោយយើងក៏បានឃើញជាមួយនឹងវ៉ៃសៀវគាត់បានមកដល់សាកលវិទ្យាល័យវិទ្យាជីវៈវេទមន្តមួយកន្លែងហើយក៏បានជួបជាមួយនឹងសិស្សចាស់នៅទីហ្នឹងហើយក៏ជាសិស្សច្បងអីហ្នឹងមើលទៅដើម្បីចុះឈ្មោះចូលរៀនហើយនេះគឺជាសម្បត្តិបញ្ជាអំពីការសិក្សានៅទីនេះអាបីអ្នកនឹងបានឃើញវ៉ៃសៀវប្រោសអញ្ចឹងមើលទៅហាក់បីដូចជាឆ្លើយដូចជាមិនចង់ឆ្លើយប៉ុន្តែគ្រាន់តែបានឃើញចាយនេះភ្លាមដែលនឹងបានជម្រាបសួរទៅកាន់សិស្សច្បងចាំមានឈ្មោះថាណានជឺដែលគឺជាសិស្សថ្មីបានធ្វើឲ្យអ្នកនេះចាប់ចិត្តមែនតែនសិស្សថ្មីឆ្នាំនេះហើយអ្វីបានជាស្អាតម្លេះនិយាយទៅកាន់សិស្សប្អូនទៅសិស្សច្បងជួយយកអីវ៉ាន់ចូលហើយបើយើងមើលទៅវ៉ៃសៀវឈរនៅម្ខាងហាក់បីដូចជារៀងឯកាបន្តិចនិយាយទៅកាន់អ្វីអ្នកនឹងថាខ្ញុំមកមុនណាប៉ុន្តែគេមិនឆ្លើយនោះទេហើយនឹងបាននិយាយទៅកាន់សិស្សប្អូនស្រីអំបញ្ញមិញទៅសិស្សច្បងជួនទៅហើយរៀបរាប់អំពីបរិវេណសាលានេះខណៈនោះយើងក៏បានឃើញជាមួយនឹងអបិមាម្នាក់ក៏បានរត់មកយ៉ាងទៅហេបទៅហោបឲ្យសិស្សច្បងចាំផងឈប់ក្រឹកបង្ហាញអំពីសម្បត្តិនៃការចូលរៀនឲ្យគេបានមើលនៅចំពីមកពេញហើយខ្ញុំមានឈ្មោះថាបៃឈានបន្ទាប់ពីមើលហើយគេក៏បានហៅទៅជាមួយនឹងគេវ៉ៃសៀវយើងនេះវិញក៏បានដឹងថាទោះបីជារាងកាយបើប៉នេះម៉ាប់យ៉ាងណាក៏ដោយប៉ុន្តែថាមពលវិញពិតជាមិនខ្សោយទេចឹងក៏បានពិនិត្យមើលបន្តិចទៅហើយមានការផ្ទះបើមែនតែដោយសារតែគេនៅថ្នាក់អាចកំបាំងដូចគ្នាមានអីទៀតក៏បានចូលទៅដើម្បីនឹងណែនាំខ្លួនខ្ញុំមានឈ្មោះថាវ៉ៃសៀវគឺជាប្រភេទ Necromancer គេក៏បានតបវិញថាពិតជាលយមែនតែក្នុងការកោះហៅបន្ទាប់មកក៏បានមកដល់កន្លែងស្នាក់នៅរបស់សិស្សហើយក៏បានប្រាប់ថានៅទីនេះកន្លែងស្នាក់នៅរបស់សិស្សបែងចែកជា4តំបន់ទី4សម្រាប់សិស្សខ្លាំងស្នាក់នៅអញ្ចឹងបៃឈានក៏បានសួរថាសិស្សច្បងស្នាក់នៅតំបន់ទី4ហ្នឹងមែនហើយប៉ែនឹងហើយតែអញ្ចឹងក៏បានអួនបន្តិចទៅថាគេកាលពីឆ្នាំមុនក៏ធ្លាប់បានស្នាក់នៅតំបន់ទី4ហ្នឹងដែរបន្ទាប់មកក៏បានជួបជាមួយនឹងព្រឹទ្ធាចារ្យម្នាក់ដែលគឺជាអ្នកវាយតម្លៃថាត្រូវស្នាក់នៅក្នុងតំបន់មួយណាអ្នកទាំង3ក៏បានយកសម្បត្តិបញ្ជាក់អំពីការសិក្សាមកទីនេះឲ្យព្រឹទ្ធាចារ្យបានមើលហើយនឹងបានសួរបញ្ជាក់ថានាងគឺជាណានជឺមកពីរដ្ឋធានីព្រឹទ្ធាចារ្យក៏បានឲ្យសោនាងឲ្យស្នាក់នៅវិឡាតំបន់1បន្ទប់004អាសិស្សច្បងសក់ពោផ្កាឈូកនឹងក៏បានថាវិឡាតំបន់1មែនទេតើលោកនិយាយខុសមែនព្រឹទ្ធាចារ្យក៏បានតវិញតែឯងគិតថាខ្ញុំចាស់ឲ្យវង្វេងមែនត្រូវបានព្រឹទ្ធាចារ្យថាឲ្យដល់ម្លឹងហើយគេហាក់បីដូចជាបាក់មុខបន្តិចដែរអំបញ្ញមិញទៅអួតគេឲ្យប៉ុន្តែបែរជាចំណាយបៃជានៅបន្ទប់805វិឡាតំបន់2ហើយវ៉ៃសៀវនៅវិឡាតំបន់2ដូចគ្នាបន្ទប់066អាសិស្សច្បងនេះបានលើអញ្ចឹងក៏បានលន់មកថាហើយអ្វីបានជាពីរអ្នកនេះនៅបន្ទប់ល្អម្លេះបៃជានៅពេលហ្នឹងគេបានចាប់អារម្មណ៍ឃើញស៊ូសៀវឈេងហើយនឹងបានហៅលបងវ៉ៃសៀវមើលទៅនៅស្រីស្អាតវ៉ៃសៀវក៏លេចឆ្វាចឃើញថាស៊ូសៀវឈេងហើយមិននឹកស្មានដល់នោះទេថានាងក៏បានមករៀននៅសាកលវិទ្យាល័យនេះដែរសៀវឈេងនាងបានក៏លេចឃើញវ៉ៃសៀវដូចគ្នាហើយចំណែកបៃជានៅវិញគេបានដើរចូលទៅរាក់ទាក់ទៅកាន់ស្រីស្អាតសៀវឈេងមិនខ្វល់នោះទេហើយក៏បានសួរទៅកាន់វ៉ៃសៀវទៅលោកស្នាក់នៅបន្ទប់មួយណាដែរគាត់បានតវិញទៅវិឡាតំបន់2បន្ទប់066បៃជាហើយតែអញ្ចឹងមើលទៅហាក់បីដូចច្រាំមិនទេខ្ញុំមិនទាន់បញ្ចប់នៅការណែនាំខ្លួនផងប៉ុន្តែស្រីស្អាតបែរជាទៅសំលេចបន្ទប់របស់លបងវ៉ៃសៀវហើយគេពេលហ្នឹងអត់ទៀតទេខាងនេះវិញសៀវឈេងក៏បានប្រាប់ទៅកាន់វ៉ៃសៀវចៃដន្យម្លេះខ្ញុំស្នាក់នៅតំបន់2ហើយវិឡាលេខ081នៅមិនឆ្ងាយពីគ្នាប្រហែលនោះទេខណៈនោះយើងក៏បានឃើញជាមួយនឹងជើងម្នាក់បានដើរចូលមកហើយមើលទៅទំនងស្រីស្អាតបានសួរស្ដីទៅកាន់វ៉ៃសៀវហើយវ៉ៃសៀវក៏បានរាក់ទាក់ទៅកាន់នាងប៉ុន្តែឆ្ងល់ថាតើនាងជានរណាទៅនេះយើងកំដរចោះចេញពីវីដេអូមួយនេះហើយបើសិនជាគ្នាយើងណាមិនទាន់បានមើលរឿងអ្នកកំចាត់បិសាចក្នុងគុកកង្កឹតទេមានបានផុសនៅក្នុង channel មួយនេះពីភាគទី1រហូតដល់ភាគទី62ហើយ channel មួយហ្នឹងមានក៏បានដាក់បតោងនៅក្នុង channel មួយនេះដែលជា channel គ្នាយើងកំពុងតែមើលហ្នឹងហើយគ្នាយើងគ្រាន់តែចុចទៅលើរូប channel របស់ admin ទៅនឹងឃើញ channel មួយហ្នឹងនៅក្នុងហ្នឹងហើយចំពោះភាគទី83ឡើងទៅ admin បានដាក់ក្នុងក្រុម VIP ដោយសារតែរឿងមួយហ្នឹង admin មានបញ្ហាតិចតួចមួយក្រុមហ៊ុនគេបើសិនជាគ្នាយើងមើលរឿងហ្នឹងចប់62ភាគហ្នឹងហើយគ្នាយើងក៏អាចតាក់ទងមក admin បានដែរដែល admin បានដាក់ link នៅក្នុង comment មួយនេះពីនៅលើគេហ្នឹងហើយតម្លៃចូលគ្រប់មកគ្រប់រៀលកន្លះហើយអញ្ចឹងគេមានក៏សុំណែនាំរៀបរាប់តែប៉ុណ្ណឹងទេបាយបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី13នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងយើងក៏បានឃើញជាមួយនឹងជើងដែលបានដើរចូលមកហើយនឹងបានណែនាំឈ្មោះថាខ្ញុំមានឈ្មោះវ៉ងសៀវម៉ានក៏ជាគ្រូបង្រៀនថ្មីនៅក្នុងសាលាវេទមន្តមួយនេះលើកចង្ការវ៉ៃសៀវឡើងលើហើយនិយាយបន្តខ្ញុំថានទាំងបានលើថាឯងគឺជាអ្នកកោះហៅដែលមានទេពកោសល្យបំផុតនៅឆ្នាំនេះទទួលបានបន្ទុកខ្ពស់ជាងគេនៅតាមខេត្តតែឯងមែនទេវ៉ៃសៀវក៏បានតទៅវិញគឺខ្ញុំហើយនឹងឲ្យអ្នកគ្រូគ្រប់ទៅលើការកិរិយារបស់ខ្លួនផងអ្នកគ្រូវ៉ងសៀវម៉ានក៏បានតទៅវិញទៅថាមិនអីនោះទេនៅថ្ងៃស្អែកនឹងមានពិធីជប់លៀងដើម្បីនឹងស្វាគមន៍កុំភ្លេចមកចូលរួមទាំងអស់គ្នាហើយគាត់ក៏បានចាក់ចេញទៅវិញវ៉ៃសៀវនេះវិញមិញបេះទៅហើយស៊ូសៀវឈិងពីងក្រោយក៏បានថាលោកមើលទៅពេញចិត្តសម្បើមណាស់បានដើរចាក់ចេញហើយនឹងនិយាយថាមើលទៅប្រាស់ទាំងអស់សតតែអញ្ចឹងវ៉ៃសៀវឃើញនាងអញ្ចឹងក៏មិនដឹងនោះទេថានាងចង់មានន័យយ៉ាងម៉េចលោកសាច់រឿងយើងនៅពេលហ្នឹងក៏បានកាត់ទៅដល់យប់ឡើងនៅបរិវេណចិត្តមកខាងនៃសាលាយើងហាក់បីដូចជាបានឃើញនៅវេទមន្តមួយដែលមានផ្សែងខ្មៅផ្សាញ់អីសាយភ័យ
ពេញនឹងម្នាក់នេះគេបានឃើញនៅហេតុការណ៍នឹងហើយគេបានលាន់មាត់ថាប្រាសាទអាក្រក់អញ្ចឹងគេប្រញាប់ទៅរាយការណ៍ទៅកាន់ប្រិតបរោះឲ្យបានដឹងសាច់រឿងបង្ហាញឲ្យឃើញទីតាំងមួយទៀតដែលគឺជាប្រិតបរោះមានឈ្មោះថាវ៉ងគូវៃកំពុងតែផឹកតែគេតំពីសាឆ្នាំនេះមើលទៅទេពកសលមិនអន់នោះទេម្នាក់ប៉ែវ៉ែនតាបាញ់មិញក៏បានរាយការណ៍ទៅកាន់ប្រិតបរោះមានរឿងកើតឡើងគាត់បានសួរយ៉ាងលឿនតើមានអ្វីទៅគេបានតបថានៅតំបន់ដាច់ស្រយាល30គីឡូម៉ែត្រនៅភាគខាងលិចស្រាប់តែមានអាចារ្យសម្ងាត់មួយបានលេចឡើងប្រិតបរោះគាត់បានលឺអញ្ចឹងគិតថានេះគឺជារឿងល្អណាស់គាត់នឹងនាំសិស្សមួយចំនួនទៅរករកនៅទីហ្នឹងនៅថ្ងៃស្អែកខ្សែរឿងយើងក៏បានកាត់ទៅដល់ស្អែកឡើងយើងក៏បានឃើញនៅទីតាំងមួយសិស្សទាំងអស់ក៏បានមកជួបជុំមិនថាសិស្សថ្មីឬមួយសិស្សចាស់អ្នកគ្រូវងសៀវម៉ានក៏បានចូលមកដូចគ្នាហើយនឹងបានរាក់ទាក់ទៅកាន់វៃសៀវសួស្ដីមកជុំតែងុំអោនទៅចិត្តវៃសៀវអឿនចាំងំសួរថាមើលទៅកាន់មុខឯងយប់មានបានដេកទេវៃសៀវក៏បានតទៅវិញអត់ទេចេញពីនឹងបន្តិចយើងមើលទៅកាន់ប្រិតបរោះគាត់បានប្រកាសអំពីឈ្មោះគាត់ដែលគឺជាវងគួយវៃជាប្រិតបរោះនៅសាលាវេទមន្តហើយតំណាងឲ្យសាលាថ្ងៃនេះស្វាគមន៍សិស្សទាំងអស់ដែលបានចូលរៀននៅក្នុងមហាវិទ្យាល័យវេទមន្តថែមទាំងទទួលបានពិន្ទុចំនួន100ដែលឥតគិតថ្លៃហើយពិន្ទុនេះក៏ប្រើប្រាស់ក្នុងការទិញរបស់របរផ្សេងៗនៅក្នុងបរិវេណសាលាគាត់បានសើចបន្តិចហើយបានថាដោយសារតែពេលនេះមើលទៅទាំងអស់គ្នាពិតជាមានសំណាងខ្លាំងណាស់ដោយសារតែមានរឿងដ៏គួរឲ្យរំភើបមួយសិស្សទាំងអស់ឆ្ងល់ថារឿងអ្វីទៅនាយកគាត់បានប្រកាសបន្តទៀតថាថ្មីគឺមានប្រាសាទបុរាណមួយបានបង្ហាញខ្លួននៅក្បែរនេះកាលពីយប់មិញដូច្នេះគាត់ផ្ទាល់នឹងដឹកនាំគ្រូទាំងអស់ចូលទៅក្នុងប្រាសាទនោះដើម្បីនឹងរករកហើយឲ្យសិស្សទាំងអស់សង្កេតមើលពីក្រៅបានលឺអញ្ចឹងវៃសៀវក៏បានសួរទៅកាន់អ្នកគ្រូវងសៀវម៉ានតើខ្ញុំអាចនឹងមានឱកាសចូលដែរទេគាត់ក៏បានតបវិញអត់ទេឯងនៅតែជាសិស្សបើចូលទៅអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតដល់អញ្ចឹងវៃសៀវគាត់មានការងឿងឆ្ងល់ហើយបានសួរទៅកាន់អ្នកគ្រូតើអ្វីជាភាពខុសគ្នារវាងប្រាសាទបុរាណជាមួយនឹងអាណាចក្រសម្ងាត់អ្នកគ្រូគាត់បានតបវិញអាណាចក្រសម្ងាត់គឺជាពិភពពិតក៏ត្រូវបានគេហៅថាអាណាចក្រអានកំបាំងផងដែរបំណែកនៃអាណាចក្រសម្ងាត់អណ្ដែតនៅក្នុងចន្លោះគ្មានទីបញ្ចប់នៅពេលដែលវាបានលេចឡើងគឺនឹងមិនបានទៅវិញនោះទេនៅក្នុងនោះមានដូចជាជំនាញឱសថក៏ដូចជារបស់របរផ្សេងតម្រូវយើងរករកប៉ុន្តែនៅក្នុងប្រាសាទបុរាណនេះវិញរបស់ទាំងនេះមិនមានតម្លៃបំផុតនោះទេវាគឺជាផ្នែកនៃការបង្កើតដែនដែតនៅក្នុងពិភពលោកទៅទេដូចជាកំណប់ទ្របដាច់ខាតមួយបើសិនជានរណាម្នាក់ទទួលបានផ្នែកនៃការបង្កើតប្រាសាទបុរាណទាំងមូលនោះរលាយបាត់ភ្លាមវៃសៀវគាត់បានសួរបន្តតើពួកយើងអាចចូលបានដោយរបៀបណាទៅអ្នកគ្រូគាត់បានប្រាប់បន្តនៅពេលដែលប្រាសាទបុរាណបានបើកនឹងមានអាបក្រាស់បានភេរចេញមកគ្របដណ្ដប់នៅជុំវិញបរិវេណដែលវាបានភាយដល់ហើយនឹងស្រូបចូលដោយស្វ័យប្រវត្តិវៃសៀវបានលើអញ្ចឹងក៏បានសួរទៅកាន់អ្នកគ្រូអាបណាពីក្រោយនឹងមែនអ្នកគ្រូវងសៀវម៉ានបានឃើញអញ្ចឹងផ្ទះបើណាស់ដែរឆ្ងល់មែនតែច្រកចូលកម្រិតទី1អាចនឹងរេដាដល់ទីនេះបានដោយរបៀបណាទៅប្រាប់ឲ្យសិស្សទាំងអស់នៅទីនឹងត្រូវទៅរត់ចេញជាបន្ទាន់បើទោះបីជាអញ្ចឹងក្តីនៅពេលនេះហាក់បីដូចជាហួសពេលអាបខ្មៅនឹងក៏បានបន្តសាយភេនឹងបានស្រូបយកសិស្សចូលទៅទីនោះយ៉ាងច្រើនព្រឹត្តបរោះនេះវិញគាត់ក៏បានដឹងថាមានអ្វីខុសជាមួយនឹងច្រកចូលនៃប្រាសាទបុរាណបឋមនេះបើតាមប្រឌិតមើលវាមិនអាចរីករាលដាលដល់ថ្នាក់នេះទៅប្រកាសជាមាននរណាគេម្នាក់ធ្វើវាដូច្នេះគាត់បានហោះចេញពីទីនឹងដើម្បីទៅស្វែងរកមុខអ្នកដែលបង្កបញ្ហាក៏លេចទៅមើលវៃសៀវនេះវិញគាត់ត្រូវបានអាប់ផ្សែងអាបនឹងស្រូបចូលទៅម្ដងបន្តិចនឹងឆ្ងល់មែនតែហេតុអ្វីបានជាគាត់មិនអាចកម្រើកឬក៏រើខ្លួនចេញពីវាបានអញ្ចឹងអ្នកគ្រូវងសៀវមិនចង់ចូលជួយប៉ុន្តែមិនទាន់នោះទេក៏ស្រាប់តែវៃសៀវនៅពេលនឹងបាន teleport មកកាន់វេខ្សាច់មួយក៏ឆ្ងល់មែនតែអ្នកផ្សេងទៀតនៅទីណាទៅដើរធ្វើដំណើរបន្តទៅមុខទៀតប៉ុន្តែស្រាប់តែពេលនឹងមានអ្វីម្យ៉ាងលេចចេញពីខ្សាច់នៅពីក្រោយបើការវាប្រហារទៅលើគាត់សំណាងល្អដែលគាត់បានកិច្ចផុតបណ្ឌិតមើលទៅក៏បានដឹងថាវាគឺជាបិសាចកម្រិតអិសរាជជនក៏ដឹងថាមិនល្អទេគាត់ទៅនៅដំណាក់កាលទី2ប៉ុន្តែបែរជាបានជួបបិសាចអិសរាជជនហើយក្នុងរឿងហ្នឹងបើតាម admin គិតយកទៅគេបានចែកកម្រិតហ្នឹងបើពីកម្រិត10ទៅដល់កម្រិត20ដំណាក់កាលទី1ហើយបើ20ទៅដល់30ដំណាក់កាលទី2 30ទៅដល់40ដំណាក់កាលទី3អញ្ចឹងទៅគាត់ថាដំណាក់កាលគេមានពីកម្រិត11 12 13អញ្ចឹងទៅខន្តិថាយើងអាចហៅបាន2បើយើងហៅទៅដំណាក់កាលទី2យើងមានន័យថាចន្លោះពីកម្រិតទី20ដល់កម្រិតទី30តើឥឡូវចូលមកកាន់ភាគ13យើងក៏បានឃើញជាមួយនឹងវៃសៀវបញ្ចេញនៅកងទ័ពឆ្អឹងរបស់គាត់ចេញមកយ៉ាងច្រើនទៅហុំព័ន្ធជុំវិញវាហើយនឹងបញ្ជាឲ្យសម្លាប់ឃើញថាក្រុងឆ្អឹងវេទមន្តគាត់ក៏បានបាញ់វេទមន្តទម្លុះនៅការការពាររបស់វាតែបែបនេះវៃសៀវគាត់បានដឹងថាការវាយប្រហារជាក្រុមពិតជាមានប្រសិទ្ធភាពអញ្ចឹងក៏បានឲ្យពួកវាបើកការវាយប្រហារបន្ថែមទៀតទៅរហូតតទៅធ្វើឲ្យអាបិសាចនឹងត្រូវបានបាត់បង់ជីវិតប្រព័ន្ធក៏បានអបអរសាទរទៅកាន់គាត់សម្លាប់បិសាចកម្រិត30ទទួលបានបន្ទុកបទពិសោធន៍1500មិនត្រឹមតែប៉ុណ្ណឹងនោះទេសាកសពបិសាចនឹងក៏បានលេចចេញនៅដាវមួយបន្ទាប់ពីគាត់ប្រើប្រាស់នឹងការឡើងកម្លាំងរហូតទៅដល់100ចំណុចក៏ដឹងមានន័យថាមិនទេនិយាយតាមសាច់រឿងគេសិនដូចឃើញថាឱកាសល្អបែបនេះវៃសៀវមិនឲ្យកន្លងទេបញ្ចេញប៉ាល់គាត់មួយជីកប់បន្តិចក្រោយមកក៏បានលេចចេញនៅឫសឈើអ្វីមួយយ៉ាងហើយលេចចេញជាដើមទម្លាក់នៅលុយខ្មោចឲ្យគាត់ដូចជាម៉ាន
ស្លឹកអីទេអញ្ចឹងមើលទៅវ៉ៃសែលសប្បាយចិត្តមែនតែនគិតយល់ថាមើលទៅការសម្លាប់បិសាចនៅទីនេះទម្លាក់លុយខ្មោចឲ្យគាត់អញ្ចឹងគួរណាស់ទៅរកលុយបន្ថែមទៀតខ្សែរឿងក៏បានបង្ហាញឲ្យឃើញទីតាំងមួយយើងក៏បានឃើញជាមួយនឹងមនុស្សមួយក្រុមពួកគេមើលទៅអស់កម្លាំងហត់នឿយមែនតែនដើរនៅទីនេះមួយសន្ទុះធំប៉ុន្តែមិនទាន់បានឃើញនរណាម្នាក់សោះស្រាប់តែពេលនឹងបិសាចខ្សាច់នៅទីនឹងក៏បានលេចមកហើយនឹងសម្លាប់ទៅលើម្នាក់នេះខំក្រឹបសំបីទៅសារសពក៏មិនសល់ផងហើយពេលអ្នកនេះបានឃើញចឹងក៏មិនចាំយូរដែរក៏បានដាក់មេប្រូចហើយឆ្ងល់មែនតែនសត្វចម្លែកនេះប្រភេទណាទៅហើយអ្វីបានជាគួរខ្លាចម្លេះតម្លឹងទៅមើលខាងមុខយើងក៏បានឃើញវ៉ៃសៀវឃើញឲ្យពីរអ្នកនឹងរត់សម្លឹងឲ្យជាគឺជាសិស្សសាលាគាត់ប៉ុន្តែមើលទៅក្រោយទៀតក៏បានឃើញជាមួយនឹងបិសាចអញ្ចឹងមកលុយដែរទោះបីជាពីរអ្នកនឹងឲ្យវ៉ៃសៀវកិច្ចប៉ុន្តែវ៉ៃសៀវក៏បានហក់ចូលអមជាមួយនឹងបិសាចក្រុងឆ្អឹងឲ្យពីរអ្នកនេះបានឃើញចឹងក៏បានឆ្ងល់គ្នាគេថាតើគេឈួតមែនដែលទៅរកងាប់ហើយក៏មិនដោយអ្វីដែលអ្នកទាំងពីរនឹងបានគិតនោះទេវ៉ៃសៀវគាត់បានឈរបញ្ជាឲ្យបិសាចក្រុងឆ្អឹងវេទមន្តគាត់បាញ់វេទមន្តសម្លាប់ទៅលើបិសាចនឹងលង្ហយដីជប់អាពីរអ្នកនេះក៏បានផ្សាបាល់មែនតែនហើយអ្វីបានជាគេខ្លាំងម្លេះហើយគេជាអ្នកក៏ហៅខ្ញុំក៏ជាអ្នកក៏ហៅដែរម្នាក់នេះគេបានតោះវិញប៉ុន្តែខ្ញុំគិតថាឯងមិនខ្លាំងទេកន្លងអស់ទៅមួយសន្ទុះយើងក៏បានឃើញវ៉ៃសៀវកប់ទៅលើសាសបបិសាចនឹងបានជោគជ័យប៉ុន្តែមិនដូចជាអ្វីដែលក៏រំពឹងទុកសោះដោយសារតែទទួលបានលួយខ្មោចទៅ3សន្លឹកប៉ុណ្ណោះវានៅតែតិចពេកភ្លាមនៅទីនឹងស្រាប់តែមានការរញ្ជួយយ៉ាងខ្លាំងសម្លឹងទៅមើលខាងនោះយើងក៏បានឃើញជាមួយនឹងបិសាចយ៉ាងច្រើនបានសម្រុកមកទីនេះវ៉ៃសៀវក៏បានដឹងថានៅគឺជាចំណូលបិសាចអាពីរអ្នកនេះក៏បានគិតដូចគ្នាថាមើលទៅមិនរស់ទេអញរីវ៉ៃសៀវក៏មិនចាំយូរទេក៏បានកោះហៅបិសាចជ្រូកគាត់ចេញមកឲ្យភ្លេចឈ្មោះបាត់ឯងជិះដើម្បីនឹងចាក់ចេញពីទីនឹងជាបន្ទាន់អាពីរអ្នកនេះបានឃើញចឹងស្គាល់ថានេះជាបិសាចកម្រិតខ្ពស់អីយ៉ាស់លឿនមិនចាំខ្ញុំហងរត់តាមទៅពីក្រោយមានតាន់តែក៏ត្រូវបានបិសាចទាំងអស់នឹងសម្លាប់អាពីរអ្នកហ្នឹងក៏លេចទៅមើលវ៉ៃសៀវជិះរត់កិច្ចបណ្ដាក៏ដូចជាឆ្ងល់បណ្ដាហើយអ្វីបានជាដង្កើវាខ្សែទាំងអស់នេះតាមគាត់អញ្ចឹងហាក់បីដូចជាវាមានប្រាជ្ញាប៉ុន្តែមិនអញ្ចឹងទេគិតចុះគិតឡើងក៏បានគិតយល់មើលទៅប្រកាសជាមានដង្កើណាមួយដែលមានប្រាជ្ញាបញ្ជាទៅលើពួកវាពីក្រោយខ្នងនៅខាងមុខនេះយើងក៏បានឃើញជាមួយនឹងមនុស្សមួយក្រុមទៀតមើលទៅក៏បានដឹងថាជាសិស្សសាកលវិទ្យាល័យវេទមន្តហើយតើគាត់តាណាលឿនម្លេះវ៉ៃសែលជិះកាត់អាពួកអស់នឹងក៏បានប្រាប់ថារត់លឿនមកងាប់ឡើយមានសត្វដង្កើកំពុងទៅដេញតាមពីក្រោយអាម៉ាអ្នកនឹងលឺចឹងឆ្ងល់ដែរដង្កើមែននៅក្រៅជាសត្វល្អិតហេតុអីបានជាគេខ្លាចម្លេះស្រាប់តែពេលនឹងមានឯសត្វល្អិតនេះមិនសត្វល្អិតធម្មតាតែសត្វល្អិតលក្ខណៈយៈម្នាក់នេះគេបានឡើងជិះចោលគេយ៉ាងលឿនហើយពីនេះក៏សំជិះទៅតាមដែរប៉ុន្តែគេមិនឲ្យជិះហើយនឹងបានជិះទៅប្រយក៏បានគិតដូចគ្នាបើសិនជាសត្វវេទមន្តគេដឹកមនុស្ស3នាក់ប្រកាសជាមិនអាចធ្វើដំណើរលឿនទេចឹងមិនចប់ស្លាប់ទាំង3នាក់ពីរនាក់នេះមុំម៉ៅណាស់ដែរហើយបើសិនជាពួកយើងស្លាប់ត្រូវតែស្លាប់ទាំងអស់គ្នាបាញ់ព្រួយគេម្នាក់ម្ដាមទៅចាំអាប៉ែនឹងចាំពីក្រោយធ្លាក់ចុះពីលើសាចចោលរបស់គេហើយនឹងលន់មកថាចង្រៃយោលើសផលចុងក្រោយត្រូវបានដង្កើវាខ្សែទាំងអស់នោះសម្លាប់ស្រីយើងក៏បានការចេញពីនឹងទៅមើលក្រុមលោកគ្រូនេះវិញប្រិតបរិសនៅសាលាវេទមន្តក៏បាននិយាយទៅកាន់លោកគ្រូទាំងអស់នៅទីនឹងថាហេតុការណ៍ទាំងអស់នេះបានកើតឡើងដោយសារតែមានមនុស្សនៅពីក្រោយលោកគ្រូនេះបានលើអញ្ចឹងពិចារណាមែនតែនប្រិតបរិសគាត់បានសួរបន្ថែមទៀតតើនឹងមានចាំព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី10ខែឧសភាដែរទេអាណាចក្រសម្ងាត់ដែលគឺច្បាប់ចម្លងនៅក្នុងទីក្រុងឈិងយ៉ាងស្រាប់តែបានលើកចេញបិសាចមកពីណាបណ្ដឹងនោះទេហើយក៏ជាបិសាចខាងក្រៅដែលខ្លាំងនៅក្នុងទីក្រុងណានហើយក៏អញ្ចឹងហើយមិនតែពីទីក្រុងនឹងទេគឺទីក្រុងទាំង18ហ្នឹងសុទ្ធតែមានហេតុការណ៍នេះបានកើតឡើងស្តៀងគ្នាទាំងអស់បិសាចទាំងអស់ហ្នឹងក៏បានតាមប្រមាញ់ទៅលើសិស្សដែលបានចូលទៅបណ្ដាលឲ្យមានមនុស្សស្លាប់រាប់រយនាក់ឥឡូវនេះក៏មានផលតាំងគ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីរឿងទាំងពីរនេះដែលបានកើតឡើងរឿងទាំងអស់នេះត្រូវបានធ្វើដោយមនុស្សតែមួយក្រុមប៉ុណ្ណោះលោកគ្រូម្នាក់នេះក៏បានសួរថាតើនរណាគេទៅប្រិតបរិសគាត់បានតបថាគឺជាក្រុមកណ្ដុរក្រោមដីលើអញ្ចឹងលោកគ្រូនេះខឹងមែនតែនគឺជាពួកគេប៉ុន្តែឯកសារទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងក្រុមនេះត្រូវបានបំផ្លាញអញ្ចឹងពួកគាត់នៅពេលនេះត្រូវទៅរកដំណោះស្រាយជាបន្ទាន់ហើយអញ្ចឹងភាគ12 13ក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណឹងទេបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី14 15នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងយើងក៏បានឃើញជាមួយនឹងវៃសៀវគាត់បន្តរត់គេចរហូតគេចចេញពីវាលខ្សាច់នៅមកដល់ព្រៃស្ងាត់មួយបន្តដើរមកនៅទីនឹងស្រាប់តែគាត់បានជួបជាមួយនឹងដង្កូវមួយទៀតដែលស្តៀងជាមួយដង្កូវវាលខ្សាច់ប៉ុន្តែគ្រាន់តែថាវាតូចអញ្ចឹងចង់ភ្ញាក់ហើយបានពិនិត្យមើលទៅមិនដល់ពិនិត្យមើលឃើញផងស្រាប់តែវាបានហក់មកខាំគាត់អញ្ចឹងមានអីទៀតស៊ីមកប៉ាល់ងាប់បានប្រព័ន្ធក៏បានអបអរសាទរសម្រាប់ដង្កូវកម្រិត2ទទួលបានពិន្ទុប័ណ្ណពិសោធន៍មួយអញ្ចឹងមើលទៅមិនពេញចិត្តនោះទេតិចអ្វីម្លេះហើយអញ្ចឹងក៏មិនឲ្យខាតពេលយូរទេបើច្រូចជាខាតទៅហើយកប់ហ្មងទៅឃើញថាក៏មានអ្វីមួយយ៉ាងលេចចេញមកដូចជាដើមឈើមេហើយនឹងបញ្ចេញនៅលុយខ្មោចមួយឃើញអញ្ចឹងសប្បាយចិត្តមែនតែដង្កូវទូចមួយសោះប៉ុន្តែបែរជាអាចផលិតលុយបានមួយប៉ុន្តែបើសិនជាដង្កូវនឹងច្រើនមិនដឹងថាបានប្រមាណទេមិនទុកយូរទេគាត់បានបញ្ចេញប្រតិបត្តិការបញ្ចេញនៅបិសាចក្រុងឆ្អឹងរបស់គាត់ចេញមកយ៉ាងច្រើនហើយប្រើវាឲ្យទៅសម្រាប់ដង្កូវទាំងអស់នេះហើយមើលទៅដង្កូវនឹងច្រើនគួរសមសាច់រឿងយើងក៏បានកាត់មកដល់ទីតាំងមួយទៀតយើងក៏បានឃើញជាមួយនឹងចែស្អាតម្នាក់ហា
ហាក់បីដូចជាមានការផាត់ភ័យទៅលើមនុស្សម្នាក់ម្នាក់នឹងក៏បានសួរទៅកាន់នាងថាតើណានជឿជាមួយនឹងភ័យឈាននៅណានាងក៏បានតទៅវិញទាំងមានការផាត់ភ័យខ្ញុំមិនដឹងនោះទេហើយកុំសម្លាប់ខ្ញុំប៉ុន្តែម្នាក់នឹងមិនលើកលែងសូម្បីតែស្រីស្អាតសម្លាប់នាងចោលបន្តទៀតគេតាមស្វែងរកណានជឿជាមួយនឹងភ័យឈានព្រោះអីថាអ្នកទាំងពីរគឺជាមនុស្សដែលមានទេពកោសល្យកំពូលដរាបណាគេអាចសម្លាប់ពួកគេបានខ្ញុំអាចធានាបានទាំងស្រុងនៅតំណែងរបស់ខ្ញុំជាអាទិទេពតាមរយៈរូបភាពទាំងពីរនឹងអាប៉ែនឹងសម្ដៅទៅលើមិត្តភ័ក្តិទាំងពីររបស់វៃសៀវដែលទៅនឹងស្គាល់បន្តដើរសាច់បដាអីបដាក៏បានឃើញជាមួយនឹងភ្នោដែលវៃសៀវបានកប់ទៅលើសាកសពដង្កូវនឹងហើយគិតថាក្នុងនឹងប្រហែលជាមានទ្រព្យសម្បត្តិអីឯងមានអីទៀតក៏បានកាយមើលទៅបានឃើញជាមួយនឹងសាកសពដង្កូវអញ្ចឹងក៏ឆ្ងល់ថាណាគេអីក៏ទំនេរម្លេះបើជាយកសាកសពដង្កូវមកកប់ជូតដៃរបស់គេជាមួយនឹងស្លឹកឈើហើយពិតជាគួរឲ្យខ្ពើមមែនទែនភ្លាមក៏មានអ្វីមួយយ៉ាងរត់កាត់នៅពីក្រោយហើយគេក៏ឆ្ងល់ហើយដើរទៅមើលបានឃើញជាមួយនឹងភ្នោយ៉ាងច្រើនទៀតស្រាប់តែពេលនឹងបិសាចវៃសៀវយ៉ាងច្រើនក៏បានចេញមកយើងក៏លេចទៅមើលវៃសៀវបន្តិចវិញគាត់កំពុងទៅសប្បាយចិត្តជាមួយនឹងការប្រមូលផលមួយនេះមើលទៅច្រៀងផងរំផងអីហ្នឹងស្រាប់តែប្រព័ន្ធក៏បានអាឡើតឡើងថានៅពេលនេះបិសាចក្រុងឆ្អឹងរបស់គាត់10ត្រូវបានសម្លាប់ឆ្ងល់មែនតែមានអ្វីកើតឡើងហើយជ្រូកជាមួយនឹងសៀវឈៀងទៅមើលជាបន្ទាន់ទៅដល់ទីហ្នឹងហើយបានឃើញជាមួយនឹងថាមពលមួយហើយបើការវាប្រហារទៅលើបិសាចក្រុងឆ្អឹងរបស់គាត់ដល់ឡាយម្នាក់សក់សបន្តិចនឹងក៏បាននៅទីហ្នឹងហើយអ្នកក៏ហៅខ្ញុំចាំឯងគេមានឈ្មោះវៃសៀវជាចែងឯកប្រចាំខេត្តអញ្ចឹងបានដើរហើយធ្វើដូចជារាក់ទាក់ទៅកាន់វៃសៀវខ្ញុំឈ្មោះថាបាយយីសូមតបផងដែលខ្ញុំបានបើកការវាប្រហារទៅលើបិសាចក្រុងឆ្អឹងរបស់លោកដោយចៃដន្យខ្ញុំក៏មិនមានចេតនានោះទេវៃសៀវក៏បានថាបំភ្លេចចោលទៅដោយសារតែលោកមើលទៅក៏មិនមានចេតនាដែរបាយយីគេបាននិយាយបន្តដោយសារតែពួកយើងវង្វេងនៅទីនេះទាំងហើយក៏ទៅរួមដៃគ្នាដើម្បីនឹងរកច្រកចេញទៅវៃសៀវនេះវិញគាត់បានតវិញមិនទំនេរទេហើយខ្ញុំគ្មានពេលដើម្បីនឹងការពារលោកឡើយដើរចាកចេញទៅប៉ុន្តែបាយយីនៅពីក្រោយកាន់ដៅបញ្ចេញចំហាយខ្មៅវៃសៀវក៏ចាប់អារម្មណ៍ដឹងថាលើខ្លួនគេហាក់បីដូចជាមានចំហាយនៃការសម្លាប់ស្រាប់តែនៅពេលហ្នឹងគេបានយកដាវចាក់ទៅលើវៃសៀវធ្លុះពីម្ខាងទៅម្ខាងសាច់បណ្ដាលក៏ដូចជាបាននិយាយបណ្ដាលការសម្លាប់ឯងឲ្យរក្សាចំហខ្ញុំដើម្បីនឹងខ្លាយទៅជាអាទិទេពខណៈទេសាក់បែបនេះវៃសៀវក៏បានសួរទៅកាន់គេតែឯងមកពីប៉ាក់10000មែនទេហើយក៏ដឹងទេថាប៉ាក់10000ហើយនឹងប៉ាក់កណ្ដុលក្រោមដីហ្នឹងគឺពាក្យមួយណាត្រូវប៉ាយីគេបានសើចតែអញ្ចឹងវាយ៉ាងម៉េចទៅឯងខ្លាចដែរទេពួកយើងបានទាញយកសិស្សថ្មីទាំងអស់នៅក្នុងសាលាទាញចូលក្នុងប្រាសាទមួយនេះវៃសៀវក៏បានដឹងច្បាស់តាមពិតស្នាដៃរបស់គេសោះគេបានតទៅវិញពិតនៅថ្នាក់ដឹកនាំគេពិតជាមានស្នាដៃដ៏អស្ចារ្យប៉ុន្តែចាំបន្តិចហើយអ្វីបានជាឯងមិនទាន់ស្លាប់ហើយនៅតែឯងនិយាយបានទៀតវៃសៀវក៏បានតទៅវិញគ្រាន់តែជាកញ្ជះនៃប៉ាក់10000ចង់សម្លាប់ខ្ញុំវាដូចជាមិនងាយនោះទេហើយអញ្ចឹងគេបានត្រៀមខ្លួនមើលទៅឯងពិតជាស័ក្តិសមជាជើងឯងប្រចាំខេត្តមែនប្រើប្រាស់ចំហាយថាមពលរបស់គេបើការវាប្រហារទៅលើវៃសៀវយ៉ាងខ្លាំងម្ដងទៀតឃើញថានៅទីនឹងស្រះទៅបានសមោវៃសៀវគេបានគិតថាមើលទៅវៃសៀវបាត់បង់ជីវិតមានអីទៀតនៅពេលនឹងជ្រូករបស់គាត់ក៏បានបំបុកគេពេញមួយទំហឹងបន្ថែមពីលើនឹងទៀតសៀវអានក៏បានប្រើប្រាស់ចំហាយថាមពលដូចជាព្រះអាទិត្យមួយដុំធំទម្លាក់លើគេហើយទោះបីជាគេបានបើកនៅខែការពារក៏មិនអាចទប់ទល់ជាប់ដល់លទ្ធផលត្រូវបានសៀវអានសម្រាប់ជោគជ័យប្រព័ន្ធក៏បានអបអរសាទរទៅកាន់វៃសៀវបានសម្លាប់នៅមនុស្សកម្រិតទី28ដោយជោគជ័យទទួលបានពិន្ទុបទពិសោធន៍1លានវៃសៀវនៅវិញគាត់បានកោតសរសើរទៅលើកម្លាំងរបស់អានជឺផងដែរថានៅពេលនេះពិតជាមានការរីកចម្រើនយ៉ាងខ្លាំងចំណែកគាត់ផ្ទាល់ក៏បានឡើងទៅដល់ level 20ក៏ដូចជាបានបូកថែមរង្វាន់ផ្សេងទៀតបានធ្វើឲ្យគាត់កើនឡើងបានមួយ level ទៀតគឺដល់ level 21បន្ទាប់ពីអញ្ចឹងទៅក៏បានពិនិត្យទៅមើលជំនាញទៅទទួលបានក៏បានដឹងថាជំនាញនៃការបំផ្ទុះសារលបងបន្តិចទៅកាន់ជ្រុងម្ខាងក៏បានឃើញជាមួយនឹងការបំផ្ទុះយ៉ាងខ្លាំងដែលបណ្ដាលមកពីវៃសៀវហើយអញ្ចឹងយើងដូចដឹងអញ្ចឹងថាវៃសៀវមិនភ្លេចអំពីភារកិច្ចដូចដើមប៉ាវរបស់គាត់បញ្ចេញមកហើយនឹងជីកប់ទៅលើសាកសពប៉ាយីដើមឈើមួយនឹងក៏បានលេចចេញមកដូចជាផ្លែប៉ោមប្រែទៅជាកំពីមួយហើយវាគឺជាជំនាញថ្នាក់ S ការក៏ហៅក្រុងឆ្អឹងអ្នកគុនដាវតើលោកចង់ប្រើប្រាស់វាឥឡូវនេះដែរទេវៃសៀវក៏មិនកន្តើយដែរបន្ទាប់ពីក៏ហៅយើងក៏បានឃើញជាមួយនឹងក្រុងឆ្អឹងមួយទៀតដែលវិវត្តចេញពីរាងកាយរបស់ប៉ាយីមើលទៅដូចជាមាន level 21ហើយនឹងការផ្លាស់ប្ដូរទី2គាត់ក៏បានដាក់ឈ្មោះឲ្យវាថាសៀវស៊ូអាប៉ុន្តែមានសំហៅធំតាសៀវស៊ូបានហើយរំពេចនឹងក៏មានអ្វីមួយយ៉ាងរត់កាត់គាត់អញ្ចឹងក៏បានសួរជានរណាបើការវាប្រហារទៅលើទីតាំងមួយក៏មានបិសាចមួយលេបយកធម្មពលនឹងទៅបានវៃសៀវបានឃើញអញ្ចឹងចាស់បើណាស់ដែរបញ្ចេញក្រុងឆ្អឹងឲ្យចូលទៅប៉ុន្តែត្រូវបានបិសាចនឹងវាយសម្លាប់ត្រឹមតែមួយរំពេចធម្មពលបិសាចនឹងក៏បានវាយមកកាន់គាត់ទៀតហើយអាក្រុងឆ្អឹងការពារគាត់ក៏បានមកការពារហើយក៏បានហៅជ្រុកប្រៃរបស់គាត់ជិះសម្ដៅទៅមុខក៏បានពិនិត្យមើលទៅឃើញថាវាគឺជាបិសាចដំណើរការទី3 level 36ជាមួយនឹងបិសាចកម្រិតចវាយនាយបិសាចពីងពីងមួយនឹងក៏បានវាយទៅកាន់គាត់ទៀតប៉ុន្តែគាត់គេចផុតហើយនឹងបញ្ជាឲ្យសៀវអានប្រើប្រាស់ធម្មពលយ៉ាងខ្លាំងបាញ់ទៅកាន់បិសាចពីងពីងនឹងបណ្ដាលឲ្យទីនោះឡើងផ្ទុះ
ហុយដីជប់ហើយក៏មិនទាន់ដឹងយ៉ាងណាយ៉ាងណីទេសាយរឿងក៏បានកានមកដល់មនុស្សមួយក្រុមនេះដែលត្រូវបានដង្កូវវាខ្សាច់ទាំងអស់នេះហុំព័ទ្ធហើយមើលទៅអ្នកទាំង3មើលទៅដូចជាតច្រកអីដោយសារតែពេលនេះទោះបីជាអាចសម្លាប់វាបានច្រើនយ៉ាងណាក៏ដោយប៉ុន្តែអ្នកទាំង3នឹងអស់ថាមពលវិញ្ញាណក៏មិនដឹងនោះទេថានៅពេលនេះពួកគេត្រូវធ្វើអ្វីបន្តទៀតត្រាតែបានឃើញថានៅទីតាំងមួយមានការផ្ទុះរញ្ជួយយ៉ាងខ្លាំងម្នាក់នេះគេបានដឹងថាកម្លាំងនៃការបំផ្ទុះបំបញ្ញមិញគឺខ្លាំងជាងគេ10 ដងចឹងក៏មិនទុកយូរទេពួកយើងគួរណាស់ទៅទីតាំងមួយហ្នឹងប្រហែលជាមានអ្នកខ្លាំងនៅទីហ្នឹងអាចនឹងជួយពួកយើងបានការទៅមើលវៃសៀវិញបន្តពីមានការបន្ទោសបំបញ្ញមិញក៏បានគិតថាមើលទៅវាត្រូវបានងាប់ហើយវៃពីការគិតបន្ទាប់ពីដីត្រូវបានរសាត់បាត់អស់យើងក៏ហាក់បីដូចជាបានឃើញបិសាចពេញពីងអំបញ្ញមិញត្រូវបានប្រែរូបរាងទៅជាពាក់កណ្ដាលមនុស្សពាក់កណ្ដាលពេញពីងវៃសៀចាប់បានមែនតែវានៅតែអាចមានជីវិតទៀតពីនៅតែមើលម្ដងទៀតក៏បានដឹងថាបិសាចនេះបានវិវត្តអញ្ចឹងមិនចាំយូរទេក៏បានហៅជ្រុកប្រៃរបស់គាត់ជិះដើម្បីនឹងរត់គេចេញពីទីហ្នឹងស្របពេលដែល3នាក់នេះកំពុងតែរត់មករកជើងខ្លាំងឲ្យជួយហ្នឹងហើយប្រហែលជាសម្ដៅទៅលើវៃសៀប៉ុន្តែគេបានឃើញថាក្រុងឆ្អឹងបិទផ្លូវនៅពីមុខប៉ុន្តែអត់នោះទេដូចជាមានមនុស្សក៏ជាអ្នកក៏ហៅវៃសៀក៏បានស្រែកឲ្យចេញពីផ្លូវអាមិននេះឆ្ងល់មែនតើហើយអ្វីបានជាគេមើលទៅបញ្ញាបញ្ញាលម្នាក់នេះគេបានតវិញមើលទៅប្រហែលជាគាត់ជួយពួកយើងបើកផ្លូវសម្រាប់បិសាចហ្នឹងហើយដូចយើងបានឃើញចឹងវៃសៀយើងរត់បណ្ដាលក៏ដូចជាដង្កូវវាខ្សាច់ត្រូវបានគាត់សម្លាប់បណ្ដា3នេះបានឃើញចឹងក៏បានលន់មកថាខ្លាំងម្លេះបន្ទាប់ពីសម្លាប់ដង្កូវនឹងហើយវៃសៀក៏សោកស្ដាយផងដែរដោយសារតែគាត់មិនមានពេលដើម្បីនឹងកប់3នេះគេបានសុំវៃសៀឲ្យយកគេធ្វើកូនចៅហើយវៃសៀជាលបងធំតែអាចឲ្យពួកយើងទៅជាមួយលបងបានដែរទេវៃសៀក៏បានតបវិញថាខ្ញុំមិនចូលចិត្តមនុស្សតាមខ្ញុំច្រើនពេកនោះទេខណៈនោះក៏បានលើកសូរជាមួយនឹងសម្លេងបិសាចពេញពីងអបាញ់មិញគឺបានតាមមកហើយក៏មកដល់ទីនឹងស្រែកតែម្ដង3នឹងបានឃើញចឹងឡើងស្រឡាំងកាំងវៃសៀក៏បានស្រែក3នឹងធ្វើអីទៀតហើយមករត់ទៅ3នឹងក៏បានដាក់មេប្រយទៅយ៉ាងលឿនតែម្ដងស្របពេលនេះកំពុងទៅរត់គេចនឹងដែរវៃសៀក៏បានបញ្ចេញនៅបិសាចក្រុងឆ្អឹងរបស់គាត់មួយចំនួនតបតដើម្បីពន្យាពេលប៉ុន្តែមានអីទៀតក្រៅទៅចូលទៅចិត្តសើបិសាចពេញពីងក៏បានសម្លាប់បិសាចក្រុងឆ្អឹងវៃសៀត្រឹមតែមួយរំពេច3អ្នកនេះក៏នៅតែស្រែកឲ្យលបងជួយគេផងចឹងវៃសៀក៏មិនដាច់ចិត្តនោះទេបញ្ចេញជ្រូកប្រៃម្នាក់មួយឲ្យពួកនឹងជីអញ្ចឹងហើយនឹងគេបានអរគុណវៃសៀទាំងទឹកភ្នែកហេតុមិនក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី14 15បាយបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី18 19នៅរឿងអំណាចស្ដេចនៃកងទ័ពអមតៈនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលវៃសៀគាត់បញ្ជាឲ្យអានជឺចាត់ការទៅលើដង្កូវវាខ្សាច់ទាំងអស់នោះយ៉ាងសម្បើមក៏មានបន្ទោសយ៉ាងខ្លាំងសិស្សទាំងអស់នៅទីនឹងបានឃើញចឹងក៏ពិតជាមានការកោតសរសើរទៅកាន់គាត់មែនតែនសូម្បីតែធីជូក៏ចំហមកធំលាន់មកទាំងមិនគួរជឿថាវងបិសាចទាំងអស់នេះត្រូវបានលុបបំបាត់សរសើរទៅកាន់សិស្សប្អូនថាសមត្ថភាពមិនធម្មតានោះទេតែបន្តទៀតនឹងមានកម្រងធ្វើអ្វីវៃសៀគាត់បានគិតទៅដល់គាត់ពេលនេះចិត្តឈានដល់កំពូលដំណាក់កាលទី2អញ្ចឹងខ្ញុំគួរណាស់ទៅបន្ទាយមួយទៀតដើម្បីសម្លាប់បិសាចដំឡើងល្វែលដូច្នេះលាវធីជូគេបានផ្ដល់ផែនទីដើម្បីនឹងឈ្មោះទៅកាន់បន្ទាយមួយទៀតវៃសៀក៏បានទទួលយកឲ្យអរគុណសាច់ច្បងនៅតាមផ្លូវនឹងដែរវៃសៀគាត់បានសម្លាប់បិសាចបន្តទៀតដូចជាបិសាចល្វែល40អីហ្នឹងហើយទីបំផុតក៏បានធ្វើឲ្យគាត់បានឡើងទៅដល់ល្វែល30ប៉ុន្តែបើសិនជាគាត់ចង់ឡើងល្វែលបន្តទៀតប្រព័ន្ធនឹងក៏បានដាក់ការងារឲ្យគាត់2ដោយទី1តម្រូវឲ្យមានសាទយ៉ាងហោចណាស់មួយកម្រិតឬខ្ពស់ជាងនេះទី2អាណាចក្ររបស់វៃសៀត្រូវទៅឈានដល់កម្រិតច្បាយនាយវៃសៀយើងក៏លន់មាត់ផងដែរថាវាពិតជាលំបាកប៉ុន្តែក៏មិនខ្វល់ច្រើនទេនៅពេលនេះគាត់គូនៅទៅបន្ទាយមួយទៀតជាបន្ទាន់ផ្សេងរឿងយើងក៏បានបង្ហាញដូចជាបន្ទាយមួយទៀតយើងក៏បានឃើញជាមួយនឹងផ្សែងអាប់យ៉ាងច្រើនជាមួយនឹងចាយម្នាក់បានសួរទៅកាន់សៀងហឺតើខ្ញុំអាចសោះអ្វីមួយពីលោកបានដែរទេចាយនឹងគេមានឈ្មោះថាឆាងជីងសៀងហឺគេបានសួរទៅកាន់នាងតើនាងត្រូវការអ្វីចាយនឹងក៏បានសួរទៅកាន់គេទៀតតើខ្ញុំនៅជាមួយនឹងលោកមួយខែយ៉ាងម៉េចដែរអប៉ែនឹងក៏បានតបថាមិនគ្រប់គ្រាន់នោះទេខ្ញុំបានឮថានាងមានប្អូនស្រីម្នាក់ទៀតដែលជាស្រីស្អាតបំផុតឆាងជីងបានឮអញ្ចឹងចង់មួម៉ៅណាស់ដែរជាងណាមិញក៏នៅតែសើចដាក់អប៉ែនឹងហើយបានប្រាប់ថាប្អូនស្រីខ្ញុំនៅក្មេងនៅឡើយទេអញ្ចឹងនាងមិនអាចធ្វើតែអ្វីដែលលោកចង់បាននោះទេយ៉ាងណាមិញអប៉ែនឹងក៏នៅតែប្រាប់ឲ្យនាងបំភ្លេចរឿងនេះចោលទៅចាត់ការបិសាចទាំងអស់នេះហើយចាំគិតតាមក្រោយទៀតឆាងជីងហេតុតែអញ្ចឹងមើលទៅនាងពិតជាមានកំហឹងណាស់ដែរជាមួយនឹងអប៉ែនឹងបន្តទៀតសៀងហឺគេបានប្រាប់ឲ្យកូនចៅរបស់គេចូលទៅដើម្បីនឹងប្រមាញ់ទៅលើមេបិសាចនេះទៀតកូនចៅគេនឹងក៏បានស្រែកហៅពាសពេញនឹងហើយបន្តមកចាប់ផ្ដើមប្រតិបត្តិការមួយប្រថៅគេក៏បានសម្លាប់ទៅលើបិសាចយ៉ាងច្រើនឆាងជីងក៏បានសរសើរទៅកាន់គេទៀតផងថាមើលទៅបន្ទាប់ពីបញ្ចប់កិច្ចការមួយនេះលោកប្រកាសជាឡើងដល់ដំណាក់កាលទី4នេះដល់អញ្ចឹងអប៉ែនឹងស៊ីខ្សែចូលដែរនឹងក៏បានសើចមើលទៅកញ្ញាកាំងជីងកំពុងតែសរសើរខ្ញុំវិញតែទៅបន្តក៏បានបង្ហាញឲ្យឃើញនៅក្នុងរោងភ្នំមួយមានអសោតដង្កូវនាងមួយហាក់បីដូចជាវាមិនទាន់ញាស់នោះទេហើយត្រង់ហ្នឹងដូចជាកូពីចេញពីរឿង Solo Leveling ប៉ុន្តែក៏មិនកូពីទាំងស្រុងដែរហើយមិនច្រឡំថាសោតពេញពីងតាមពិតទៅគឺជាមេបិសាច
សាចទេមេបិសាចគេបាននិយាយទាំងជឿជាក់ថាបន្ទាប់ពីការតែសម្លាប់អំណាចរបស់កូនខ្ញុំកាន់តែខ្លាំងខ្ញុំក៏នឹងបង្កើតពិភពលោកសម្ងាត់ថ្មីមួយនៅខាងក្រៅរូងភ្នំនេះវិញយើងក៏បានឃើញជាមួយនឹងមនុស្ស2-3នាក់ហក់ចូលទៅប៉ុន្តែត្រូវបានបិសាចទាំងអស់នេះសម្លាប់ដែលបែបនេះធ្វើសៀងហឺគេបានលន់មកថានៅតែខ្សោយណាស់ចាំមានអារម្មណ៍ថាហេតុអ្វីពួកគេខ្លាំងជាងមុនសម្បីតែកាងជិងហាក់បីដូចជាបានដឹងថាមានអ្វីមួយខុសនិងអ្វីមួយខ្លាំងណាស់យើងត្រូវតែបំផ្លាញរួមដង្កូវនេះឲ្យបានឆាប់តាមអ្វីដែលអាចធ្វើទៅបានក៏លេចទៅមើលខាងក្នុងរោងភ្នំមេដង្កូវក៏នៅតែនិយាយថាចាំបន្តិចទៀតកូនខ្ញុំនឹងញាស់ចេញមកក្រុមពេជ្រនឹងក៏មានសម្លេងបន្ទោសអញ្ចឹងហើយមេដង្កូវពិតជាខឹងមែនតែនវាមកដល់ហើយក្រុមសៀងហឺក៏បានមកដល់ទីនឹងចំណាយសៀងហឺគេបាននិយាយទៅកាន់មេដង្កូវប្រកល់ខ្លួនមកប្រហែលជាខ្ញុំអាចផ្ដល់វិធីស្លាប់មួយដល់ឯងយ៉ាងស្រួលមេដង្កូវលឺអញ្ចឹងហើយក៏បានសើចដាប់មើលទៅពិតជាខុសខើណាស់ដរាបណាខ្ញុំអាចសម្លាប់ឯងបានកូនខ្ញុំនឹងកើតមកបានលឿនដូច្នេះនៅពេលនេះសៀងហឺគេបានពិនិត្យមើលហើយបានដឹងថាមេបិសាចនេះគឺនៅកម្រិតចវាយនៃ level 49ដល់ឡាយអីកាងចេញនេះក៏មានអារម្មណ៍ដឹងថាសុទ្ធដែលនៅចិត្តវានោះគឺមានហមពលហិង្សាខ្លាំងបំផ្លាញវាលឿនភ្លាមទៅមិនទុកយូរទៅសៀងហឺគេបានយកពូថៅរបស់គេកាប់ពីមួយទំហឹងទៅកាន់សុទ្ធមួយនោះបណ្ដាលឲ្យប្រេះបែកធ្លាក់ចូលមកខាងក្រោមហុយដីជប់ពេញហ្នឹងហើយយើងហាក់បីដូចជាបានឃើញស្រមោលវៃមួយយ៉ាងថែមទៀតមេដង្កូវក៏បាននិយាយថាទេកូនខ្ញុំដល់ឡាយសៀងហឺនេះវិញបន្ទាប់ពីបានឃើញស្រមោលក៏ដូចជារូបរាងវាហើយពិនិត្យមើលទៅវាក៏មានឈ្មោះថ្មីមួយទៀតហៅថាសត្វល្អិតស៊ីប្រលឹងដែលលើកនេះថ្នាក់ស្ដេចសត្វល្អិតតែម្ដងគុណលក្ខណៈនេះវិញ4វិមាត្រហើយវាស្ទើរតែខ្លាំងជាងខ្ញុំទៅទៀតកាងចេញក៏បាននិយាយដូចគ្នាសំណាងល្អដែលលោកបានវេប្រហារឲ្យវាញាស់ចេញមកមុនពេលកំណត់បើមិនចឹងទេវាខ្លាំងជាងនឹងទៀតដល់ឡែកមេបិសាចដង្កូវនេះវិញបន្ទាប់ពីបានឃើញថាកូនញាស់មកគាត់មានបញ្ហាអីហើយក៏បានធ្វើឲ្យវាពិតជាសប្បាយចិត្តមែនតែនចំណែកអាកូននឹងវិញក៏បាននិយាយថាធម្មពលខ្ញុំមិនគ្រប់គ្រាន់នោះទេឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមិនស៊ីអ្នកម្ដាយទៅនិយាយបណ្ដាសើចបណ្ដាអញ្ចឹងមេនឹងចាប់ផ្ដើមភ័យតែឯងកំពុងតែនិយាយអំពីអ្វីកូនបានតោះវិញខ្ញុំត្រូវតែញ៉ាំអ្នកម្ដាយដើម្បីបង្កើនកម្លាំងអនាគតរបស់ឆឹងជឺត្រូវពឹងផ្អែកមកលើខ្ញុំអមេដង្កូវចាប់ដើមទឹកភ្នែកហើយរឿងនេះកើតឡើងបានដោយរបៀបណាទៅហេតុអ្វីបានជាខ្ញុំមិនអាចគ្រប់គ្រងឯងបានអាកូនដង្កូវនឹងក៏បានតោះវិញថានៅក្នុងទម្រង់សត្វល្អិតបែបនេះមិនអាចមានសត្វដែលមានប្រាជ្ញាពីរបាននោះទេបើសិនជាមានពីរត្រូវសម្លាប់ចោលមួយកូនដង្កូវនឹងក៏បានសម្រុកចូលទៅដើម្បីនឹងចាត់ការទៅលើម៉ែប៉ុន្តែត្រូវបានពលទាហានសត្វល្អិតនៅទីនឹងរារាំងអញ្ចឹងគេចង់ឲ្យពួកនឹងបានឃើញអំពីអំណាចធម៌ពលពិតថាជាអ្វីឈ្មោះដែលថាសត្វល្អិតស៊ីប្រលឹងមួយនេះមើលទៅពិតជាមិនធម្មតានោះទេស៊ីទាំងប្រលឹងក៏ដូចជារាងកាយរបស់ក្រុមពលទាហានសត្វល្អិតទាំងអស់នេះសៀងហឺបានឃើញចឹងនឹងចាប់ផ្ដើមបាក់ញើសហើយថាលឿនខ្លាំងណាស់បន្តទៀតគេក៏បានចាត់ការទៅលើម្ដាយរបស់គេស្រូបយកទៅរាងកាយប្រលឹងចូលក្នុងខ្លួនហើយតែអញ្ចឹងក៏បានធ្វើឲ្យកម្លាំងធម៌ពលគេបានកើនឡើងយ៉ាងខ្លាំងឡើងទៅដល់កម្រិតស្ដេចអ្នកទាំងពីរនេះបានឃើញចឹងក៏មិនអាចនៅទៀតនោះទេក៏បានបញ្ញាដាក់មេប្រូចេញពីទីនឹងដែលហេតុមើលឃើញថាសៀងហឺខ្លាំងជាងគេអាបិសាចស៊ីប្រលឹងនឹងមិនមែនតែសត្វល្អិតស៊ីប្រលឹងនឹងក៏បានស៊ីយកសៀងហឺមុនគេតែម្ដងចំណែកមនុស្សដែលនៅសល់ក៏បានព្យាយាមរត់តាមអ្វីដែលអាចធ្វើទៅបានសាររឿងក៏បានកើតទៅដល់វៃសែលគាត់បានធ្វើដំណើរហើយមើលទៅបន្ទាយទៅនៅជិតបំផុតគឺនៅខាងមុខនេះហើយក៏កាត់ទៅមើលមិត្តភក្តិគាត់វិញម្ដងមើលទៅអ្នកទាំងអស់គ្នាក៏នៅមានសុវត្ថិភាពនៅឡើយនោះទេណានជឿនេះវិញក៏បានបារម្ភអំពីវៃសែលហើយមិនដឹងនោះទេថាគាត់នៅពេលនេះនឹងមានជីវិតឬអត់ស៊ូសៀវឈៀងក៏បានតបទៅកាន់នាងវិញមិនអីនោះទេគាត់ខ្លាំងអញ្ចឹងមើលតើប្រែមិនកើតអីឡើយភ្លាមវៃសែលក៏បានមកដល់ទីនឹងហើយបានសួរថានរណាគេកំពុងតែបារម្ភពីខ្ញុំបៃឈានបានឃើញអញ្ចឹងសប្បាយចិត្តមែនតែខ្ញុំដឹងថាលោកមិនកើតអីទេវៃសែលក៏បានតបវិញប្រកាសណាស់ខ្ញុំមិនងាយស្លាប់ឡើយប៉ុន្តែនិយាយអញ្ចឹងហើយអ្វីបានជាអ្នកទាំងអស់គ្នាបានជួបគ្នាណានជឿក៏បានតបវិញដោយសារតែពួកយើងបានប្រទះជាមួយនឹងសត្វចម្លែកយ៉ាងច្រើនដូច្នេះក៏បានដកថយទៅបន្ទាយហើយបានជួបគ្នាតែម្ដងអាសិស្សច្បងសក់ពណ៌ផ្កាឈូកនេះក៏បាននិយាយដូចគ្នាស្ថានភាពនៅពេលនេះមិននឹងនោះទេពួកយើងអាចនឹងប្រឈមមុខជាមួយនឹងគ្រោះថ្នាក់គ្រប់ពេលនិយាយចោលក៏មានសម្លេងបន្ទោសយ៉ាងខ្លាំងម្នាក់នេះគេបានប្រាប់ឲ្យរត់ទៅនៅពេលនេះសត្វចម្លែកយ៉ាងច្រើនកំពុងតែវាយប្រហារមកខណៈនោះយើងក៏បានឃើញជាមួយនឹងវងសត្វល្អិតយ៉ាងច្រើនក៏បានមកអ្នកទាំង4នឹងក្រោយពីបានឃើញតែច្រើនដល់ម្លឹងក៏ពិតជាមានការផាត់ភ័យណាស់ដែរវៃសែលក៏បានតបថាពួកយើងទោះបីជារត់ក៏មិនអាចទៅណាបានទេដោយសារតែវាហុំព័ទ្ធឯងសៀវឈិងក៏បាននិយាយបន្តបើសិនជាអញ្ចឹងទៅឲ្យពួកយើងមានតែប្រយុទ្ធដែរប៉ុណ្ណោះមិត្តភក្តិដទៃទៀតក៏បានយល់អញ្ចឹងដូចគ្នាក៏លេចទៅមើលវៃសែលតាន់ហន់ជាងគេសម្រុកចូលមុនឲ្យទាំងអស់គ្នាចាំធ្វើតាមខ្ញុំទៅបញ្ចេញនៅកងទ័ពក្រុងឆ្អឹងរបស់គាត់ចេញមកយ៉ាងច្រើនបន្តបាញ់វាយប្រហារទៅលើសត្វល្អិតដែលគឺជាដង្កូវវាខ្សាច់ទាំងអស់នេះយ៉ាងសម្បើមដោយហេតុថាបានឃើញវៃសែលអញ្ចឹងហើយនឹងសៀវឈិងក៏មិនអាចចាញ់វៃសែលបានដែរសម្រុកចូលទៅបញ្ចេញដាវទេវភាពនាងចេញមកកាន់ទៅលើដង្កូវនេះដែលជាពីរអ្នកទាំង3នេះបានឃើញចឹងចំហមកធំអ្នកទាំងពីរជាសិស្សថ្មីដូចគ្នាប៉ុន្តែខ្លាំងម្ល៉េះខណៈពេលដែលខាងវៃសែលនេះវិញកំពុងតែតបតល់ក៏ដូចជាវាយប
បកទៅកាន់បិសាចទាំងអស់នេះយើងក៏លើកទៅមើលកាំងជាងនេះវិញនៅតែបិសាចនឹងដេញតាមនាងបកិតបគាទៅហើយថាមិនអាចទៅណាបានទៅហើយនៅពេលនឹងនាងក៏បានប្រយុទ្ធដុំធម្មពលនាងដែលហៅថាពន្លឺមរណៈយ៉ាងសម្បើមក៏បានចាញ់ចាំងសម្លាប់ទៅលើបិសាចដែលបានដេញតាមធម្មពលរបស់នាងក៏បានចាញ់ចាំងសាយភាយមកដល់ខាងនេះដែរបើឈានគេបានស្គាល់ថានោះគឺជាអ្នកខ្លាំងម្នាក់នៅដំណាក់កាលទី3គឺជាដំណាក់កាលកំពូលគ្នាយើងនៃប្រទេសជប៉ុនស្របពេលនឹងវៃសៀវយ៉ាងនេះវិញនៅតែបន្តប្រើឲ្យអានជើបាញ់ធម្មពលយ៉ាងសម្បើមដូចគ្នាស្រាប់តែពេលនឹងសាឡាស៊ីបលឹងក៏បានមកពីក្រោយអានជើយ៉ាងលឿនវាពិតជាមិននឹកស្មានដល់នោះទេថានៅទីនេះមានសត្វក៏ហៅវេទមន្តពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់បានបាញ់ធម្មពលវាដាក់ទៅកាន់អានជើពីក្រោយយ៉ាងខ្លាំងវៃសៀវបានត្រាំតែឈរមើលប៉ុណ្ណោះចំណែកឯកាងជិងក៏ពិតជាមានការផាត់ភ័យយ៉ាងខ្លាំងដោយសារតែវានៅតាមមកតាន់បិសាចស៊ីបលឹងក៏បាននិយាយថាទីបំផុតនាងមិនអាចគេចចេញទៅណាបានទៀតទេវាក៏បានផ្លាស់ទីយ៉ាងលឿនមកជិតឆាងជិងបន្ទាប់មកក៏បានដាល់នាងមួយដៃពេញមួយទំហឹងបណ្ដាលឲ្យចែនឹងប៉ាងធ្លាក់ទៅចំមុខវៃសៀវបិសាចស៊ីបលឹងវាក៏បានហក់មកទៀតបំណងនឹងផ្ដាល់ជីវិតចែនឹងតែម្ដងវៃសៀវក៏មិនអោបដៃឈរមើលស្រីស្អាតត្រូវបានគេសម្លាប់បញ្ជាឲ្យសៀវស៊ូហក់ចូលទៅគេបានកាប់មួយដាវបណ្ដាលឲ្យបិសាចស៊ីបលឹងខ្ទៀតថែមទាំងពេលនឹងមានធម្មពលមួយបើការវាប្រហារពីក្រោយទៅលើបិសាចនឹងទៀតដែលបែបនេះក៏បានធ្វើវាមើលទៅហាក់បីដូចជាមួម៉ៅណាស់ដែរហើយមិនក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្្នឹងសិនហើយក៏ជាភាគទី18 19បាយបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី20 21នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈនៅក្នុងភាគនេះត្រូវបានបន្តនៅពេលដែលស៊ូសៀវឈិងបាននិយាយថាវៃសៀវលើសពីបិសាចទៅទៀតយ៉ាងណាពេញនៅខាងកាំងជិងនេះវិញក៏នៅតែថាលោកឈួលហើយនេះគឺជាស្ដេចសត្វល្អិតរត់ទៅបើមិនចង់ស្លាប់ប៉ុន្តែវៃសៀវមែនតែបន្ទាប់ពីបានឮថាវាស្ដេចសត្វល្អិតហើយនឹងកាន់តែសប្បាយចិត្តកាំងជិងក៏នៅតែសួរថាតើលោកមានទំនុកចិត្តមែនទេវានៅកំពូលដំណាក់កាលទី3នេះក៏លើទៅមើលសត្វល្អិតស៊ីបលឹងនេះវិញដែលបានឃើញថាមនុស្សច្រើននៅម្លឹងហើយគេសប្បាយចិត្តមែនតែនចង់ស៊ីបលឹងមនុស្សទាំងអស់នេះបន្តទៀតគេបានប្រើប្រាស់ធម្មពលមួយដែលមានឈ្មោះថាអាណាចក្រថ្មីធម្មពលដ៏ធំមួយនេះក៏បានបើកការវាប្រហារទៅបណ្ដាលឲ្យបន្ទោសពាសពេញនឹងមនុស្សដែលមិនអាចទប់ទល់បានក៏ត្រូវបានធម្មពលមួយនេះសម្លាប់ស៊ូសៀវឈិងនាងហាក់បីដូចជាមិនអីនោះទេចំណែកឯកាងជាងនេះវិញក៏បានប្រើប្រាស់ស្នៀតនាងចុងក្រោយដែលមានឈ្មោះថាកញ្ជ្រោងអីហ្នឹងបាញ់ទៅកាន់សត្វល្អិតស៊ីបលឹងបណ្ដាលឲ្យគេធ្លាក់មកខ្ពកចំណែកវៃសៀវមិនចាំយូរនោះទេបញ្ជាឲ្យក្រុងឆ្អឹងវេទមន្តគាត់បើកការវាប្រហារដំណើរគ្នាបន្ថែមបណ្ដាលឲ្យទីនឹងមានបន្ទោសហើយដីចូលទៅជាងបានឃើញចឹងក៏បានប៉ាន់ស្មានថាវាមើលទៅបាត់បង់ជីវិតផ្ទុយទៅវិញវាថែមតែមិនកើតអីហើយនឹងរបួសបន្តិចក៏គ្មានដែរពួកគេបានឃើញចឹងក៏ពិតជាមានការផ្សាយផ្អើលមែនតែនសត្វល្អិតស៊ីប្រលឹងក៏បានប្រើប្រាស់ធម្មពលមួយទៀតដែលមានឈ្មោះថាធម្មពលនៃការបំផ្លាញពេលនោះក៏បានលើចេញហាក់បីដូចជាព្យុះវេទមន្តបើកការវាប្រហារទៅលើទាំងអស់គ្នាអ្នកទាំងអស់គ្នាក៏បានព្យាយាមដើម្បីនឹងរត់ចេញពីទីនឹងចំណែកឯវៃសៀវគាត់មិនទៅណានោះទេគាត់បានបញ្ចេញនៅក្រុងឆ្អឹងការពាររបស់គាត់ចេញមកយ៉ាងច្រើនយ៉ាងណាមិញព្យុះមួយនេះក៏បានបាញ់ទៅទម្លាយនៅការការពារមួយនេះថែមទាំងបានបក់ទៅត្រូវជាមួយនឹងវៃសៀវបណ្ដាលឲ្យទីនឹងមើលទៅហុយជប់ហើយស្រះទៅបានវត្តមានវៃសៀវចេញពីទីនឹងដីឡើងខូងស៊ូសៀវឈៀងពួននៅម្ខាងពិតជាបារម្ភទៅលើវៃសៀវមែនតែនសូម្បីតែម្នាក់នេះក៏ឆ្ងល់ផងដែរតើវៃសៀវនឹងត្រូវស្លាប់មែនទេសត្វល្អិតស៊ីបលឹងវាក៏បានចុះមកហើយបានថាមនុស្សតូចតាចទាំងអស់នេះស្របពេលនឹងវៃសៀវក៏បានហក់ចេញមកពីដីដែលបានខូងនឹងបែបនេះក៏បានបណ្ដាលឲ្យគេភ្ញាក់ផ្អើលមែនតែនវៃសៀវយើងក៏បានយកអាម្រាមដៃឆ្អឹងលើកមុនចាក់ចូលទៅត្រង់ចំណុចបេះដូងហើយស្រែកយ៉ាងខ្លាំងស៊ូសៀវឈៀងក៏ឆ្ងល់ផងដែរតើវៃសៀវនៅពេលនេះមានបញ្ហាអ្វីដង្ហើមគាត់មើលទៅលោតយ៉ាងខ្លាំងបិសាចស៊ីបលឹងក៏បានបាញ់ធម្មពលទៅកាន់វៃសៀវប៉ុន្តែលើកនេះមិនអីនោះទេម្រាមដៃឆ្អឹងអាចកំបាំងអំបញ្ញមិញក៏បានរួមបញ្ចូលជាមួយនឹងរាងកាយគាត់ធ្វើឲ្យគាត់បានកើនឡើងនៅកម្លាំងយ៉ាងខ្លាំងប៉ុន្តែវាប្រើប្រាស់បន្ទូបទពិសោធន៍គាត់ 1% ក្នុង1នាទីអញ្ចឹងក៏មិនឲ្យខាតពេលច្រើនទេគាត់ក៏បានយកប៉ាល់ដាក់ទៅលើអាសត្វល្អិតស៊ីបលឹងនឹងឡើងប៉ើងមួយប៉ាល់នេះហើយមើលទៅកាន់គេងើបមិនរួចនោះទេក៏នៅតែឆ្ងល់ថាហេតុអ្វីបានជាអាចទៅជាយ៉ាងហ្នឹងឯងមានឋានៈងងឹតវាគឺជាលំដាប់ងងឹតវៃសៀវក៏បាននិយាយទៅកាន់វាឯងនិយាយច្រើនពេកទាត់មួយជើងទីផ្ដាច់ជីវិតវាប្រព័ន្ធក៏បានអបអរសាទរទៅកាន់វៃសៀវសម្រាប់ស្ដេចបិសាចកម្រិត40បន្ទុកបទពិសោធន៍បូក16,666,000មិនត្រឹមតែប៉ុណ្ណឹងក៏បានធ្វើឲ្យវៃសៀវឆ្លងផុតដំណាក់កាលទី2ចូលដល់ដំណាក់កាលទី3ឡើងដល់ level 31ទទួលបានរង្វាន់ 40% ចំពោះគុណលក្ខណៈទាំងអស់មិនតាន់អស់នោះទេសូម្បីតែប៉ែលគាត់ដែលគឺជាអាវុធដើមរបស់គាត់នឹងក៏បានវិវត្តទៅជាកណ្ដៀវរបស់អាទិទេពមរណៈធម្មពលហើយនឹងអ្វីផ្សេងក៏បានកាសឡើងទៅតាមនឹងដែរស្រាប់តែពេលនឹងបានលេចចេញនូវគុជមួយបន្ទាប់ពីរាងកាយសត្វល្អិតស៊ីប្រលឹងត្រូវបានរលាយអាគុជមួយនឹងក៏ជាភ្នែកនៃ Snow បន្ទាប់មកត្រូវរងចាំរយៈពេល10វិនាទីនឹងត្រូវបញ្ជូនចេញពីទីនេះទាំងអស់គ្នាហើយបន្ទាប់ពី cooldown ដល់0ស្រាប់តែមានលំហមេឃបានបើកឡើងadminឆ្ងល់ដែរលំហមេឃបើកឡើងប៉ុន្តែបើជើបាក់ស្រត់ដីធ្លាក់ទាំងសើទាំងអស់ក៏ដូចជាសត្វបិសាចឯនឹងធ្លាក់ចូលនឹងអស់ហើយនាយកដែលចាំនៅខាងក្រៅនេះវិញដោយបានឃើញ
ភូតបែបនេះហើយគាត់បានដឹងថានេះគឺជាសញ្ញាដែលប្រាសាទបុរាណត្រូវបានរលំឲ្យត្រៀមខ្លួនសត្វចម្លែកយ៉ាងច្រើនក៏នឹងមកដល់ឆាប់ៗនេះយើងតាន់ឆប់ក៏មានសត្វចម្លែកមកគាត់បានដឹកនាំសិស្សហើយនឹងគ្រូទាំងអស់ដើម្បីនឹងកម្ចាត់សត្វចម្លែកទាំងអស់នេះរីឯវៃសៀវនេះវិញក៏បានចុះមកដល់នឹងដូចគ្នាក៏ធូរទ្រង់ទីបំផុតបានចេញមកវិញដោយសុវត្ថិភាពឋានទាំងបានឃើញថានាយកកំពុងតែចាត់ការទៅលើសត្វចម្លែកទាំងអស់នេះវៃសៀវគាត់បានលន់មកថាលោកគ្រូនាយកពិតជាសាហាវណាស់អាស្វាមាសបាញ់មិញក៏បានយំផងអីផងសួរថាមនុស្សតាលោកនៅណារត់ទៅរកវៃសៀវស្របពេលដែលនាយកក៏បានហក់មកដើម្បីនឹងចាត់ការវាស្មានថាវាជាសត្រូវចាប់ជើងបិសាចស្វាមាសជាប់អញ្ចឹងក៏បានធ្វើឲ្យវាយំមែនទែនវៃសៀវក៏បានប្រាប់ឲ្យលោកនាយកឈប់សិនវាគឺជាបិសាចដែលបានចុះកិច្ចសន្យាជាមួយនឹងខ្ញុំនៅក្នុងប្រាសាទបុរាណអញ្ចឹងនាយកក៏បានបោះឲ្យវៃសៀវហើយបានថាគុណភាពហើយនឹងឈាមវាគឺពិតជាល្អណាស់ដូច្នេះមើលថែវាឲ្យល្អវានឹងក្លាយទៅជាជំនួយការដ៏ល្អរបស់ឯងនៅពេលអនាគតយ៉ាងក៏បានអរគុណលោកនាយកដែលបានសរសើរនាយកក៏បានឲ្យយ៉ាងត្រឡប់ទៅសាលាវិញព្រោះឯថាទីនេះមិនមានសុវត្ថិភាពនោះទេស្វាមាសបាញ់មិញក៏នៅតែភ័យហើយបានថាបកលនេះពិតជាគួរឲ្យភ័យខ្លាចណាស់យ៉ាងបានតវិញប្រកាសណាស់ដោយសារតែគាត់នៅកំពូលដំណាក់កាលទី8អញ្ចឹងពួកសម្ោចទាំងអស់នេះមិនមែនជាបញ្ហាអ្វីសម្រាប់គាត់ទេបានលើអញ្ចឹងបិសាចស្វាកាន់ទៅភ័យទៀតបំបញ្ញមិញបើសិនជាលោកមិនខ្វល់ទេខ្ញុំស្បៃឯងសាររឿងយើងនៅពេលនេះក៏បានកាន់មកដល់បន្ទប់វៃសៀវដែលនៅក្នុងសាលាវេទមន្តបិសាចស្វាវាចាប់អារម្មណ៍ទៅលើនំនេះទៅហើយបានសួរថាវាជាអ្វីវៃសៀវក៏បានឲ្យវាស៊ីតាមចិត្តទៅអញ្ចឹងក៏មិនចាំយូរទេក៏បានស៊ីយកឆ្ងាញ់មែនតែនរំពេចនឹងដែរក៏មានអ្នកគួរទ្វេហើយអ្នកដែលបានមកគឺជាអ្នកគ្រូវងគាត់បាននិយាយទីបំផុតឯងត្រឡប់មកវិញខ្ញុំពិតជាមានការបារម្ភខ្លាំងណាស់វាពិតជាល្អណាស់ដែលឯងមិនកើតអីអន្តចិត្តវៃសៀវដូចជាយ៉ាងម៉េចទៀតហើយនឹងបានសួរទៅកាន់អ្នកគ្រូតើរកខ្ញុំនៅពេលនេះមានការអ្វីអ្នកគ្រូវងមានដំណឹងល្អចង់ប្រាប់ទៅកាន់វៃសៀវក្នុងរយៈពេល2ថ្ងៃសាលានឹងរៀបចំមនុស្សចំនួន20នាក់ក្នុងការបណ្ដុះបណ្ដាលហើយនៅពេលដែលត្រូវជ្រើសរើសនោះទទួលបានរង្វាន់ចំនួន100ក្រេឌីតតើឯងចាប់អារម្មណ៍ដែរទេវៃសៀវលើអញ្ចឹងចាប់អារម្មណ៍ណាស់ដែរប៉ុន្តែក៏នៅសួរទៅកាន់អ្នកគ្រូហើយអ្វីបានជាត្រូវបើកវគ្គបណ្ដុះបណ្ដាលពិសេសគាត់បានតបដោយសារតែវាគឺជាការរៀបចំការប្រកួតប្រជែងផ្លាស់ប្ដូរជាតិនៅឆ្នាំនេះនាយកគាត់នឹងបង្រៀនដោយផ្ទាល់ហើយខ្ញុំសង្ឃឹមថាឯងអាចយកឈ្នះកិត្តិយសសម្រាប់សាលាពួកយើងនៅក្នុងរយៈពេល2ខែទៀតសាកលវិទ្យាល័យទូទាំងប្រទេសនឹងរៀបចំការប្រកួតផ្លាស់ប្ដូរនេះនៅពេលនោះនឹងមានសិស្សពូកែយ៉ាងច្រើនមកចូលរួមតាមមើលទៅវៃសៀវមានអារម្មណ៍ថារំភើបខ្លាំងណាស់នៅសល់2ខែទៀតគាត់នឹងពង្រឹងជំនាញអញ្ចឹងអ្នកគ្រូគាត់បានប្រាប់បន្ថែមទៀតថាស្អែកត្រូវចូលទៅក្នុងប៉ដើម្បីដំឡើងកម្រិតប្រាចាប់អ្នកគ្រូក៏បានលាទៅវិញចំណែកឯស្វាមាសក៏បានសួរទៅកាន់មនុស្សថាខ្ញុំអាចស៊ីទាំងអស់នឹងបានដែរអត់វៃសៀវក៏បានប្រាប់ទៅកាន់វាថាកុំហៅខ្ញុំថាមនុស្សខ្ញុំឈ្មោះវៃសៀវសាច់រឿងកាន់ទៅដល់ព្រឹកឡើងហើយព្រឹកមិនទាន់តែណានជឺក៏បានតាក់ទងមកហើយបានសួរទៅកាន់វៃសៀវឥឡូវនេះពួកយើងត្រូវចូលក្នុងប៉មតើលោកទៅដែរអត់គាត់ក៏បានតបវិញមិនអីនោះទេខ្ញុំនឹងទៅឆាប់នេះដើរនៅតាមផ្លូវនឹងដែរស្រាប់តែបានជួបជាមួយនឹងពូអ្នកលក់លើកមុនដែលពូនឹងមានឈ្មោះថាចាងទីវៃសៀវឆ្ងល់ដែរហើយអ្វីបានជាគាត់មកលក់នៅទីនេះបានពូនឹងបានតបដោយសារតែថ្មីនេះការរកស៊ីហាក់បីដូចជាដំណើរការទៅយ៉ាងរលូនតែខ្ញុំមានលទ្ធភាពគ្រប់គ្រាន់បើកសាខានៅទីនេះវៃសៀវក៏បាននិយាយមើលទៅហាក់បីដូចជាលោកបានបោកនឹងមនុស្សយ៉ាងច្រើនគេបានតបវិញណាថាខ្ញុំបោករបស់ដែលខ្ញុំលក់ទាំងអស់សុទ្ធតែល្អហើយឥឡូវនេះខ្ញុំទៅតែប្រមូលបានរបស់ល្អមួយចំនួនទៀតតើឯងចង់មើលបង្ហាញឲ្យវៃសៀវបានឃើញចឹងវៃសៀវក៏បានដឹងថានេះគឺជាចិញ្ចៀនអវកាសជាមួយនឹងសភៅជំនាញយ៉ាងច្រើនពូនឹងក៏បានប្រាប់បន្ថែមទៀតចិញ្ចៀនអវកាសមួយនេះមានទំហំ100ម៉ែត្រដែលអាចផ្ទុករបស់របរបាននិងសភៅជំនាញចំនួន20ក្បាលក្នុងនោះមានសភៅមួយដែលគេហៅថាអ្នកចម្បាំងក្រុងឆ្អឹងវៃសៀវបានលើអញ្ចឹងកាន់តែចាប់អារម្មណ៍ជាងមុនទៀតសួរថាទាំងអស់នឹងតម្លៃប្រមាណពូនឹងក៏បានតបវិញដោយសារតែពួកយើងសោះតែជាអ្នកស្គាល់គ្នាលោកធូទេ26000យួនអញ្ចឹងវៃសៀវគាត់បានទូទាត់យ៉ាងលឿនហើយនឹងបានយកអាសភៅជំនាញទាំងអស់នេះក៏ដូចជាចិញ្ចៀនអវកាសមិនទុកយូរទេគាត់បានរៀនជំនាញចេញពីសភៅទាំងអស់នោះយ៉ាងភ្លាមនៅកន្លែងសរសើរទៀតផងថារបស់ពូនេះថ្ងៃនេះល្អបន្តទៀតគាត់ក៏បានមកដល់ប៉មួយនេះបានជួបណានជឺបៃឈៀនជាមួយនឹងស៊ូសៀវឈៀងនៅចាំគាត់បានសួរថាហេតុអ្វីបានជាស៊ូសៀវឈៀងនៅទីនេះដែរណានជឺក៏បានតបដោយសារតែខ្ញុំក៏បានអញ្ជើញនាងមកដែរស៊ូសៀវឈៀងហើយតែអញ្ចឹងក៏បាននិយាយថាតើលោកមិនសប្បាយចិត្តនៅពេលឃើញខ្ញុំមែនវៃសៀវក៏បានតបវិញថាមិនអញ្ចឹងទេខ្ញុំគ្រាន់តែភ្ញាក់ផ្អើលប៉ុណ្ណោះក៏មិនឲ្យខាតពេលច្រើនទេពួកគេក៏បានដើរចូលទៅជួបជាមួយនឹងព្រឹទ្ធាចារ្យនៅយាមនៅទីហ្នឹងព្រឹទ្ធាចារ្យគាត់ដូចជាមិនដែលឃើញឈ្មោះអ្នកទាំងអស់គ្នាពីមុនមកនោះទេវៃសៀវក៏បានតបនោះក៏ដោយសារតែពួកយើងគឺជាសិស្សថ្មីតែមានលក្ខខណ្ឌអ្វីដើម្បីនឹងឡើងទៅដែរអត់ព្រឹទ្ធាចារ្យគាត់បានបញ្យល់ថាប៉មសាកល្បងមួយនេះមាន10ជាន់ការវិតម្លៃសម្រាប់ប្រព័ន្ធជំនួយនិងប្រព័ន្ធប្រយុទ្ធសំខាន់គឺខុសគ្នាហើយកម្រិតនៃការលំបាកប្រែប្រួលទៅតាមជាន់មុនពេលឡើងត្រូវបង់បន្ទុកបន្តិចបន្តួចប៉ុន្តែនៅពេលទៅឡើងគិតជាជាន់ហើយនឹងជាន់ប៉ុន្មានបានបន្ទុកប៉ុណ្ណឹងត្រឡប់ទៅវិញតើយល់ដែរទេអ្នកទាំងអស់គ្នាក៏បាននិយាយថាយល់វៃសៀវ
គាត់បានសួរបន្តទៀតតើពីមុនមកធ្លាប់មាននរណាគេម្នាក់បានឡើងទៅដល់ជាន់ទី10ដែរទេព្រឹទ្ធាចារ្យគាត់បានតបថាមិនមានទេសូម្បីតែជាន់ទី9នឹងក៏គ្មានអ្នកអាចឡើងដល់រយៈពេល10ឆ្នាំមកហើយបញ្ជីនៅទីនោះគឺជាតារាងចំណាត់ថ្នាក់សិស្សកំពូលពួកគេក៏បានដើរទៅមើលបញ្ជីនឹងបន្តិចមុននឹងឡើងទៅហើយក្រៅអំពីគ្រូបង្រៀនចាងយូចាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមសិស្សចំនួនក្រោយគឺសំកាយបន្តិចចាងអ៊ីស្ដាប់ទៅដូចជាធ្លាប់ស្គាល់ចំណែកវៃសៀវយ៉ាងស្គាល់តែម្ដងស៊ូសៀវឈីងក៏ដូចគ្នាដោយសារតែចាងអ៊ីគឺជាសិស្សពូកែនៅសាលាឈីងយ៉ាងដែលមកពីសាលាតែមួយជាមួយអ្នកទាំងពីរអញ្ចឹងទៅស៊ូសៀវឈីងនាងថានាងក៏នឹងលើគាត់ហើយចាងអ៊ីនឹងសេះច្បងបន្តទៀតពួកគេក៏បានដើរឡើងទៅពមួយនេះហើយអញ្ចឹងមានក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្្នឹងសិនហើយក៏ជាភាគទី20 21បាយបាយជួបនៅវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី22 23នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈហើយបើសិនជាមានសម្លេងរំខានតិចតួចអីហ្នឹងអធិស្ឋានផងណានៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលក្រុមវៃសៀវបានដើរចូលទៅក្នុងប៉មសាឡបងមុននឹងចូលទៅគេក៏បានប្រាប់ផងដែរបន្ទាប់ពីចូលទៅក្នុងប៉មសាឡបងហើយស្លាប់នឹងត្រូវបញ្ជូនចេញមកវិញឬមួយក៏ស្ម័គ្រចិត្តចេញទៅខ្លួនឯងក៏បានដែរចំពោះរបួសជាមួយនឹងស្នាក់ស្នាមអ្វីក៏ដោយមិនប៉ះពាល់ទៅដល់រាងកាយដើមទេបន្ទាប់ពីស្ដាប់ការណែនាំគាត់ក៏ត្រូវបញ្ជូនចូលផ្សេងគ្នាដែលមកដល់ជាន់ទី1នៃប៉មសាឡបងនៅពេលហ្នឹងក៏បានលេចចេញនៅបិសាចចេញមកបន្ទាប់ពីបណ្ឌិតមើលវៃសៀវក៏បានដឹងថាវាមានល្វែ40ប៉ុន្តែមិនមែនជាបញ្ហាអ្វីនោះទេគាត់បានសម្រុកចូលទាំងទំនុកចិត្តគាត់បានសម្លាប់វាពីមួយទៅមួយមិនដកដៃទេចុងក្រោយក៏បានប្រើប្រាស់បិសាចក្រុងឆ្អឹងរបស់គាត់បង្ហើយទៅលើអាសត្វបិសាចទាំងអស់នេះជោគជ័យនៅជាន់ទី1ហើយក៏មានក្បួន Teleport ឡើងទៅជាន់ទី2ដល់ជាន់ទី2នេះគាត់ត្រូវប៉ះជាមួយនឹងបិសាចដែលនៅដំណាក់កាលទី3កំពូលដែលមានល្វែ40ហ្នឹងគឺចំនួន10ក្បាលដូច្នេះគាត់បានបញ្ចេញអានជឺចេញមកប្រើប្រាស់ធម្មពលសម្រាប់ទៅលើបិសាចទាំងអស់នេះយ៉ាងខុសខើហើយត្រឹមតែរយៈពេល4នាទីប៉ុណ្ណោះគាត់ក៏បានឡើងទៅដល់ជាន់ទី3ដែលបែបនេះក៏បានធ្វើព្រឹត្តិការណ៍តាមដាននៅខាងក្រៅគាត់ឆ្ងល់ផងដែរកម្លាំងក្មេងប្រុសម្នាក់នេះហេតុអ្វីខ្លាំងម្ល៉េះខ្លាំងជាងវងគូអ្វីដែលគឺជានាយកសាលាបច្ចុប្បន្ននេះកាលនៅក្មេងទៅទៀតក៏លើទៅមើលវៃសែលនៅវិញគាត់បានបន្តចាត់ការទៅលើសត្វចម្លែកទាំងអស់នេះដែលមានបិសាចផ្សេងគ្នានៅគ្រប់ជាន់ទីបំផុតក៏បានឡើងទៅដល់ជាន់ទី4វាយអាបិសាចស្វានេះរហូតតទៅធ្វើឲ្យគេស្រែកថាជួយផងបើមើលឈាមមុខឈាមចំមុះហើយទឹកភ្នែកហូរហេមហាមយ៉ាងណាមិញក៏ត្រូវបានវៃសៀវបង្ហើយឡើងទៅដល់ជាន់ទី5នៃអគារសាឡបងហើយក៏បាន Teleport ឡើងទៅបន្តទៀតរហូតបានធ្វើឲ្យគាត់នៅពេលនេះឡើងដល់កម្រិតទី7នៃប៉មសាឡបងហើយក៏បានចូលដល់ជាន់ទី8បិសាចនៅក្នុងនឹងក្រនដែលបានឃើញវៃសៀវហើយនាំគ្នារត់ប្រះអាយុពេញនឹងតែម្ដងពេលវេលាមិនយូរប្រមាណផងវៃសៀវនៅពេលនេះត្រូវបានប្រកាសឡើងថាឡើងទៅដល់ជាន់ទី9ចំណែកឯមិត្តភ័ក្តិរបស់គាត់ដទៃទៀតនេះវិញក៏បានទម្លាក់ចុះមកវិញបៃឈាននៅវិញគេបានលន់មកថាលំបាកអ្វីម្លេះគេទៅបានឡើងដល់ជាន់ទី3ប៉ុណ្ណោះណានជឺបានឡើងដល់ជាន់ទី5ចំណែកអស៊ូសេវឈៀងឡើងដល់ជាន់ទី6បៃឈានគេបានលន់មកថានៅនាងស៊ូពិតជាអស្ចារ្យណាស់ភ្លាមនរណាម្នាក់នៅទីហ្នឹងក៏បានស្រែកឲ្យមើលទៅនរណាម្នាក់កំពុងទៅឡើងដល់ជាន់ទី9ដោយប្រើប្រាស់រយៈពេលដែល45នាទីប៉ុណ្ណោះមិនដល់1ម៉ោងផងបណ្ឌិតមើលឈ្មោះទៅខាងលើទៅក៏បានឃើញថាឈ្មោះវៃសៀវបៃឈានបានឃើញចឹងសរសើរថាលបងវៃសៀវមើលទៅពូកែខ្លាំងណាស់សាច់រឿងកន្លែងនេះប្រហែលជាគេលេងមកក្រោយអីចឹងណាដោយសារតែចំណាត់ថ្នាក់នេះទៅលោថាវៃសែលឡើងដល់ជាន់ទី8យ៉ាងណាមិញម្នាក់នេះក៏នៅតែនិយាយថាប៉ុណ្ណឹងវាមិនតាន់អស់ចាននៅឡើយនោះទេវាមិនមែនជាកំណត់ត្រាចុងក្រោយបង្អស់ដែលអាចឡើងដល់ឡើយប៉ុន្តែភ្លាមគេពិតជាមានការភ្ញាក់ផ្អើលដោយសារតែគេបានឡើងទៅដល់ជាន់បន្តទៀតវៃសែលគាត់បានឡើងទៅដល់ជាន់ទី10នៃប៉មសាឡបងនិងប្រឈមមុខជាមួយនឹងមេតបកំពូលដំណាក់កាលទី4គឺជាបិសាចអ្នកការពារកំពូលប្រព័ន្ធបានយ៉ាងចឹងវៃសែលឆ្ងល់មែនតែនតាបិសាចនៅណាទៅភ្លាមក៏ស្រាទ្វារបានទម្លុះទ្វារចូលមកហើយមើលទៅមានវាធំនិងដេងគេបានឲ្យវៃសែលចេញទៅក្រៅឲ្យលឿនទៅបើមិនចង់ឲ្យគេបង្ខំវាចេញវៃសែលក៏បានតបទៅកាន់គេថាស្កើកតុំណាស់ហើយខ្ញុំក៏ចង់ដឹងថាកម្លាំងឯងខ្លាំងប៉ុណ្ណាដែរដោយសារតែគាត់ចង់ដឹងបន្ថែមអំពីគេដូច្នេះក៏បានពិនិត្យមើលប៉ុន្តែស្រាប់តែប្រព័ន្ធមិនអាចវិនិច្ឆ័យដឹងនោះទេបិសាចភ្នែកមួយក៏នៅតែនិយាយថាត្រៀមខ្លួនស្លាប់ឲ្យហើយទៅរីឯសាច់រឿងយើងក៏បានបង្ហាញខាងក្រៅនេះវិញបានឃើញថាវៃសែលបានឡើងទៅដល់ជាន់ទី10ព្រឹត្តិការណ៍គាត់មានការផ្សាយផ្អើលយ៉ាងខ្លាំងដែលពីមុនមកគ្មាននរណាគេម្នាក់នៅដំណាក់កាលទី3ល្វែ30ជាងនឹងអាចឡើងទៅដល់ជាន់ទី10បានឡើយមិនចាំយូរទេគាត់បានតាក់ទងទៅកាន់លោកគ្រូនាយកដែលគាត់ហៅថាសៀវវងឲ្យលោកគ្រូនាយកមកទីនេះដោយសារតែខ្ញុំមានរឿងចង់ប្រាប់ជាបន្ទាន់នៅខាងក្នុងបិសាចភ្នែកមួយក៏នៅតែបើកការវាប្រហារជាមួយនឹងវៃសៀវបិសាចក្រុងឆ្អឹងរបស់វៃសៀវដែលបានបញ្ជាចូលទៅក៏ត្រូវបានគេបំផ្លាញវៃសៀវបានដឹងថាបើសិនជាធ្វើអញ្ចឹងយូរទៅគឺមិនល្អទេដូច្នេះគាត់បានឲ្យប្រព័ន្ធដំឡើងពិន្ទុអាឈានស្រាប់តែពេលនឹងប្រាជ័យដោយសារអត់លុយកាត់ទៅខាងក្រៅវិញនាយកគាត់បានមកដល់
ទីនឹងហើយបានសួរទៅកាន់ព្រឹទ្ធាចារ្យហើយអ្វីបានជាហៅខ្ញុំមកទីនេះបន្ទាន់ម្ល៉េះព្រឹទ្ធាចារ្យគាត់បានតបថាកំណត់ត្រាស់របស់ឲ្យ20ឆ្នាំត្រូវបានបំបែកគឺជាក្មេងម្នាក់នោះពូកែណាស់ប្រហែលជាគាត់ឯងលើសពីខ្ញុំទៅទៀតយ៉ាងណាមិញនៅសល់ព្រឹទ្ធាចារ្យមួយដោយសារតែវ័យសេវឡឺនឹងមិនទាន់លើព្រឹទ្ធាចារ្យនោះទេហើយរំលឹកការគាត់នៅក្មេងគាត់នៅល្វែដូចជាសាយអញ្ចឹងទៅឯងថាឆ្លងផុតជាន់ទី9ស្រាប់តែពេលនឹងបញ្ជីដែលបានកត់ត្រានឹងក៏បានលោឈ្មោះវ័យសេវនៅលើគេដែលបែបនឹងក៏បានធ្វើសិស្សដតីនៅទីនឹងមិនថាសិស្សថ្មីឬសិស្សចាស់ពិតជាមានការផ្ទះបើមែនទែនដែលបែបនេះក៏បានធ្វើឲ្យនាយកបានសើចព្រឹទ្ធាចារ្យលីមើលទៅអ្វីដែលលោកបាននិយាយនៅពេលនេះវាមិនពិតទាំងស្រុងនោះទេព្រឹទ្ធាចារ្យគាត់បានតបថាខ្ញុំមិនបាននិយាយអ្វីទេមិញហើយកូនសិស្សម្នាក់នេះល្អណាស់ត្រូវតែយកចិត្តទុកដាក់ចំពោះគេនាយកគាត់បានតទៅវិញទៅថាប្រកាសណាស់ហើយកូនសិស្សម្នាក់នេះត្រូវបានខ្ញុំសម្រេចចិត្តរួចហើយបន្តទៀតប្រព័ន្ធក៏បានលោតឡើងថានៅពេលនេះវ៉ៃសេលបានសម្រេចក្នុងការឡើងជាន់ទាំងអស់គឺថាឡើងអស់ហើយទទួលបានរង្វាន់ពិសេស 1000 credit ហើយបន្ទុក credit សរុបនៅពេលនេះ 7165 credit ដែល credit សរុបគាត់ទាំងអស់មានណាប៉ុន្តែមើលទៅវ៉ៃសេលហាក់បីដូចជាមិនសប្បាយចិត្តនោះទេដោយសារតែគាត់បានចំណាយប្រាក់យ៉ាងច្រើន up level ទៅលើបេសាយគាត់បន្តទៀតឃើញថាអ្នកទាំងអស់គ្នាបន្តពីបានឃើញវ៉ៃសេលចេញមកពិតជាមានការស្ញប់ស្ញែងយ៉ាងខ្លាំងពិសេសស្រីទៅហុំព័ទ្ធជុំវិញគាត់តែម្ដងសុទ្ធតែសុំដេតហើយនឹងសុំហត្ថលេខាអីជាដើមនឹងវ៉ៃសេលតែបែបនេះក៏ឆ្ងល់ផងដែរមានអ្វីកើតឡើងមែនទេស៊ូសៀវឆេងឃើញចឹងទ្រាំមិនបានថាគ្រប់គ្រាន់ទេគម្រោងវ៉ៃសេលតទៅទៀតចឹងចាយទាំងអស់នឹងក៏បានតបវិញតើនាងជានរណាហេតុអីចេះម្លេះឬមួយជាមិត្តស្រីគាត់ស៊ូសៀវឆេងបានលើអញ្ចឹងមុខឡើងក្រហមហើយតបថាមិនមែនទេស្របពេលនឹងដែរវ៉ៃសេលគាត់បានរកឃើញគំនិតមួយដែលគាត់បានប្រកាសទៅកាន់ទាំងអស់គ្នាថាបើសិនជានរណាគេត្រូវការ credit គាត់នឹងលក់ម្នាក់នេះឆ្ងល់ផងដែរលក់ credit មែនទេដូចជាមិនធ្លាប់ដែរបានលើពីមុនមកសោះចានេះបានសួរថាតើលក់យ៉ាងម៉េចទៅភ្លាមព្រឹទ្ធាចារ្យជាមួយនាយកក៏បានដើរចូលមកលើកឡើងថាមិនសមហេតុផលនោះទេ credit មិនយ៉ាងឯងលក់បានដែលបែបនេះវ៉ៃសេលក៏បានថានាយកក៏នៅទីនេះដែរនាយកគាត់បានប្រាប់បន្ថែមឯងមានបន្ទុក credit 7000អាចផ្លាស់ប្ដូរយកចំណេញកម្រិត A បានឬផ្លាស់ប្ដូរយកថ្នាំផ្សេងដែលអាចបង្កើនកម្រិតស្រាប់តែវ៉ៃសេលបានភ្ញាក់ប្រែតហើយនាយកពិតជានិយាយត្រូវប៉ុន្តែលោកនាយកមិនទាន់ដឹងនោះទេចំពោះសភៅបទពិសោធន៍ដូចជាចំណេញផ្សេងគាត់មិនសូវជាត្រូវការប្រមាណទេហើយចំណែកឯថ្នាំវិញខ្ញុំអាចទៅប្រមាញ់នៅក្នុងអាណាចក្រសម្ងាត់បានលឺអញ្ចឹងនាយកវងក្តៅឆេវព្រឹទ្ធាចារ្យក៏បានខាត់សៀវងស្ងប់អារម្មណ៍ក្មេងម្នាក់នេះមានផែនការផ្ទាល់ខ្លួនហេតុអ្វីតែជ្រៀតជ្រែកនាយកវងក៏បានតបទៅកាន់ព្រឹទ្ធាចារ្យវិញថាប៉ុន្តែវានៅតែមិនសមរម្យតែអញ្ចឹងច្បាប់សាលាមានចែងដែរអត់ថាមិនឲ្យលក់បន្ទុក credit នាយកវងក៏បានតបដូចជាអត់មានទេដោយហេតុថាប្រកែកមិនឈ្នះនាយកគាត់ក៏បានដើរចាក់ចេញហើយឡើងខ្វល់ឡើងអីទៀតទេអញ្ចឹងក៏ពេលនេះបានដៃវ៉ៃសេលគាត់បានប្រកាសលក់បន្ទុក credit មួយតម្លៃ900កាក់ហួសៀមនុស្សនៅទីនឹងពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងអ្នកខ្លះទិញ100អ្នកខ្លះទិញ200អ្នកខ្លះទិញ2000វ៉ៃសេលក៏បានប្រាប់ថាកុំបង្ខំឲ្យបានទាំងអស់គ្នាទេម្នាក់នេះដែលមានភ្លេចឈ្មោះបាទទេគេឆ្ងល់ផងដែរតែលបងវ៉ៃសេលខ្វះលុយមែនទេហើយបានចលក់ថោកម្លេះសៀវឆេងក៏បានតបនរណាដឹងទៅថែមទាំងបានឃើញថាទឹកមុខវ៉ៃសេលញញឹមបន្ទាប់ពីបានលុយច្រើនសៀវឆេងក៏បានថាមើលតែប៉ានេះខ្វះលុយមែននេះម្នាក់នេះគេមានយោបល់ល្អមួយឲ្យវ៉ៃសេលធ្វើជាគ្រូបង្វឹកប្រសើរជាងលក់ credit វ៉ៃសេលក៏បានសួរអំពីផលចំណេញគេបានតបថាពិតជាបានលុយច្រើនណាស់ណានជេក៏បានបន្ថែមទៀតការខ្ញុំជួលគ្រូបង្វឹកមកបង្រៀនខ្ញុំពីកម្រិត10ដល់កម្រិត20ឪពុកខ្ញុំបានចំណាយរហូតដល់200,000 យួនលឺអញ្ចឹងវ៉ៃសេលចាប់អារម្មណ៍មែនទែនអរគុណអណប់គាត់ដែលបានផ្ដល់យោបល់ល្អហើយតើនៅពេលនេះមាននរណាគេម្នាក់ជួលគ្រូបង្វឹកអត់ផ្សាយរឿងយើងក៏បានកានមកដល់ទីតាំងមួយទៀតនៅមុខច្រកចូលអាណាចក្រសម្ងាត់អបិម៉ាប់នេះក៏បានប្រកាសឡើងត្រូវការគ្រូបង្វឹកឬមួយក៏ជាអ្នកការពារពួកគេដែលមាន level 30ហ្នឹងហើយគ្រូបង្វឹកហ្នឹងគឺ level 35ឡើងពេលនោះវ៉ៃសេលក៏បានមកដល់ទីហ្នឹងហើយបានប្រាប់ថាខ្ញុំអាចជួយបានពីរនាក់ហ្នឹងមើលទៅហាក់បីដូចជាមិនយល់ស្របនោះទេដោយសារតែវ៉ៃសេលទៅនៅកម្រិតទី31ថែមទាំងបាននិយាយបែបឌឺដងទៅកាន់វ៉ៃសេលថែមទៀតហើយតែអញ្ចឹងមិត្តភ័ក្តិរបស់វ៉ៃសេលពិតជាខឹងមែនទែនវ៉ៃសេលក៏បានប្រាប់ឲ្យគេស្ងប់អារម្មណ៍ទៅដោយសារតែយើងមិនទាន់ល្បីជារឿងធម្មតាដែលពួកគេមិនទុកចិត្តបន្ទាប់មកពួកយើងគួរណាទៅបោសសម្អាតអាណាចក្រសម្ងាត់នៅទីនេះសិនណានជេក៏បានប្រាប់បន្ថែមនៅទីនេះមានអាណាចក្រសម្ងាត់ចំនួន47ប៉ុន្តែមានតែ6ប៉ុណ្ណោះដែលនៅដំណាក់កាលទី3តើពួកយើងគួរទៅទីណាមុនបៃឈានគេបានណែនាំអាណាចក្រសម្ងាត់មួយទៅហើយមកវិញបានលុយច្រើនលឺអញ្ចឹងវ៉ៃសេលក៏អត់បដិសេធដែរហើយពួកគេក៏បានដើរមកដល់មុខអាណាចក្រសម្ងាត់មួយហ្នឹងដែលវាគឺជាអាណាចក្រសម្ងាត់ព្រៃបឹងលក្ខខណ្ឌចូលទៅដំណាក់កាលទី3ទៅអាចចូលបានបន្ទាប់មកក៏ជ្រើសរើសភាពលំបាកនៅក្នុងអាណាចក្រសម្ងាត់វ៉ៃសេលគាត់បានជ្រើសរើសយកឋានរូបបៃឈានហើយតែអញ្ចឹងក៏បានសួរទៅកាន់លបងឲ្យស្គួតហើយមែនតើចង់ស្លាប់នៅទីនោះមែនទេវ៉ៃសេលក៏បានតបថាអញ្ចឹងមិនអីទេយកអាទៀបជាងណាមកកម្រិតចុះចុចពឹបហើយបន្តមកក៏ teleport ចូលប៉ុន្តែមើលទៅកាន់គ្នាគាត់ទៅភ័យមែនតែទោះបីជាទៀបជាងមុនមកកម្រិតក៏ដោយក៏ហួសពេលដែរពេលនេះពួកគេក៏បាន teleport ចូលមកជោគជ័យបៃឈានក៏បានយំនេះជាកម្រិតគ្រោះមហន្តរាយណាស៊ូសៀវឆេង
ក៏បានថយไปជាគំយំអត់ប្រយោជន៍ទៀតអីបណ្ឌិតមើលអំពីការណែនាំទៅអាចនឹងធ្វើអ្វីចាក់ចេញទៅវិញបានไปជាគេបានបណ្ឌិតមើលហើយពួកយើងធ្វើដំណើរពីទីនេះទៅកាន់ទីជ្រៅប៉ុន្តែក៏ត្រូវជួបជាមួយនឹងបិសាចគ្រោះមហន្តរាយនិយាយផងកាន់តែយំខ្លាំងជាងមុនថែមទៀតវៃសៀវក៏បានសួរតាអញ្ចឹងពួកយើងត្រូវទៅផ្លូវណាទៀតបៃជាបានតបពួកយើងទៅសម្រាប់បិសាចឆ្មាំទ្វារចម្ងាយ100ម៉ែត្រនោះអញ្ចឹងតោះទៅហេតុនេះក៏សូមបញ្ចប់ភាគនេះត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី22 23បាយបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី24 25នៃរឿងអំណាចស្ដេចនៃកងទ័ពអមតៈប៉ុន្តែមុននឹងចូលទៅដល់វីដេអូadminសូមជូនដំណឹងទៅកាន់គ្នាយើងមួយដែល admin នឹងផ្អាកផុសនៅក្នុង channel មួយនេះមួយរយៈហើយទៅផុសនៅក្នុង channel ថ្មីដែលមានឈ្មោះថា OI Legendary ចំពោះ link channel មួយហ្នឹង admin នឹងដាក់នៅក្នុង comment គឺ pin នៅលើគេហ្នឹងហើយគ្នាយើងកុំភ្លេចទៅ subscribe ទុកមុនហើយទៅខៃលូ admin ចេញវីដេអូអត់ដឹងនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងយើងបានឃើញក្រុមវៃសៀវកំពុងតែក្លំមើលបិសាចត្រី level 40មួយក្បាលដេកក្នុងទឹកយ៉ាងលយណានជឺក៏បានសួរទៅកាន់វៃសៀវតើអាចប្រកាសដែរថាអាចឈ្នះវាវៃសៀវគាត់បានតបប៉ុណ្ណឹងអីមិនជាបញ្ហាអ្វីនោះទេស្រាប់តែពេលនឹងស៊ូសៀវឆេងក៏បានហក់ចូលទៅប្រើប្រាស់ស្នៀតដោតទេវភាពនាងបើការវាប្រហារទៅលើវាដែលវាកំពុងទៅដេកលក់យ៉ាងណាមិញប្រតិកម្មបិសាចនឹងពិតជាលឿនមែនតែនអាចគេចផុតអំពីការវាប្រហារមួយនេះបិសាចមួយនឹងក៏មួម៉ៅណាស់ដែរពិតជាគ្មានសិលធម៌មែនដែលហ៊ានបើការវាប្រហារមកលើខ្ញុំចង់រកស្លាប់ឯងថាមកពោយ៉ាងខ្លាំងសម្ដៅទៅកាន់ស៊ូសៀវឆេងនាងក៏បានតបហើយនឹងបានវេបិសាចមួយនឹងឲ្យប៉ាងថយក្រោយយ៉ាងណាមិញបន្ទាប់ពីវាបានវាយមកវិញឃើញថាស៊ូសៀវឆេងក៏បានធ្លាក់ចុះក្រោមសំណាងល្អដែលវៃសៀវបានទទួលទាន់ពេលវេលាហើយមុខនាងឡើងក្រហមបន្ទាប់ពីដាក់នាងចុះវៃសៀវក៏បានថាទុកវាឲ្យខ្ញុំបិសាចត្រីក៏បានតោះវិញគុំក្អើតកតមពេកចាំមើលខ្ញុំចាត់ការអីយ៉ាងណាហក់ចូលទៅក៏ត្រូវបានសៀវស៊ូកាប់មួយដាវបណ្ដាលឲ្យបិសាចត្រីនឹងបាត់បង់ជីវិតភ្លាមដែលហេតុបែបនឹងហើយសៀវស៊ូនៅពេលនឹងគេមានការវិវត្តទៅដល់កម្រិតឋានសួគ៌គឺជាដើមកំណើតមេឃអ្នកទាំងពីរនេះបានឃើញចឹងពិតជាព្យាបាលមែនតែនមិនសរសើរមិនបានទេដោយឡែកវៃសៀវនៅវិញបន្ទាប់ពីសម្លាប់បិសាចហើយសម្លឹងឃើញអាវុធវាក៏ដឹងថារបស់ល្អបើឈានក៏បានប្រាប់ទៅកាន់លបងបន្ថែមទៀតអាវុធនេះបលក់យ៉ាងហោចណាស់ក៏បាន2-3លានយន់ដែរលើអញ្ចឹងវៃសៀវសប្បាយចិត្តផ្លេតហើយអញ្ចឹងគាត់ទុកហើយបើឈានក៏បានប្រាប់អំពីផ្លូវបន្ថែមទៀតនៅក្នុងផែនទីដែលឆ្ពោះទៅកាន់រោងភ្នំខាងមុខនោះប្រហែលជាមានរបស់របរមានតម្លៃជាច្រើនទៀតលុះទៅដល់ខាងក្នុងរោងភ្នំនឹងហើយក៏បានប្រទះជាមួយនឹងពលរដ្ឋធំមួយដែលមានភ្នែក3បើឈានបានឃើញអញ្ចឹងពិតជាមានការខ្លាចយ៉ាងខ្លាំងណានជេក៏អញ្ចឹងដែរបើឈានបានប្រាប់ថាពួកយើងគួរណាស់តែចាក់ចេញពីទីនេះជាបន្ទាន់វៃសៀវបានតបប៉ុណ្ណឹងអីមានអ្វីអស្ចារ្យបើឈានបានប្រាប់ទៅកាន់លបង VIC យើងបានយ៉ាងណាមិញវៃសៀវក៏បានដើរទៅមុខប្រឈមមុខជាមួយនឹងពស់នេះហើយតាមពិតទៅវាមិនមែនតែមួយក្បាលទេមាន3ក្បាលស៊ូសៀវឆេងក៏បានហៅវៃសៀវមកវិញដែរវាជាកម្រិតចវាយនឿយណាស់មិនមែនអាចលេងសើចបានទេប៉ុន្តែវៃសៀវមិនស្ដាប់ដើរទៅមុខបញ្ចេញកណ្ដៀវគាត់ចេញមកហើយនឹងបានកាប់មួយយុទ្ធសាស្ត្រទៅកាន់វាបិសាចពស់នេះទោះបីជាមានធំប៉ុន្តែអាចគេចលឿនថែមទាំងត្រូវបានវាតបាក់ចូលមាត់អ្នកទាំង3ពិតជាមានការបារម្ភមែនតែនប៉ុន្តែវៃសៀវនៅវិញមិនទាន់អីទេអ្នកទាំង3ក៏ចង់ចូលជួយប៉ុន្តែវៃសៀវក៏បានប្រាប់ពួកគេកុំឲ្យមកបន្តទៀតក៏បានបញ្ចេញសៀវស៊ូហើយគ្រាន់តែវាបានព្រុសពឹសដាក់សៀវស៊ូហាក់បីដូចជាមិនអាចកម្រើកបានទេវៃសៀវបានដឹងថាការការពាររបស់សៀវស៊ូនៅតែទាបពេកស្រាប់តែបាននឹកឃើញថាគាត់បានទិញសភៅជំនាញពីពូនោះលើកមុនដែលមានសមត្ថភាពក្នុងការកោះហៅបិសាចក្រុងឆ្អឹងអ្នកចម្បាំងដោយគិតឃើញអញ្ចឹងមិនទុកយូរទេចាប់ផ្ដើមកោះហៅបិសាចក្រុងឆ្អឹងអ្នកចម្បាំងចេញមកហើយគឺអ្នកចម្បាំងក្រុងឆ្អឹងដែលអាមួយនេះអាចចាត់ទុកបានថារៀងលយគួរសមគ្រាន់តែបញ្ចេញមកថាមពលរន្ទះយ៉ាងខ្លាំងក៏បានបាញ់ទៅកាន់ពស់មួយក្បាលនេះបណ្ដាលឲ្យវាងាប់អស់មួយហើយជួយវៃសៀវចេញពីក្នុងមាត់វានៅសល់2ទៀតក៏មិនជាដៃគូរបស់អ្នកចម្បាំងក្រុងឆ្អឹងនឹងទេក៏ត្រូវបានវាកាប់ចិញ្ច្រាំដាច់ឡើងពី3កង់អ្វីដែលការទៅហួសចាត់សត្វបិសាចចំនួន3ក្បាលនឹងទម្លាក់បានតែខ្សែកមួយប៉ុណ្ណោះហើយក៏ជាខ្សែកបង្កើនថាមពលបូកថែមចំនួន500វៃសៀវទោះបីជាមិនពេញចិត្តក៏នៅតែយកទុកពេលឈានក៏បានសរសើរទៅកាន់វៃសៀវមិនដាច់ពីមាត់នោះទេហើយគាត់បានត្រឹមតែញញឹមញញែមតិចភ្លាមនៅទីនឹងហាក់បីដូចជាមានការបាក់ស្រោតអ្វីមួយយ៉ាងណានជឿក៏បានហាន់ទាំង3ឲ្យមើលទៅហាក់បីដូចជាមានប្រហោងនៅខាងមុខអញ្ចឹងពួកគេក៏បានមកពិនិត្យមើលនៅក្នុងប្រហោងនោះស៊ូសៀវឆេងក៏បានស្ដាប់ដែលថានៅខាងក្រោមមានសម្លេងខ្លាំងព្រិះបីដូចជាទឹកហូរវាគួរណាស់តែជាទន្លេក្រោមដីស្រាប់តែពេលហ្នឹងពួកគេក៏បានធ្លាក់ចុះទៅខាងក្រោមស្ដាប់មើលទៅដូចជាសម្លេងទឹកប៉ុន្តែបន្ទាប់ពីពួកគេធ្លាក់ដល់ក្រោមអ្នកខ្លះអកគួតអ្នកខ្លះពោះឡើងជាប៉ាជាសំណាងល្អផងដែរដែលណានជឿនាងបានយកពិលមកជាមួយក៏អាចឆ្លោះមើលផ្លូវឲ្យធ្វើដំណើរទៅមុខបន្តទៀតស្រាប់តែពេលហ្នឹងបានប្រទះជាមួយនឹងអសរវៃម្យ៉ាងដែលបានចារនៅក្នុងរូងភ្នំនេះបន្ទាប់ពីមើលណានជឿក៏បានសន្និដ្ឋានថានេះប្រហែលជាអសររបស់មនុស្សកុលសម្ព័ន្ធសួយប៉ុន្តែបើសិនជាពិនិត្យមើលជាទៅមិនដូចទេស៊ូសៀវឆេងក៏បានចូលមកហើយបានថាវាពិតជាអសររបស់កុលសម្ព័ន្ធសួយមែនគ្រាន់តែថាវាជាអ
អក្សរបារាំងរបស់ពួកគេពេលឈានបានសួរតើអ្នកនាងពិតជាបានដឹងអំពីអ្វីដែលបានសរសេរនៅលើនោះសួរសៀវឈិងក៏បានតបខ្ញុំអាចអានបានបន្តិចបន្តួចឃ្លាតើនាងបានអានពួកយើងនឹងត្រឡប់មកវិញឆាប់ៗនេះបន្ទាប់ពី1លានឆ្នាំពួកយើងគឺជាព្រះគឺត្រូវតែបំផ្លាញទោះបីជាកម្លាំងពួកយើងមិនខ្លាំងដូចសម័យបុរាណយើងត្រូវតែកំទេចចោលឲ្យអស់វៃសៀវស្ដាប់ចឹងក៏បានសួរទៅកាន់នាងតើពិតដែរទេសួរសៀវឈិងនាងក៏មិនច្បាស់លាស់ដែរយ៉ាងណាមិញនេះគឺជាកំណត់ត្រាដែលមិនពេញលេញតែបែបនេះបើឈានកាន់តែឆ្ងល់ទៀតតើពួកគេគឺជាព្រះមែនទេភ្លាមនៅទីនឹងហាក់បីដូចជាមានការរង្គើអក្សរបារាំងនេះក៏បានចាញ់ចាំងនៅថាមពលលេចចេញនៅអ្វីមួយយ៉ាងប្រព័ន្ធក៏បានប្រាប់បន្ថែមថានេះគឺជាល្បែងផ្គុំរូបបើសិនជាអាចរកបានបំណែកផ្គូផ្គងទាំង5ដែលបានបាត់នឹងអាចដឹងអំពីអានកំបាំងនៃការដួលរលំព្រះបុរាណបានលើអញ្ចឹងអ្នកទាំង4នាក់ហាក់បីដូចជាចម្លើយចិត្តណាស់ដែរព្រោះអញ្ចឹងតែមានសារៈសំខាន់អ្វីទៅប៉ុន្តែវៃសែលក៏បានប្រាប់ទៅកាន់ពួកគេកុំតន់អាខ្វល់អំពីរឿងនេះអីពួកយើងគួរណាស់ទៅរកច្រកចេញពីទីនេះណានជឿក៏បានបង្ហាញផ្លូវមួយទៀតដូចជាច្រកចេញហើយបន្ទាប់ពីធ្វើដំណើរទៅតាមផ្លូវនឹងពួកគេក៏បានមកដល់មាត់បឹងមួយដែលបតាអ្វីដែលផានទីបានប្រាប់នៅទីនេះបើសិនជាអាចសម្លាប់បិសាចនៅទីនេះបាននឹងអាចចាក់ចេញពេលនឹងក៏មានបិសាចមច្ឆាមួយចេញពីទឹកហើយបានថាពួកឯងហ៊ានបំពេញកន្លែងយើងផងពិនិត្យមើលទៅវៃសែលគេបានដឹងថាបិសាចនេះមានល្វែល40ចាប់ផ្ដើមចំអកតិចតើបិសាចច្បាយនៃកម្រិតចុងក្រោយបែបនេះមែនទេបានលើអញ្ចឹងបិសាចមច្ឆាពិតជាមានការខឹងសម្បាយ៉ាងខ្លាំងឯងហ៊ានមើលងាយខ្ញុំផងបញ្ចេញថាមពលក៏ហៅទឹកឡើងទៅខាងលើចំណែកវៃសែលក៏បានបញ្ចេញអានជឺចេញមកបញ្ចេញដុំភ្លើងមួយបាញ់តបតជាមួយរលកទឹកដែលបានបកមកបន្តឲ្យទីនោះមានការរង្គើហើយបិសាចមច្ឆាមិនអាចទប់ទល់បានទេក៏បានខ្ទាតថយក្រោយវៃសែលក៏បានបញ្ជាឲ្យអ្នកចម្បាំងក្រុងឆ្អឹងទៅបន្តទៀតបិសាចមច្ឆាហេតុតែអញ្ចឹងពិតជាភ័យមែនតែនចង្រៃយោតែអាចបែបនេះបានដោយរបៀបណាយកលំពេងមកបីទប់តជាមួយនឹងអ្នកចម្បាំងក្រុងឆ្អឹងប៉ុន្តែអានជឺមកពីក្រោយដាក់មួយដុំភ្លើងចំមកបណ្ដាលឲ្យនាងពិតជាមានការឈឺចាប់យ៉ាងខ្លាំងមិត្តភ័ក្តិគាត់ដែលបានលួចមើលនឹងក៏បានថាលបងវៃសែលមើលទៅពិតជាខុសខើមែនទែនខណៈពេលនោះបិសាចមច្ឆានឹងក៏បានផ្ទុះខ្ទាក្បាលឡើងលើក៏មិនបងអង្គយូវៃសែលក៏បានទាញយកប៉ែគាត់មកជីកប់ដើមឈើមួយក៏បានដុះចេញពីអានឹងដោយរដងហើយនឹងបានផ្ដល់អាយធំយ៉ាងច្រើនអាដបនេះគឺជាទឹកមួយប្រភេទដែលផឹកទៅហើយកន្លះម៉ោងក្រោយមកគុណលក្ខណៈផ្សេងនឹងការឡើងទ្វេដងអញ្ចឹងមិនទៅយូរទេគាត់បានស្រូបទុកទាំងអស់ប្រព័ន្ធក៏បានប្រាប់ផងដែរថានៅពេលនេះវៃសែលរកលុយខ្មោចបាន9000នេះអញ្ចឹងពិតជាសប្បាយចិត្តមែនតើបិសាចក្រុងឆ្អឹងគាត់ក៏បានទះដៃអបអរសាទរទាំងពីរនាក់ដល់ឡែកឯអ្នកទាំង3នេះពិតជាមានការងឿងឆ្ងល់មែនតើហើយដើរទៅមើលទៅឃើញជាមួយនឹងអ្វីមួយយ៉ាងចម្លែកតែវៃសែលបានកប់មិញសួរសៀវឈិងក៏បានសួរតើលោកកំបីមិញកំពុងធ្វើអ្វីវៃសែលក៏បានតបខ្ញុំគ្រាន់តែជាការលំហែកាយប៉ុណ្ណោះសួរសៀវឈិងដឹងថាវៃសែលមិនចេះជេរពេលវេលាធ្វើអញ្ចឹងទេឲ្យប្រាប់ការពិតមកដោយហេតុថាលាក់បាំងឡើងបានវៃសែលក៏បានប្រាប់ការពិតតាមពិតទៅនេះគឺជាសមត្ថភាពពិសេសគាត់មួយបន្ទាប់ពីកោះបិសាចដែលគាត់បានសម្លាប់នឹងទទួលបានអាយធំពេលនឹងក៏មានអាយធំមួយនៅចំពីមុខណានជឿនាងបានសួរថាតើជាវាមែនទេយកដៃទៅប៉ះទៅប្រព័ន្ធក៏បានប្រាប់បន្ថែមនេះគឺជាធូបហត់ទៅដំឡើងបន្ទុកបត់ពិសោធន៍1វិនាទីឡើង1លានហើយរយៈពេលកំណត់វា60វិនាទីវៃសែលបានឃើញចឹងម្ចាស់បើណាស់ដែររដងគាត់យកដៃប៉ះមិនដែលបានធូបណាល្អទៅថ្នាក់នឹងទេប៉ុន្តែណានជឿនាងពិតជាសំណាងណាស់ខណៈពេលនេះសាច់រឿងនៅក្នុងភាគទី24 25យើងក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយបើសិនជា Slate មាននិយាយទៅដូចជារឿងពិបាកស្ដាប់អធិស្ឋានផងណាអញ្ចឹងបាយបាយជួបគ្នាវីដេអូក្រោយ